ต้มในต่างออกนี่ជួយซับម្នាក់មួយផងបើអាចជួយ like និង comment វីដេអូ admin ម្នាក់មួយទៀតរឹតតែល្អឆាប់ផ្ដាំនៅសាយរឿងបន្ទាប់ពីឈិនធានបានកម្ចាត់ក្រុមរបស់នីកាយយិនសាធ្វើឲ្យព្រឹត្តិការណ៍ទី2វាងឈិនធ្វើការគោរពមេដឹកនាំវ័យក្មេងមូស៊ីគេបានទទួលមរណភាពទៅហើយយើងត្រូវតែផ្ដល់ការពន្យល់ទៅដល់នីកាយយិនសាបើមិនដូច្នោះទេពួកគេនឹងមកវាលោកយើងទៀតមិនខានឈិនធានក៏បានសួរបកទៅវិញតើលោកមានយោបល់យ៉ាងណាដែរព្រឹត្តិការណ៍ទី2ក៏បានតបវាជាការល្អប្រសើរប្រសិនបើយើងយកសិស្សទាំងប្រមាណអ្នកនេះឲ្យទៅនីកាយយិនសាឲ្យទទួលកំហុសដែលបានសម្លាប់មូស៊ីនិងអ្នកដទៃទៀតភ្លាមនោះធ្វើឲ្យសិស្សនៃនីកាយលីងធានមិនពេញចិត្តយ៉ាងខ្លាំងលោកព្រឹត្តិការណ៍ទី2តើចង់មានន័យថាយ៉ាងម៉េចគឺក្រុមរបស់នីកាយយិនសាពួកគេបានមកករឿងពួកយើងមុនហើយអ្វីបានជាឲ្យពួកយើងទទួលកំហុសអញ្ចឹងវូហានក៏បានបន្ថែមទៀតតើលោកព្រឹត្តិការណ៍ខ្លាចពួកគេមែនទេប្រសិនបើនីកាយយិនសាហ៊ានចូលមកម្ដងទៀតខ្ញុំគឺជាអ្នកសម្លាប់ពួកគេនេះរាល់គ្នាក៏បានស្រែកហូរឡើងសម្លាប់ធ្វើឲ្យព្រឹត្តិការណ៍ទី2មិនពេញចិត្តយ៉ាងខ្លាំងប្រសិនបើនីកាយលីងធានពួកយើងត្រូវបំផ្លាញដោយសារតែនីកាយយិនសាតើពួកនេះទាំងអស់គ្នាមានលទ្ធភាពជួយសង្គ្រោះទេបន្ទាប់ពីស្ដាប់ឮបែបនោះជិនធានក៏បានដើរចូលទៅបញ្ជានៅធម្មពលនៅក្នុងបាតដៃទីចេញទៅកំទេចរាងកាយរបស់មូស៊ីរលាយបាត់អស់ខ្ទេចប្រសិនបើព្រឹត្តិការណ៍ទី2ភ័យខ្លាចខ្ញុំនឹងឲ្យលោកលេងចេញពីដំណៃមួយនេះបន្ទាប់មកអាចចាក់ចេញពីនីកាយលីងធានបានចំណែកអ្នកទាំងអស់គ្នានៅឈរទីនេះធ្វើអ្វីទៀតប្រញាប់ត្រឡប់ទៅនីកាយរបស់យើងភ្លាមទៅបន្ទាប់ពីស្ដាប់ឮបែបនោះអ្នករាល់គ្នាក៏បានដើរចេញទៅចំណែកព្រឹត្តិការណ៍ទី2មិនពេញចិត្តយ៉ាងខ្លាំងក៏បានលន់មាត់ឡើងថាតើឯងគិតថាវាជារឿងងាយស្រួលមែនទេដែលចង់ទប់ទល់ជាមួយនីកាយយិនសាកាត់មកក្នុងបន្ទប់ប្រជុំនៃនីកាយលីងធានឈិនធានក៏បានសួរទៅយូស៊ីតើគ្រឿងផ្សំនៃការសម្លាញ់ថ្នាំដែលទុកនៅក្នុងនីកាយនេះវានៅឯណាយូស៊ីក៏បានងើបឡើងធ្វើការគោរពដូចតបនីកាយរបស់យើងពេលនេះគឺខ្សោយខ្លាំងណាស់មានគ្រឿងផ្សំចម្រាញ់ថ្នាំតិចតួចតែប៉ុណ្ណោះឥឡូវនេះមានតែវត្ថុធាតុដើមកម្រិតទាបមួយចំនួនប៉ុណ្ណោះដែលនៅសល់ឈិនធានក៏បានងើបឡើងមិនថានៅសល់ប៉ុន្មាននោះទេប្រញាប់ប្រកល់ឲ្យខ្ញុំទាំងអស់មកយូស៊ីក៏បានបញ្ចេញឡើងបោះទៅឲ្យឈិនធានទទួលយកហើយប្រញាប់ចាក់ចេញភ្លាមបន្ទាប់មកនាងក៏បានសួរទៅឡានស៊ីងតើមេដឹកនាំនីកាយវ័យក្មេងគាត់អាចចម្រាញ់ថ្នាំគ្រាប់វិញ្ញាណបានមែនទេឡានស៊ីងនាងក៏បានតបខ្ញុំក៏មិនដឹងដែរប៉ុន្តែបងប្រុសជាអ្នកជួយសង្គ្រោះធ្វើឲ្យខ្ញុំភ្ញាក់ឡើងមកវិញកាត់មកឈិនធានបន្ទាប់ពីចម្រាញ់ថ្នាំអស់រយៈពេល3ថ្ងៃធ្វើឲ្យធម្មពលនៅក្នុងរាងកាយរបស់គេក៏បានចុះខ្សោយប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេក៏បានចម្រាញ់នៅគ្រាប់ថ្នាំអំណាចខាងវិញ្ញាណបានសម្រេចបន្ទាប់មកក៏បានបោះទៅឲ្យអន្តរាជាងឡាវប៉ុណ្្នឹងហើយតែឯងមិនពេញចិត្តទៀតមែនទេវាគឺជាគ្រាប់ថ្នាំខាងវិញ្ញាណកម្រិតខ្ពស់ឈិនធានក៏បានតបទៅវិញវាគឺជាគ្រាប់ថ្នាំកម្រិតវិញ្ញាណពាក់កណ្ដាលតែប៉ុណ្ណោះដែលបានចម្រាញ់ពីវត្ថុធាតុដើមដែលមានកម្រិតទាបប៉ុន្តែវាអាចជួយស្តារឡើងវិញនៃធម្មពលដែលបានបាត់បង់ភ្លាមៗឲ្យត្រឡប់មកដូចដើម 100% ធ្វើអន្តរាជាងឡាវក៏មានការភ្ញាក់ផ្អើលបន្តិចដែរ 100% ខ្ញុំមិនហ៊ានសូម្បីតែគិតអំពីវាឈិនធានក៏បានងើបឡើងបន្តនិយាយនេះគឺជាអ្វីដែលខ្ញុំកំពុងតែព្យាយាមអនុវត្តប្រហែលជាខ្ញុំអាចនឹងបង្កើតគ្រាប់ថ្នាំកម្រិតអនុភាពផងដែរអត់តែឯងចង់មានន័យថាយ៉ាងម៉េចឈិនធានក៏បានបន្តរៀបរាប់វាអាចផ្លាស់ប្ដូររាងកាយរបស់លោកឲ្យរស់ឡើងមកវិញជាទម្រង់រាងកាយពិតប្រាកដបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យអន្តរាជាងឡាវបានរំភើបយ៉ាងខ្លាំងបន្តអែបអបឈិនធានតើនៅក្នុងពិភពលោកនេះមានកម្រិតថ្នាំបែបនេះដែរមែនទេមិនថាត្រូវបងថ្លៃដល់អ្វីក៏ដោយឯងត្រូវតែជួយខ្ញុំចម្រាញ់នៅគ្រាប់ថ្នាំនោះឲ្យបានឈិនធានក៏បានធ្វើការគោរពបន្តិចកុំបារម្ភអីអន្តរាជាងឡាវភ្លាមនោះក៏បានលើសំឡេងជាទូនៅខាងក្រៅបន្ទប់តើពួកលោកនាំគ្នាជាច្រើនមកទីនេះធ្វើអ្វីបរិសម្នាក់ក្នុងចំណោមគ្នារបស់គេក៏បាននិយាយខ្លាំងៗគេច្បាស់ជាយកវត្ថុធាតុដើមដែលនៅសល់របស់នីកាយពួកយើងរត់ចេញមានខ្លានអត់ប្រញាប់ឲ្យពួកយើងចូលទៅខាងក្នុងភ្លាមទៅជាទូក៏បានតបលបងរបស់ខ្ញុំកំពុងតែសម្រាកខ្ញុំមិនអាចឲ្យនរណាចូលទៅរំខានបាននោះទេធ្វើឲ្យបរិសម្នាក់នោះបានខឹងអត់ឯងចង់ស្លាប់ហើយសម្រុកចូលទៅឈិនធានក៏បានបន្លាស់ទីយ៉ាងលឺទៀសមួយកំភ្លៀងផាច់ស្ដោពួកឯងពិតជាហ៊ានមកបង្កបញ្ហានៅទីនេះមែនតើអ្នកណាមានភាពក្លាហានឲ្យពួកឯងមកទីនេះភ្លាមនោះព្រឹត្តិការណ៍ទី2មិនហ៊ានកោតនោះទេធ្វើការគោរពបាទលោកមេដឹកនាំវ័យក្មេងតើការចម្រាញ់គ្រាប់ថ្នាំវិញ្ញាណយ៉ាងម៉េចទៅហើយចំណែកពួកគេទាំងអស់នេះដោយមានការព្រួយបារម្ភក៏បានទទូចឲ្យមកសុំការពន្យល់ពីមេដឹកនាំវ័យក្មេងទាំងអស់នេះវាជាកំហុសរបស់ខ្ញុំដែលមិនអាចបញ្ឈប់ពួកគេបានភ្លាមនោះអាប៉ែដែលត្រូវបានឈិនធានវាយឲ្យដួលក៏បានងើបឡើងមកវិញដែលមានឈ្មោះថាសៅយូហួររួចក៏បានធ្វើការគោរពខ្ញុំកំពុងពិចារណាលើនីកាយនេះភ្លាមនោះសងប៉ៃសៀងក៏បានដើរចូលមកនិយាយក្នុងនាមខ្ញុំជាអ្នកការពារយុទ្ធធម៌ក្នុងនីកាយលីងធានពួកយើងអាចមានសិទ្ធិដឹងពីគ្រាប់ថ្នាំវិញ្ញាណទាំងអស់នៅក្នុងនីកាយមួយនេះប្រសិនបើមេដឹកនាំនីកាយវ័យក្មេងបានលាក់ខ្លួនគ្មានដំណឹងបែបនេះច្បាស់ជាធ្វើឲ្យពួកយើងមានការសង្ស័យមិនខានដូច្នេះបានជាបង្ហាញខ្លួនទៅហើយប្រញាប់ប្រកល់គ្រាប់ថ្នាំវិញ្ញាណចេញមកបើមិនដូច្នោះទេពួកយើងនឹងយកវត្ថុធាតុដើមទាំងអស់ទៅទុកវិញបន្ទាប់ពីស្ដាប់ឮបែបនោះយូស៊ីហើយនឹងវូហានក៏បានបង្ហាញខ្លួនឡើងភ្លាមឈិនធានក៏បានតបខ្ញុំមិនដឹងទេថាលោកពិតជាស្មោះនឹងនីកាយលីងធានហើយខ្ញុំក៏ចង់សួរអ្នកផ្សេងទៀតថាមានកំណត់ដូចនឹងគេដែរឬទេបរិសម្នាក់ក៏បានដើរចូលមកហើយតបបាទមេដឹកនាំនីកាយវ័យក្មេងដោយសារតែពួកយើងចង់ឲ្យកម្លាំងធម៌ពលប្រសើរឡើងបានឆាប់ៗតាមដែលអាចធ្វើទៅបានដើម្បីការពារនីកាយលីងធានសូមមេដឹកនាំនីកាយអត់ទោសឲ្យពួកយើងផងបន្ទាប់ពីស្ដាប់ឮបែបនោះសងប៉ៃស៊ីងក៏បាននិយាយអ្នកទាំងពីរនាក់បានរងរបួសធ្ងន់ធ្ងរត្រូវតែព្យាបាលឲ្យបានឆាប់រហ័សបើមិនដូច្នោះទេច្បាស់ជាស្លាប់មិនខានជិនឈុងគុនដែលបានរងរបួសក៏បានតបពួកយើងគឺជាជាលើមេដឹកនាំនីកាយឈិនធានក៏បានបន្តនិយាយបើមានអ្នកមានពេញចិត្តចេញពីនីកាយលីងធានភ្លាមទៅបន្ទាប់មកក៏បានបញ្ជាយូស៊ីឲ្យទៅនិយាយជាមួយនឹងពួកគេបន្ទាប់ពីទទួលបញ្ជានាងក៏បាននិយាយឡើងពួកអ្នកបានស្ដាប់ឮហើយបើមិនពេញចិត្តប្រញាប់ចេញភ្លាមទៅធ្វើឲ្យសងប៉ៃស៊ីងមិនពេញចិត្តខ្លាំងក៏បានប្រកែកតើនាងពិតជាដេញពួកយើងឲ្យទៅមែនទេខ្ញុំគឺជាអ្នកការពារយុទ្ធធម៌នៃនីកាយលីងធានភ្លាមនោះសាយូហូក៏បាននិយាយឡើងដែរមេដឹកនាំនីកាយវ័យក្មេងគេបានយកវត្ថុធាតុដើមនៃនីកាយលីងធានរបស់ពួកយើងជាច្រើនដោយមានគិតពីជីវិតនិងការស្លាប់របស់ពួកសិស្សយើងនោះទេ
មនុស្សប្រភេទនេះធ្វើជាមេដឹកនាំនៃនិកាយធ្វើឲ្យពួកយើងក៏មិនចង់នៅដែរបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានដើរចាក់ចេញទៅប៉ុន្តែជំទានក៏បានហៅឈប់សិនសងបៃស៊ីងក៏បានស៊ូតែមានរឿងអ្វីទៀតមែនទេឬមួយក៏ឥឡូវនេះសោកស្ដាយខ្ញុំហើយមែនអត់វាយឺតពេលទៅហើយជំទានក៏បាននិយាយពួកសិស្សទាំងអស់ដែលស្នាក់នៅក្នុងនិកាយលីងធាននឹងអាចទទួលបានគ្រប់ឆ្នាំវិញ្ញាណដំណាក់កាលទី5ជារៀងរាល់ឆ្នាំម្ដងបន្ទាប់ពីស្ដាប់ឮបែបនោះសងបៃស៊ីងក៏បានតបពិតជាពូកែព្រោះមែនគ្រប់ឆ្នាំវិញ្ញាណដំណាក់កាលទី5គឺមានតម្លៃថ្លៃខ្លាំងណាស់តែឯងអាចទទួលយកបានមកពីណាភ្លាមនោះជំទានក៏បានបញ្ចេញនូវគ្រប់ឆ្នាំលោហិតដំណាក់កាលទី5ពីរគ្រាប់បន្ទាប់មកក៏បានប្រកល់ឲ្យជិនឆុងគួននិងវ៉ាងយូឡុងដែលកំពុងតែរងរបួសធ្ងន់ធ្ងរបន្ទាប់ពីលេបរួចហើយធ្វើឲ្យរាងកាយរបស់គេភ្លាមត្រឡប់មកដូចដើមវិញប្រញាប់ធ្វើការគោរពអរគុណឆ្នាំលោហិតវិញ្ញាណនេះពិតជាអស្ចារ្យមែនធ្វើឲ្យព្រឹត្តិការណ៍ទី2មានការភ្ញាក់ផ្អើលឆ្នាំគ្រាប់ដ៏មានតម្លៃបែបនេះតើក្មេងម្នាក់អាចមានដោយរបៀបណាភ្លាមនោះជំទាវក៏បានបញ្ចេញនូវឆ្នាំគ្រាប់កម្រិតពាក់កណ្ដាលដែលជាគ្រាប់ឆ្នាំវិញ្ញាណដំណាក់កាលទី6ទើបតែចម្រាញ់បានថ្មីបោះឡើងទៅលើលំហជាច្រើនធ្វើឲ្យអ្នករាល់គ្នានៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រឹត្តិការណ៍ទី2ក៏បានទទួលចូលមកក្នុងដៃលន់មាត់ឡើងឆ្នាំគ្រាប់មួយដែលអាចស្តារនឹងអំណាចខាងវិញ្ញាណនិងធម៌ពលខាងវិញ្ញាណយ៉ាងឆាប់រហ័សបានចំណែកអបិម្នាក់ទៀតក៏បានបែកអំពិលអំពែកតែម្ដងឆ្នាំគ្រាប់ខាងវិញ្ញាណដ៏មានតម្លៃជាច្រើនបានបង្ហាញខ្លួននៅចំពោះមុខខ្ញុំតើនេះគឺជាសុបិនមែនទេចំណែកសងបៃស៊ីងក៏ប្រញាប់រត់ចូលមកលូនជង្គង់រឿងទាំងអស់ដែលបានកើតឡើងព្រឹត្តិការណ៍ទី2ជាអ្នកធ្វើបញ្ចុះបញ្ចូលឲ្យពួកយើងមកនិយាយបង្ខំបង្ខូចពីលោកសៅយូហួរក៏ដូចគ្នាលុតជង្គង់ចុះទះមុខខ្លួនឯងខ្ញុំក៏ត្រូវបានបោកបញ្ឆោតដោយគាត់ដែរសូមមេដឹកនាំនៃកាយវ័យក្មេងប្រកល់នៅក្របថ្នាំវិញ្ញាណដំណាក់កាលទី6ឲ្យខ្ញុំផងឈិនធានក៏បានសួរទៅព្រឹត្តិការណ៍ទី2យ៉ាងម៉េចទៅហើយតើអ្នកទាំងពីរនិយាយជាការពិតមែនទេឬមួយក៏ពួកគេជាអ្នកនិយាយបង្កាច់បង្ខូចលោកព្រឹត្តិការណ៍ទី2ក៏បានដើរចូលមកប្រាស់កញ្ញាំទាំងពីរទះក្បាលសងបៃស៊ីងនិងសៅយូហួរប្រញាច់ទៅនឹងដីបាត់មុតឈឹងពេលនេះខ្ញុំបានលុបបំបាត់ការវឹកហាត់របស់ពួកគេទាំងពីរហើយកុំឲ្យរំខានទៅមេដឹកនាំនៃកាយវ័យក្មេងឈិនធានក៏បានប្រមូលក្របថ្នាំវិញ្ញាណមកវិញដាក់ទៅក្នុងថង់យាមប្រកល់ទៅឲ្យវូហានយកទៅចែកបងប្អូនរបស់យើងម្នាក់មួយទៅបន្ទាប់ពីស្ដាប់ឮបែបនោះវូហានក៏ប្រញាប់យកទៅចែកគ្នារបស់គេចំណែកឈិនធានក៏បានបន្លាស់ទីមកខាងមុខអភិអ្នកនោះធ្វើគេភ័យផ្អើលយ៉ាងខ្លាំងប្រញាប់ចាក់ចេញពីនៃកាយលីងធានភ្លាមទៅបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់ពួកឯងចោលមិនខានបន្ទាប់ពីស្ដាប់ឮបែបនោះចាប់បង្កាល់ទីដាក់មេប្រួយតែម្ដងភ្លាមនោះព្រឹត្តិការណ៍ទី2ក៏បានដើរអញ្ជុលមកចុះក្របថ្នាំខាងវិញ្ញាណតើខ្ញុំអាចទទួលបានទេឈិនធានក៏បានតបលោកព្រឹត្តិការណ៍ទី2ឥឡូវនេះពេញចិត្តខ្ញុំហើយមែនទេដូច្នេះក្របថ្នាំវិញ្ញាណខ្ញុំប្រកល់ឲ្យលោកមានគិតថ្លៃទៅចុះភ្លាមនោះសម្លេងរបស់ឡានស៊ីងក៏បានមកដល់បងប្រុសអោបមួយដោយក្តីនឹករលឹកបន្ទាប់ពីបានឃើញបងមកចេញនៅក្របថ្នាំវិញ្ញាណពីពេញលំហធ្វើឲ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងភ្លាមនោះឈិនធានក៏បានប្រកល់នៅក្របថ្នាំវិញ្ញាណដំណាក់កាលទី6 5គ្រាប់ឲ្យទៅស្ដេចវិញ្ញាណរាត្រីទាំងអស់នេះវាគួរតែមានប្រយោជន៍សម្រាប់លោកស្ដេចវិញ្ញាណរាត្រីក៏បាននិយាយអំពីការស្នើសុំឡានស៊ីងធ្វើជាសិស្សវាគួរតែដល់ពេលហើយតើលោកគិតយ៉ាងម៉េចដែរឈិនធានក៏បានតបឥឡូវនេះខ្ញុំសុខចិត្តឲ្យនឹងធ្វើជាសិស្សរបស់លោកហើយឡានស៊ីងក៏បាននិយាយអរគុណធ្វើការគោរពបន្តិចសូមទទួលយកខ្ញុំជាសិស្សផងភ្លាមនោះយូស៊ីក៏សុំនិយាយជាមួយនឹងឈិនធានបន្ទាប់ពីមកដល់បន្ទប់នាងក៏បានស៊ូលោកពិតជាសិស្សរបស់ម្ចាស់និកាយឡានហ្វីហុងមែនទេឈិនធានក៏បានតបវាមិនមែនជាបញ្ហានោះឡើយប៉ុន្តែខ្ញុំអាចស្បត់នៅចំពោះមុខឋានសួគ៌នឹងផែនដីខ្ញុំមិនមានគំនិតចង់បាននិកាយលីងធាននោះទេបន្ទាប់ពីស្ដាប់ឮបែបនោះហើយធ្វើឲ្យនាងក៏បានធូរទ្រូងបន្តិចខ្ញុំទុកចិត្តលោកប៉ុន្តែត្រានិកាយលីងធានគឺមានសារៈសំខាន់ខ្លាំងណាស់ពីមុនណានិកាយរបស់ពួកយើងធ្លាប់ជានិកាយកំពូលនៅក្នុងទឹកដីបុរាណក្រោយមកវាមិនដឹងធ្លាក់ចុះដោយសារមូលហេតុអ្វីនោះឡើយមានអាលកំបាំងមួយបានឆ្លងកាត់ពីមួយចំនួនទៅមួយចំនួនចំណែកនៅក្នុងបន្ទប់សម្ងាត់នៃនិកាយលីងធានពួកយើងក៏មិនដឹងថាលាក់អ្វីនៅក្នុងនោះដែរបើបន្ទប់សម្ងាត់ត្រូវបានបើកដោយត្រារបស់លោកមេប៉ាកំណប់ទ្រព្យដែលអាលកំបាំងនៅខាងក្នុងនឹងត្រូវបំផ្លាញចោលមិនខានធ្វើឲ្យឈិនធានក៏បានគិតបន្តិចដោយសារតែកំណប់ទ្រព្យអាលកំបាំងនៅក្នុងនោះបានជាមនុស្សជាច្រើនចង់បានត្រាដើម្បីទៅបើកបន្ទប់សម្ងាត់បើអញ្ចឹងខ្ញុំត្រូវតែប្រាថ្នាគ្រាប់វិញ្ញាណដើម្បីយកទៅដេញថ្លៃតើមានកន្លែងណាល្អទេជួយណែនាំផងយូស៊ីក៏បាននិយាយប្រាប់មានកន្លែងដេញថ្លៃជាច្រើននៅក្នុងក្រុងស៊ីឡាងប៉ុន្តែតើលោកត្រូវចាក់ចែកឥឡូវនេះមែនទេខ្ញុំខ្លាចតែធ្វើឲ្យសិស្សទាំងអស់មានការសង្ស័យភ្លាមនោះឈិនធានក៏បានញញឹមបន្តិចខ្ញុំមានវិធីដែលជាភាគទី72ចាប់ផ្ដើមនៅសាយរឿងមានមនុស្សមួយក្រុមចំនួន3នាក់ដែលគេកំពុងតែលួចឃ្លាំមើលក្រុមរបស់ឈិនធានបរិម្នាក់ក៏បាននិយាយឥឡូវមនុស្សកំពុងតែនាំគ្នារបស់គេចាក់ចែកពីនិកាយលីងធានហើយនេះគឺជាឱកាសដ៏ល្អបំផុតក្នុងការដណ្ដើមយកត្រានៃបន្ទប់សម្ងាត់ថែមទាំងមេដឹកនាំនិកាយយិនសារបស់ពួកយើងចង់បានឥឡូវមនុស្សដើម្បីឲ្យទៅចម្រាញ់ថ្នាំឲ្យគាត់គ្នារបស់គេម្នាក់ទៀតក៏បាននិយាយតើពួកយើងត្រូវរងចាំបែបនេះមែនទេប្រសិនបើពួកគេបានចាក់ចែងជាមួយនឹងយានជំនិះបាក់សៃស្លាប់តើពួកយើងធ្វើយ៉ាងម៉េចគ្នារបស់គេម្នាក់ទៀតហាក់បីដូចជាកំពុងតែមើលងាយជីវភាពរបស់ឈិនធានឥឡូវនេះនិកាយលីងធានគឺក្រីក្រខ្លាំងណាស់គ្មានសមត្ថភាពអាចចូលយានជំនិះបាក់សៃស្លាប់នោះទេដោយដែលអ្នកទាំងអស់គ្នាបានឃើញក្រុមរបស់ឈិនធានបានជិះបាក់សៃស្លាប់ចូលមកដល់ទីក្រុងស៊ីហ្វាងមើលទៅទីក្រុងមួយនេះពិតជាមានភាពរីកចម្រើនខ្លាំងណាស់ជាវទូក៏បាននិយាយប្រាប់ការដេញថ្លៃប្រចាំឆ្នាំនេះវាមានតង់ធាននឹងមកដល់ឆាប់នេះហើយខ្ញុំបានលឺមកថាកម្ពុជាអ្នកចម្រាញ់តាមកម្រិតឋានសួគ៌ពួកគាត់នឹងមកដល់ដែរដូច្នេះនឹងមានអ្នកខ្លាំងជាច្រើនអ្នកមកពីកន្លែងផ្សេងគ្នាបន្ទាប់ពីឮពីវត្តមានរបស់និកាយតង់ធានធ្វើឲ្យឈិនធានក៏បានចាប់អារម្មណ៍ជាវទូក៏បានបន្ថែមទៀតអ្នកគ្រប់គ្រងវិមានតង់ធានថ្មីសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ភ្លាមនោះឈិនធានក៏បានបញ្ចេញនូវប្រាក់មួយស្បង់ធំប្រកល់ទៅឲ្យជាវទូដើម្បីស្វែងរកទិញឱសថគ្រឿងផ្សំដើម្បីចម្រាញ់ថ្នាំសម្រាប់ប្រើប្រាស់ក្នុងនិកាយពួកយើងបាទបងប្រុសឈិនធានគ្មានបញ្ហានោះទេកាត់មកយើងឡើងដែលពេលនេះគេសម្រាប់នៅក្នុងបន្ទប់ហាក់បីដូចជារងរបួសធ្ងន់ធ្ងរស្រីស្អាតមានជឿនាងក៏បាននិយាយមិនចាំ
បាច់ព្រួយបារម្ភពីរបួសនោះទេមានយូធានជូនៅទីនេះហើយនឹងព្យាបាលរបួសលោកឲ្យជាសះស្បើយយើងឡាវគាត់ក៏បានតបនេះនាងទោះបីជាគាត់ពូកែខាងចម្រាញ់ថ្នាំក៏ដោយប៉ុន្តែការដោះដូរមិនមែនជារឿងល្អនោះទេប្រសិនបើគាត់ត្រូវបានតែងតាំងឲ្យចូលរួមក្នុងការប្រកួតប្រជែងនៃការដេញថ្លៃក្នុងវិមានតុងធានខ្ញុំខ្លាចតែភ្លាមនោះស្រីស្អាតមេងជឿនាងក៏ប្រញាប់និយាយខ្ញុំគ្មានជំរឿទៀតនោះទេមានតែពឹងផ្អែកលើគាត់តែប៉ុណ្ណោះដើម្បីចូលរួមក្នុងការប្រកួតប្រជែងដេញថ្លៃដើម្បីជួយខ្ញុំឲ្យទទួលបានមរតកមួយនោះនឹងអាចឲ្យពួកយើងរស់រានមានជីវិតបានភ្លាមនោះក៏មានក្មេងស្រីម្នាក់ប្រញាប់រត់ចូលមកយ៉ាងតក់ក្រហល់នេះនាងយូធានជូគាត់កំពុងតែចាក់ចែងពីវិមានតុងធានរបស់យើងធ្វើឲ្យកញ្ញាមេងជឿប្រញាប់រត់ទៅតាមនាំគាត់ត្រឡប់មកវិញអ្នកប្រធានជូខ្ញុំក៏បានស្នើសុំឲ្យលោកជួយព្យាបាលជំងឺរបស់យើងឡាវឲ្យជាសះស្បើយសិនយូធានជូក៏បានតបខ្ញុំប្រកាសជាយល់ព្រមប្រសិនបើនាងខ្លាចជាស្រីរបស់ខ្ញុំដោយគ្មានការចរចាអ្វីទាំងអស់បន្ទាប់មកក៏បានបញ្ចេញនូវគ្រាប់ថ្នាំលោហិតវិញ្ញាណដំណាក់កាលទី5កំពូលឡើងមកវាអាចជួយសង្គ្រោះជីវិតយើងឡាវបានប៉ុណ្ណឹងតើនាងជឿហើយឬនៅធ្វើឲ្យអ្នករកគ្នាប្រមាណអ្នកនោះដែលនៅទីនោះក៏បានលន់មាត់គាត់ពិតជាអាចចម្រាញ់ថ្នាំវិញ្ញាណលោហិតបានមែនពិតជាដោយពាក្យដែលគេបាននិយាយថាគាត់ជាគ្រូចម្រាញ់ថ្នាំកម្រិតឋានសួគ៌ស្របពេលនោះជាធានហើយនិងលូស៊ីក៏បានដើរចូលមកដល់ចំណែកកញ្ញាមេងជឿកំពុងតែចាប់អារម្មណ៍ជាមួយនឹងថ្នាំវិញ្ញាណលោហិតភ្លាមនោះយូធានជូក៏ប្រញាប់ខិតចូលទៅជិតនាងគ្មាននរណាម្នាក់នៅក្នុងទឹកដីបុរាណទាំងមូលនេះអាចចម្រាញ់ថ្នាំវិញ្ញាណលោហិតកម្រិតកំពូលបាននោះទេក្រៅពីខ្ញុំតែម្នាក់គត់ដូច្នេះហើយវាអាចជួយសង្គ្រោះជីវិតរបស់យើងឡាវបានប្រញាប់ទទួលយកវាទៅនាងនឹងខ្លាចជាស្រីរបស់ខ្ញុំមេងជឿនាងហាក់បីដូចជាស្ទាក់ស្ទើរបន្តិចលូកដៃចូលទៅភ្លាមនោះសម្លេងរបស់ជាធានក៏បានបន្លឺឡើងតើលោកប្រកាសចិត្តមែនទេថាគ្មាននរណាម្នាក់អាចជួយសង្គ្រោះយើងឡាវបានមើលទៅលោកហាក់បីដូចជាមើលស្រាលមនុស្សដែលមានទេពកោសល្យនៅក្នុងទឹកដីបុរាណទាំងមូលនេះខ្លាំងណាស់ភ្លាមនោះក៏បានធ្វើឲ្យកញ្ញាមេងជឿចាំបានគឺជាជាធានមែនហើយគឺជាខ្ញុំប្រកល់គ្រប់ថ្នាំវិញ្ញាណលោហិតឲ្យទៅនាងដើម្បីយកទៅព្យាបាលលបងយើងឡាវយូធានជូក៏បានដើរចូលមកសំឡេងមួយបន្តិចហើយក៏បានអស់សំណើចហានៅចំពោះមកគ្រូចម្រាញ់ថ្នាំកម្រិតឋានសួគ៌ដូចជាខ្ញុំហ៊ាននិយាយថាវាជាថ្នាំវិញ្ញាណលោហិតដែលអាចជួយសង្គ្រោះមនុស្សដែលរងរបួសធ្ងន់ធ្ងរបានវាពិតជារឿងកំប្លែងខ្លាំងណាស់កញ្ញាមេងជឿក៏បានយកដៃទៅចង្អុលបន្តិចដើម្បីពិនិត្យមើលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលដល់រាបណាមនុស្សមិនទាន់ស្លាប់ថ្នាំវិញ្ញាណលោហិតមួយនេះអាចស្តារនៅរាងកាយដែលរងរបួសធ្ងន់ធ្ងរឲ្យត្រឡប់មកដូចដើម 100% បន្ទាប់ពីស្ដាប់ឮបែបនោះយូធានជូគេក៏បានពិនិត្យមើលបន្តិចរួចក៏បានតបវាគ្រាន់តែជាថ្នាំដែលបានចម្រាញ់ឡើងដោយគ្រឿងផ្សំនិងឱសថកម្រិតទាបតែប៉ុណ្ណោះឥទ្ធិពលរបស់វាមិនអាចទៅរួចនោះទេភ្លាមនោះយើងឡាវក៏បានជាអន្តេះរុញមកយូធានជូបន្តបញ្ចេញនូវគ្រាប់ថ្នាំរបស់គាត់នេះគឺជាការសម្រេចចិត្តរបស់នាងតើជឿជាក់លើមនុស្សដែលមានស្គមនេះនោះឬក៏គ្រូចម្រាញ់ថ្នាំដូចជាខ្ញុំឱកាសជ្រើសរើសមានតែម្ដងតែប៉ុណ្ណោះមិនជឿនាងក៏បានស្ទើរបន្តិចហើយនិយាយលបងយើងឡាវតើគូធ្វើយ៉ាងម៉េចគាត់ក៏បានតបទៅវិញជាការពិតណាស់វាជាសិទ្ធិរបស់អ្នកនាងមិនជឿក៏បានយកគ្រាប់ថ្នាំវិញ្ញាណរបស់ជាធានប្រកល់ទៅឲ្យយើងឡាវលេបភ្លាមហាក់បីដូចជារាងកាយរបស់គាត់មានប្រតិកម្មបន្តិចធ្វើឲ្យអ្នករកគ្នាមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីឃើញបែបនោះយូធានជូក៏បានសប្បាយចិត្តហានាងបានជ្រើសរើសយករួចហើយមិនអាចយកថ្នាំវិញ្ញាណលោហិតរបស់ខ្ញុំបានទៀតនោះទេភ្លាមនោះចំហាយពណ៌សក៏បានជ្រាបចេញពីរាងកាយរបស់យើងឡាវធ្វើឲ្យរាងកាយរបស់គាត់ត្រឡប់មកដូចដើមវិញប្រញាប់ងើបឡើងសប្បាយចិត្តយ៉ាងខ្លាំងនេះនាងពេលនេះខ្ញុំបានធូរស្បើយទាំងស្រុងហើយធ្វើឲ្យមនុស្សប្រមាណអ្នកនៅទីនោះក៏បានភ្ញាក់ផ្អើលថ្នាំវិញ្ញាណលោហិតរបស់ជាធានពិតជាអស្ចារ្យខ្លាំងណាស់យើងឡាវហើយនឹងកញ្ញាមេងជឿក៏បានធ្វើការគោរពអរគុណបន្ទាប់ពីឃើញបែបនោះធ្វើឲ្យយូធានជូមានពេញចិត្តយ៉ាងខ្លាំងថ្នាំវិញ្ញាណរបស់ឯងគឺសាមញ្ញខ្លាំងណាស់មិនអាចដំណើរការបានដោយស្រួលបែបនេះនោះទេជាធានក៏បានតបទៅវិញក្នុងនាមជាគ្រូចម្រាញ់ថ្នាំម្នាក់មានទាំងយល់ពីការពិតនៃវិធីសាស្ត្រក្នុងការចម្រាញ់ថ្នាំផងថែមទាំងមានចរិតនិងចិត្តចង្អៀតចង្អល់ទៀតបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យយូធានជូគេក៏បានត្រជាក់ចិត្តបន្តិចថ្នាំវិញ្ញាណដែលមានកម្រិតល្អបែបនេះមនុស្សដូចជាឯងមិនមានសមត្ថភាពចម្រាញ់វានោះឡើយឆាប់ប្រាប់មកតើអ្នកចម្រាញ់ដែលពិតប្រាកដគឺជាអ្នកណាជាធានក៏បានតបគឺជាមិត្តសម្លាញ់របស់ខ្ញុំជាអ្នកចម្រាញ់ធ្វើឲ្យយូធានជូរត់ទៅចាប់អារម្មណ៍តើមិត្តរបស់ឯងមានឆ្នាំងឋានសួគ៌មែនទេដែលអាចចម្រាញ់ថ្នាំវិញ្ញាណកម្រិតល្អបែបនេះជាធានក៏បានតបទៅវិញមែនហើយគ្រាន់តែចាប់ឱសថគ្រឿងផ្សំមួយក្តាប់បោះចូលទៅក្នុងឆ្នាំងវាក៏អាចចម្រាញ់ដោយខ្លួនឯងរួចរាល់ទៅហើយបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យយូធានជូសឹងតែដាច់ផ្ការឿងបែបនេះវាមិនអាចកើតឡើងទៅរួចនោះទេបើធ្វើបែបនោះមានតែផ្ទុះឆ្នាំងតែប៉ុណ្ណោះជាធានក៏បានក្អកបន្តិចដោយសារតែបទពិសោធន៍របស់លោក Chester បានជាធ្វើឲ្យឆ្នាំងផ្ទុះព្រោះថាពេលនេះមនុស្សដែលមានទេពកោសល្យជាច្រើនបានលេចឡើងគ្រប់ចំនួនយូធានជូពេលនេះចង់ស្ទើរអារម្មណ៍ទៅហើយវាមិនអាចទៅរួចនោះទេខ្ញុំមិនជឿឡើយដូច្នេះខ្ញុំនឹងទៅរកការពិតពីគ្រាប់ថ្នាំមួយនេះរួចហើយក៏បានដើរចាក់ចេញទៅអ្នករកគ្នាដែលនៅទីនោះក៏ប្រញាប់ចូលទៅរកជាធានតើលោកមានគ្រាប់ថ្នាំវិញ្ញាណអ្វីទៀតទេអាចបង្ហាញឲ្យពួកយើងទិញបានដណ្ដើមសួររកពេញតែនឹងភ្លាមនោះជាធានក៏បានបញ្ចេញនៅថ្នាំមួយដបបោះទៅឲ្យកញ្ញាមេងជឿនៅក្នុងនោះមានគ្រាប់ថ្នាំវិញ្ញាណ5មុខខ្ញុំនឹងដាក់ដេញថ្លៃនៅក្នុងវិមានតុងធាននៅថ្ងៃខាងមុខបន្ទាប់មកពួកគេក៏បានអង្គុយពិភាក្សាគ្នាជាធានក៏បានបញ្ចេញនៅដបថ្នាំមួយទៀតបោះទៅឲ្យកញ្ញាមេងជឿវាជាថ្នាំហូរដានកម្រិតពាក់កណ្ដាលតើវាមានរបស់នាងអាចដេញថ្លៃបានដែរឬទេបន្ទាប់ពីកញ្ញាមេងជឿបានពិនិត្យមើលបន្តិចនាងក៏បានភ្ញាក់ផ្អើលវាអាចស្តារឡើងវិញនៅរាងកាយដ៏រឹងមាំនិងថាមពលខាងវិញ្ញាណរបស់ខ្លួនឯងភ្លាមថ្នាំមួយនេះពិតជានាំនៅផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សដែលមានរាងកាយទន់ខ្សោយជាងឡៅក៏បានសួរបន្ថែមទៀតតើថ្នាំទាំងនេះបានចម្រាញ់ឡើងដោយមិត្តរបស់អ្នកដែរមែនទេភ្លាមនោះកញ្ញាមេងជឿក៏បានលូនជង្គង់ធ្វើការគោរពតើអ្នកប្រុសអាចណែនាំគ្រូចម្រាញ់ថ្នាំនេះនោះឲ្យខ្ញុំស្គាល់បានដែរឬទេជាធានក៏បានសួរទៅវិញពេលនេះលបងយើងឡើងបានជាសះស្បើយទៅហើយតើនៅត្រូវការអ្វីទៀតគាត់ក៏បានតបវិមានតុងធានរបស់យើងកំពុងតែប្រកួតប្រជែងគ្រូចម្រាញ់ថ្នាំដើម្បីទទួលបានមរតកដ៏មានតម្លៃហើយមានតែអ្នកដែលឈ្នះតែប៉ុណ្ណោះដែលអាចទទួលបានវា
កញ្ញាមេងជឿក៏បានបន្តនិយាយទាំងមុខឈូតពេលនេះខ្ញុំនិយាយដោយស្មោះត្រង់ទៅចុះខ្ញុំត្រូវបានបងស្រីរបស់ខ្ញុំធ្វើការស៊ើបអង្កេតក្នុងការចម្រាញ់យកថ្នាំវិញ្ញាណកម្រិតកំពូលមានតែពេលនេះទេដែលជាឱកាសដើម្បីខ្ញុំទទួលបានវាដើម្បីជួយគ្រួសាររបស់ខ្ញុំឲ្យត្រឡប់មករស់រានមានជីវិតវិញប្រសិនបើលោកអាចជួយខ្ញុំចម្រាញ់នៅថ្នាំវិញ្ញាណកម្រិតកំពូលបាននឹងជួយឲ្យពួកខ្ញុំបន្តរស់រានដោយគ្មានការព្រួយបារម្ភថែមទាំងអាចក្លាយទៅជាប្រធាននៃគ្រូចម្រាញ់ថ្នាំទាំងអស់នោះជួយធ្វើឲ្យវាមានតុងធានមានភាពរុងរឿងទៀតផងបន្ទាប់ពីស្ដាប់ឮបែបនោះជាធានក៏បានញញឹមថ្នាំវិញ្ញាណកម្រិតកំពូលដែលមានទ្រង់ទ្រាយបែបនោះគឺមានពិបាកក្នុងការចម្រាញ់នោះទេនាងគ្រាន់តែផ្ញើឱសថនិងគ្រឿងផ្សំដែលខ្ញុំចង់បានយកទៅឲ្យនិកាយលីងធានបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យនាងក៏បានភ្ញាក់ផ្អើលបន្តិចតើលោកអាចចម្រាញ់វាបានមែនទេឈិនធានក៏បានងក់ក្បាលបន្តិចថ្នាំវិញ្ញាណរបស់ខ្ញុំនាងអាចយកទៅដេញថ្លៃបានកញ្ញាមេងជឿក៏ប្រញាប់មកធ្វើការគោរពនិយាយអរគុណខ្ញុំច្បាស់ពិតជាដឹងគុណលោកជាមិនខានតើខ្ញុំគួរតែសងគុណលោកដោយអ្វីទៅបន្ទាប់ពីគិតបន្តិចនាងក៏បានសន្យាថាខ្ញុំនឹងប្រកល់ជីវិតរបស់ខ្ញុំឲ្យទៅលោកធ្វើឲ្យឈិនធានក៏បានភ្ញាក់ផ្អើលបន្តិចមិនចាំបាច់នោះទេហើយអ្វីបានជាលោកមិនព្រមទទួលសំណើរបស់ខ្ញុំឬក៏មេងជឿខ្ញុំមិនស្អាតឈិនធានក៏បានលេបទឹកមាត់មួយខ្ញុំតែងតែចង់សងគុណនាងទៅវិញថ្ងៃនេះខ្ញុំមានឱកាសហើយដូច្នេះទុកថារួចគ្នាទៅចុះមែនហើយខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើត្រូវតែប្រញាប់ចាក់ចែងឥឡូវនេះបន្ទាប់ពីឈិនធានហើយនឹងលូស៊ីបានដើរចេញទៅជាងឡៅគាត់ក៏បាននិយាយត្រឹមតែរយៈពេល2ឆ្នាំតែប៉ុណ្ណោះគេបានឈានទៅកម្រិតវូសុំកម្ពុជាទាំងវ័យក្មេងកញ្ញាមេងជឿក៏បានលើកឡើងតើខ្ញុំអាចជួបឈិនធានម្ដងទៀតនៅលើទឹកដីបុរាណបានដែរឬទេបើវាជាការពិតប្រហែលជាជោគវាសនារបស់ពួកយើងហើយដែលជាភាគទី73ចាប់ផ្ដើមនៅខ្សែរឿងបន្ទាប់ពីឈិនធានហើយនឹងលូស៊ីបានចេញមកខាងក្រៅស្រីស្អាតមេងជឿក៏បានចេញមកតាមឈិនធានចាំខ្ញុំបន្តិចសិនតើនាងមេងជឿមានអ្វីនិយាយជាមួយនឹងខ្ញុំទៀតមែនទេនាងក៏បានដើរខត់ចូលមកជិតចាប់ដៃរបស់ឈិនធានអោបជាប់នៅថ្ងៃអនាគតលោកមិនចាំបាច់គូសំហៅឈ្មោះខ្ញុំបែបនេះទៀតនោះទេគ្រាន់តែហៅខ្ញុំថាអូនជឿទៅបានហើយឈិនធានក៏នៅតែក្រែងចិត្តប៉ុន្តែមើលទៅដូចជាមិនសមតតែសោះលូស៊ីបន្ទាប់ពីឃើញមិននោះក៏បានក្រហមបន្តិចធ្វើកញ្ញាមេងជឿក៏បានប្រឡេកដៃមកវិញមិនហើយឈិនធានលោកបានមកដល់ទីក្រុងស៊ីហ្វាងអនុញ្ញាតឲ្យខ្ញុំបង្ហាញសេចក្ដីវត្ថុដែលជាម្ចាស់ផ្ទះនាំលោកដល់មើលជុំវិញទីនេះឈិនធានក៏បានធ្វើការគោរពអរគុណចំពោះសេចក្ដីសប្បុរសរបស់នាងបន្ទាប់មកក៏បានបណ្ដាលគ្នាទាំង3នាក់ធ្វើឲ្យមនុស្សម្នានៅក្នុងក្រុងនោះក៏បានភ្ញាក់ផ្អើលពីសម្រស់ស្រីស្អាតទាំង2នាក់ជាមួយនឹងប្រុសសង្ហាវ័យក្មេងសម្បូរស្នេហ៍មើលណកនោះគឺជានាងមេងជឿដែលមកពីវិមានតុងធានសម្រស់របស់នាងស្អាតដូចជាទេពអប្សរអញ្ចឹងនៅមានក្មេងស្រីម្នាក់ទៀតសម្រស់របស់នាងក៏មិនធម្មតាដែរគឺស្អាតដូចជាទេពអប្សរដូចគ្នាចុះតើក្មេងប្រុសនេះជាអ្នកណាមកពីណាដែរដែលអាចបណ្ដាលនារីដ៏ស្រស់ស្អាតពីរនាក់ក្នុងពេលតែមួយបើខ្ញុំបានខ្លាចជាក្មេងប្រុសម្នាក់នោះមិនដឹងជាសំណាងខ្លាំងប៉ុណ្ណានោះទេសម្ដីរបស់បុរសទាំង2នាក់បាននិយាយធ្វើឲ្យអ្នកទាំង3ក៏បានលឺញញឹមបិទមាត់មិនចិត្តនោះឡើយឈិនធានក៏បានស៊ូខ្ញុំបានលឺមកថានឹងមានការដេញថ្លៃក្នុងរយៈពេល5ថ្ងៃមើលទៅនាងជឿប្រកាសជាមានការងាររវល់ច្រើនខ្លាំងណាស់ភ្លាមនោះនាងក៏បានប្រូទៅមុខស្ងួតបន្តិចប្រសិនបើវាមិនមែនសម្រាប់បងស្រីរបស់ខ្ញុំទេខ្ញុំក៏មិនមកទីនេះដែរក្នុងការទទួលបន្ទុកទាំងមូលនៅក្នុងវិមានតុងធានតាមពិតទៅគឺគាត់ចង់ឲ្យខ្ញុំឃ្លាតឆ្ងាយពីក្រុងរាជវង្សដូច្នេះហើយបានជារៀងរាល់ថ្ងៃខ្ញុំតែងតែប្រុងប្រយ័ត្នជាខ្លាំងបន្ទាប់ពីស្ដាប់ឮបែបនោះឈិនធានក៏បាននិយាយប្រាប់ប្រសិនបើនាងត្រូវការជំនួយពីខ្ញុំអាចហៅខ្ញុំបានគ្រប់ពេលធ្វើឲ្យនាងកាន់តែរំភើបទៀតហើយខ្ញុំពិតជាអរគុណទៅនឹងប្រុសឈិនធានខ្លាំងណាស់ការសន្ទនារបស់គេបានស្ដាប់ឮដោយបុរសម្នាក់នៅខាងក្រោយកាត់មកវាស្មៅមួយកន្លែងដែលមាននៅផ្កាដុះដ៏ស្រស់ស្អាតមានគូស្នេហ៍ជាច្រើននៅទីនោះដែលកំពុងតែស្វីតជាមួយនឹងគ្នាភ្លាមនោះវូហានក៏បានប្រយុទ្ធគ្នាជាមួយនឹងបុរសម្នាក់ខ្ទាត់ប៉ាមកខាងក្រោយនំថ្មមេឃាខ្ញុំបានប្រកល់ទៅដល់ឯងហើយតើពួកឯងចង់បានអ្វីទៀតដោយបុរសម្នាក់ដែលមានឈ្មោះថាយីពូភីងជាកូនប្រុសទី2នៃនិកាយធានឡុងកាត់នៅនំថ្មមេឃានៅក្នុងដៃរួចក៏បានដើរចូលមកគឺខ្ញុំចង់បានក្មេងស្រីម្នាក់នោះបន្ថែមទៀតបុរសពី3នាក់ដែលបានឃើញហេតុការណ៍នោះក៏បានលន់មាត់យីពូភីងជាកូនប្រុសទី2នៃនិកាយធានឡុងដែលតែងតែមានអំណាចនឹងត្រួតត្រានៅក្នុងក្រុងស៊ីហ្វាងនេះប្រសិនបើមានអ្នកណាធ្វើឲ្យពួកគេអាក់អន់ចិត្តម្នាក់នោះច្បាស់ជាជួបបញ្ហាធំមិនខានចំណាវូហានក៏បានបន្តប្រយុទ្ធជាមួយនឹងក្រុមនិកាយធានឡុងជាមួយនឹងក្បាច់ដៃកាប់លើសូពេងពើងដោយយីពូភីងគេមិនខ្វល់នោះឡើយស្រីស្អាតប្រញាប់មកជាមួយខ្ញុំភ្លាមនោះខៃសៀនក៏បានបើកការវាប្រហារពូភីងក៏បានគេចបន្តិចបន្តវាប្រហារទៀតក៏ត្រូវបានគេចាប់ដៃរបស់នាងទាំងពីរជាប់អោបជាប់នឹងទ្រូងមិនចាំបាច់លេងខ្លួនខ្លាំងនោះទេទៅជាមួយនឹងខ្ញុំទៅខៃសៀនក៏បានយកជើងរបស់នាងអន្ត្រំទៅលើជើងរបស់ពូភីងធ្វើឲ្យគេស្រែកយ៉ាងខ្លាំងលេងដៃរបស់នាងចេញខៃសៀនក៏បានប្រើប្រាស់ធម្មពលវាប្រហារចេញទៅប៉ុន្តែត្រូវបានពូភីងទប់រំបន្តិចធ្វើឲ្យនាងខ្ទេចប៉ាងខ្ពាកទៅនឹងដីបន្តដើរចូលទៅចាប់ករបស់នាងលើព្យួរមកខាងលើកុំដោយសារតែខ្ញុំចូលចិត្តនាងនោះទេខំអីខ្ញុំសម្លាប់នាងចោលបាត់ទៅហើយវូហានដែលកំពុងតែវាប្រហារទប់រងគ្នាបន្ទាប់ពីឃើញនាងត្រូវបានពូភីងចាប់ច្របាច់កធ្វើឲ្យគេក៏បានឃើញយ៉ាងខ្លាំងចាប់យកដៃកខ្វល់របស់ឯងចេញពីនាងភ្លាមដោយបរិសម្នាក់ដើរនៅក្នុងដៃហក់ចាក់ពីខាងក្រោយសំដៅទៅរកវូហានប៉ុន្តែភ្លាមនោះគាត់ក៏បានមកឆេះទំហាយធម្មពលដ៏ខ្លាំងក្លាបំផ្ទុះចេញធ្វើឲ្យពួកគេក៏បានខ្ទាតប៉ើនេះគឺជាបច្ចេកទេសដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យធម្មពលស្ទុះឡើងភ្លាមបានឥឡូវនេះបរិសម្នាក់នេះពិតជាពិបាកហើយដែលធ្វើឲ្យសិស្សនៃនិកាយធានឡុងរងរបួសព្រោះថាយីពូភីងគេមិនចោះចាញ់ងាយៗឡើយបន្ទាប់ពីឃើញបែបនោះធ្វើឲ្យគេក៏បានអស់សំណើចបច្ចេកទេសតូចតាចបែបនេះចង់ធ្វើជាវីរបុរសជួយស្រីស្អាតមែនទេក្រវែងខៃសៀងចេញឬក៏បានសម្រុកចូលទៅវាប្រហារប្រើប្រាស់នបាតដៃមេឃាដ៏ធំសម្បើងវាប្រហារចេញទៅធ្វើឲ្យបុរសម្នាក់ក៏បានភ្ញាក់ផ្អើលបច្ចេកទេសមួយនេះទោះស្ថិតនៅក្នុងប្រវត្តិវូសុងក៏មិនអាចយកឈ្នះបានដែរគេម្នាក់នោះច្បាស់ជាស្លាប់មិនខានធ្វើឲ្យខៃសៀងក៏មានការព្រួយបារម្ភខ្លាំងស្រែកឡើងវូហានប្រយ័ត្នខ្លួនផងជាមួយដៃនៅក្នុងដៃក្រវែងតែបន្តិចបាតដៃមេឃាដ៏ធំសម្បើងក៏បានប្រះឡើងខ្ទុះឌាំងខ្ទេចកាប់យីពូភីងមួយដាវទៀតបឿធ្វើគេក៏បានខ្ទាតប៉ាំងទៅខាងក្រោយខ្
ជាឈឹមចេញពីមាត់តែឯងជាអ្នកណាកំពុងតែស្វែងរកសេចក្តីស្លាប់ហើយឆាប់បង្ហាញភ្លាមមកឈិនធានជាមួយលប៊ឺនលឿនបង្ហាញខ្លួនឡើងហ៊ានប៉ះពាល់គ្នារបស់យើងឯនោះទេដែលកំពុងតែស្វែងរកសេចក្តីស្លាប់ក្រុមអ្នកកាយធានឡុងក៏បាននិយាយឡើងអ្នកទាំងអស់គ្នានៅចាំអ្វីទៀតសម្រាប់គេភ្លាមទៅឈិនធានមិនចេញដើរឡើងមកល្អនៅថ្ងៃនេះខ្ញុំនឹងមករីមេរៀនឲ្យពួកឯងបានដឹងខ្លះត្រឹមតែមួយស្នេហ៍ផ្ដាច់ជីវិតអា3 4នាក់បាត់ទៅហើយដេញដើរចូលមកក្នុងដៃវិញធ្វើបរិបពីអ្នកដែលទស្សនានៅក្បែរនឹងមានការផិតភ័យយ៉ាងខ្លាំងពួកគេពិតជាហ៊ានធ្វើបាបសិស្សនៃនិកាយធានឡុងមែនលទ្ធផលច្បាស់ជាស្លាប់មិនខានយីពូភៀងក៏បានស្រែកស៊ូឯងហ៊ានសម្លាប់មនុស្សនៃនិកាយធានឡុងតែឯងដឹងថាខ្ញុំជានរណាទេបន្ទាប់ពីបានឃើញកញ្ញាលូស៊ីហើយនឹងកញ្ញាមេងជីធ្វើគេក៏បានបើកភ្នែកធំល្អឯងឆាប់ប្រកល់ស្រីស្អាតទាំងពីរនាក់នៅក្បែរឯងឲ្យមកធ្វើស្រីបំរើរបស់ខ្ញុំភ្លាមប្រហែលជាយើងចិត្តត្រជាដល់សេចក្តីមេត្តាទុកជីវិតឲ្យឯងឈិនធានមិនខ្វល់ជាមួយនឹងសម្ដីរបស់គេនោះទេបន្តស៊ូថាខៃស៊ីងតែដៃមួយណារបស់គេប៉ះពាល់នាងយីពូភៀងមិនទាន់ទាំងបាននិយាយអ្វីផងសំឡេងដៃលឺសូតែឆ្វិចកាត់ដៃម្ខាងរបស់គេធ្លាក់ដល់ដីលឺសូតែឌុកស្រែកយ៉ាងខ្លាំងពុះពេញទៅដោយក្តីស៊ឺជោគចាប់បន្ទាប់មកក៏បានកោះគ្នារបស់គេ4នាក់បន្ថែមទៀតពួកឯងទាំងអស់គ្នាឆាប់សម្លាប់គេឲ្យខ្ញុំភ្លាមបន្ទាប់ពីស្ដាប់ឮបែបមនុស្សសម្រុកចូលទៅវាប្រហាព្រមគ្នាឈិនធានក៏បានតបមកវិញបន្តិចសម្រាប់ខ្ញុំវាអាស្រ័យលើឯងមែនទេបានឡាស់ទីមកខាងក្រោយគេពីការវាប្រហារគប់ដាវរបស់គេជួលមួយធ្វើបរិមម្នាក់ខ្ទៀតប៉ើងបន្តសម្រុកចូលចាប់ដាវជាប់កាប់វាប្រហារមួយទៀតដែលហក់ចូលមកខ្ទៀតប៉ើងមួយទៀតចំណែក2នាក់ទៀតស៊ីមួយដៃមួយជើងធ្វើពួកគេក៏បានខឹងអាចងរៃយោខ្ញុំនឹងសម្លាប់ឯងកាប់ចេញជាចំហាយធម្មពលខ្ទូតដៀងហុយជុកពួកឯងមើលឲ្យហើយទៅនេះគឺជាជោគវាសនាដែលហ៊ានប្រឆាំងជាមួយនិកាយធានឡុងរបស់ពួកយើងសម្លេងរបស់ជើងធានក៏បានមកលឺឡើងពួកឯងមកពីនិកាយធានឡុងមែនទេហក់ទៅខាងលើលំហប្រប្រាស់ជាមួយនឹងបច្ចេកទេសដៃទាំង13ចំហាយធម្មពលដៃជាច្រើនក៏បានលេចឡើងវាប្រហារចោលដូចជាក្របព្រួញធ្វើឲ្យប៉ុន្មាននៅស្រែកពុះពេញទៅដោយក្តីយុកចាប់ផ្ទុះសងទៅវិញលុតសូតែដៀងហុយជុកធ្វើឲ្យយីពូភៀងភ្ញាក់ផ្អើលយ៉ាងខ្លាំងដាក់មេប្រួយនៅចាំកាលទៀតភ្លាមនោះជើងធានបន្លាស់ទីមកខាងមុខទៀតចេញមួយដៃទៀតប៉ាងរមីលងមកខាងក្រោយវិញឯងហ៊ានវាខ្ញុំផងនិកាយធានឡុងរបស់យើងនឹងមិនលើកលែងឲ្យឯងនោះឡើយឈិនធានក៏បានតបបើយើងធ្វើបាបឯងតែឯងហ៊ានធ្វើអ្វីចំពោះយើងយីពូភៀងជាមួយដៃមកខាងរបស់គេកាន់ដៃនៅក្នុងដៃជាប់បំផ្ទុះធម្មពលឡើងមកសម្រុកចូលទៅវាប្រហារជិនទៀតមួយដៃខ្ទៀតប៉ាមកខាងក្រោយខ្ពៀកាប់មុខហុយជុកខ្ញុំនឹងវាឯងដូចជាឯងបានប៉ះពាល់ក្រុមគ្រួសាររបស់ខ្ញុំងើបឡើងមកវិញមិនទាន់ទាំងបាននិយាយអ្វីផងស៊ីមួយកំភ្លៀងកណ្ដាលមុខពេញមួយកំភ្លៀងនេះខ្ញុំវាឯងសម្រាប់ការក្រអឺតក្រទងប្រើប្រាស់អំណាចនឹងត្រួតត្រាមនុស្សដែលស្លូតត្រង់យីពូភៀងក៏បានតបរបងធំខ្ញុំខុសហើយស៊ីមួយកំភ្លៀងទីលឺសូតែផ្លាច់កាប់មុខទៅនឹងដីងើបឡើងមកវិញសូមឈប់វាខ្ញុំទៀតទៅឈិនធានមិនឈិនធម្មពលនៅក្នុងដៃវាប្រហារទៅយីពូភៀងខ្ទោឡើងដៀងធ្វើគេក៏បានតក់ស្លុតយ៉ាងខ្លាំងឯងបានបំផ្លាញក្បាច់គុណរបស់យើងភ្លាមនោះធម្មពលមួយក៏បានវាប្រហារចូលមកខ្ទុតឌឹមឈិនធានបានឡាក់គូលគេបន្តិចបរិមម្នាក់ក៏បានដើរចូលមកតែឯងជាអ្នកណាហ៊ានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃនៅក្នុងទីក្រុងស៊ីហ្វាតែចង់បង្កបញ្ហាជាមួយនិកាយធានឡុងមែនទេនឹងហើយបរិមម្នាក់មានឈ្មោះថាយីពូសៀវដែលជាកូនប្រុសច្បងនៃនិកាយធានឡុងធ្វើបរិមម្នាក់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងតែគេមកដើម្បីសងសឹកឲ្យពូនប្រុសរបស់គេមែនអត់យីពូភៀងក៏បានងើបឡើងប្រញាប់សម្លាប់គេឥឡូវនេះភ្លាមទៅយីពូសៀវដាក់យីពូភៀងមួយដៃផាងខ្ទៀតប៉ើងឯងពិតជាសម្រាមមែនមួយថ្ងៃគ្មានធ្វើអ្វីនោះទេគិតតែចង់ជាមួយនឹងស្រីបន្ទាប់មកក៏បានដើរចូលទៅនិយាយជាមួយនឹងក្រុមឈិនធានវាគឺជាកំហុសរបស់ខ្ញុំទាំងអស់ដែលជាបងប្រុសមិនចេះប្រដៅប្អូនឲ្យបានល្អរំខានទៅដល់ភាពសប្បាយរីករាយរបស់អ្នកទាំងអស់គ្នាដូច្នេះឲ្យខ្ញុំសូមអភ័យទោសចំពោះប្អូនរបស់ខ្ញុំផងទេសភាពនៅទីនេះគឺស្រស់ស្អាតខ្លាំងណាស់តែខ្ញុំអាចមានកិត្តិយសក្នុងការអញ្ជើញអ្នកទាំងពីរដើរទស្សនាជាមួយនឹងគ្នាបានដែរទេដោយដែលអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយលូស៊ីហើយនឹងស្រីស្អាតមេងជឺខិតចូលមករកឈិនធានទាំងពីរនាក់ដែលបញ្ជាក់ប្រាប់ថាពួកនាងទាំងពីរមានម្ចាស់រួចទៅហើយធ្វើយីពូសៀវក៏បានស៊ូអ្នកកំឡោះទៅលោកជាអ្នកណាឈិនធានក៏បានតបតើមានអ្វីពាក់ព័ន្ធជាមួយនឹងលោកទៅបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើគេរឹតតែខឹងឡើងបន្ធូរអារម្មណ៍មកវិញបន្តិចខ្ញុំមិនសប្បាយចិត្តទោះតែសោះដែលលោកបានធ្វើបាបប្អូនរបស់ខ្ញុំដល់ថ្នាក់នឹងទោះបីជាគេធ្វើអ្វីខុសក៏ដោយអ្នកដែលប្រដៅគេបានគឺមានតែខ្ញុំតែប៉ុណ្ណោះវាមិនទាន់ដល់វេនរបស់ឯងក្នុងការប្រដៅគេនោះទេក្តាប់ដៃបន្តិចផ្ទុះសាយភៀនចំហាយធម្មពលឡើងមកភ្លាមនោះស្រីស្អាតស៊ីលឺក៏បានមកដល់ដោយនាងក៏បាននិយាយឡើងខ្ញុំបានឮមកថាស៊ីងមេងជីគឺនៅទីនេះខ្ញុំក៏ចង់ឃើញពីសម្រស់របស់នាងដែរថាស្អាតខ្លាំងប៉ុណ្ណាទៅដែលអាចធ្វើឲ្យបងប្រុសរបស់ខ្ញុំឆ្លុះវេននឹងនាងខ្លាំងបែបនេះសម្លឹងទៅក៏បានលមាត់អាលអិតសម័យដែលជាភាគទី74យីពូសៀវបន្ទាប់ពីឈិនធាននិយាយឌឺដងបន្តិចគេក៏បានមកឆែកធម្មពលជ្រាបពេញរាងកាយទើសជើងចំហាយធម្មពលពី3ទៅវាប្រហារឈិនធានក៏បានមកឡាទីកិច្ចយ៉ាងលឿនគ្រាន់តែខ្ញុំវាប្រហារបន្តិចឯងខ្លាយហើយមែនទេបើអញ្ចឹងប្រញាប់លុតជង្គង់សុំបំវខ្ញុំភ្លាមទៅឈិនធានក៏បានតបចេះនៅបច្ចេកទេសបន្តិចបន្តួចកំទន់មានអំណួតខ្លាំងពេកកំទន់វារំលាយខ្ញុំព្រោះតែខ្ញុំមិនទាន់បានធ្វើសមភាពអ្វីនៅឡើយនោះទេយីពូសៀវក៏បានសើចឡើងហាល្អយើងនឹងឲ្យឯងបានដឹងបំផ្ទុះនៅចំហាយធម្មពលដ៏ខ្លាំងក្លាឡើងមកធ្វើឈឺទូក៏បានលន់មាត់នេះគឺជាបច្ចេកទេសដ៏ខ្លាំងហើយមានល្បឿនលឿនបំផុតរបស់គ្រូសាយីដែលអាចបង្កើតល្បឿន30ដងត្រឹមតែមួយស្និតបន្ទាប់មកយីពូសៀវសម្រុកចូលយ៉ាងលឿនរត់ប្រតិសិនជុំវិញឈិនធានឡើងហុយជុកជាមួយល្បឿនលឿនរបស់ខ្ញុំឯងមិនអាចទប់ទល់បាននោះឡើយព្រោះថាកំណត់ធម្មពលរបស់ឯងនៅខ្សោយពេកក្តាប់ដៃយ៉ាងណែនវាឈិនធានពីខាងក្រោយពេញមួយទំហឹងទូប្រុសរបស់យើងញញឹមបន្តិចចាប់ដៃជាប់សាយភីចំហាយធម្មពលពេញនឹងក្រវេមកខាងមុខបន្តិចដល់កណ្ដាលពោះពេញមួយទំហឹងខ្ទៀតប៉ើងហុយជុកល្បឿនរបស់ឯងគឺយឺតពេកហើយយីពូសៀវងើបឡើងមកវិញខ្ញុំក៏ចង់ដឹងដែរថាឯងខ្លាំងប៉ុណ្ណាក្រវេដៃបន្តិចប្រាប់ប្រានបច្ចេកទេសស្រមោលបំភាន់លេចឡើងនៅរូបរាងរបស់គេ6នាក់
ទៀតសម្រុកចូលប្រងគ្នាយ៉ាងលឿនពេលនេះការស្លាប់របស់ឯងមកដល់ហើយដល់ចូលទៅវាប្រហាឈិនធានបើកភ្នែកមកវិញទះទៅលើរូបរាងកាយពេទ្យស៊ីកណ្ដាលមុខផាងខ្ទេតមកខាងក្រោយវិញងើបឡើងមកវិញតើឯងអាចរកឃើញរូបរាងកាយពេទ្យរបស់យើងដែររបៀបណាឈិនធានបន្លាស់ទីមកយ៉ាងលឿនទះមួយដៃកណ្ដាលមុខទៀតខ្ទេតផ្លោងទៅខាងក្រោយទៀតហើយងើបឡើងមកវិញបន្តិចខ្ជិះឈាមចេញពីមាត់ខ្ញុំគឺជាមនុស្សម្នាក់នៅក្នុងនិកាយធានឡុងដែលឯងវឹកហាត់នៅធម្មពលកើនឡើងបានលឿនជាងគេតើអាចចាញ់មនុស្សដូចជាឯងដោយរបៀបណាឈិនធានក៏បាននិយាយឌឺដងទៅវិញនិយាយមិនចេះអ៊ីនខ្មាស់មនុស្សអួតអាងដូចជាឯងគ្មានទេពកសោអាចខ្លាចជាអ្នកខ្លាំងបាននោះទេធ្វើអ្នកទស្សនានៅទីនោះក៏បានលន់វល់ឡើងយីពូសៀគឺស្ថិតនៅកម្រិតវូសុងមិនគួរណាចៃអ្នកកំឡោមអ្នកនេះនោះទេតើគាត់អាចជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងទាំង10នៃអាណាចក្រទឹកដីបុរាណដែរឬទេភ្លាមនោះពពកពណ៌ខ្មៅដ៏ធំបានដាច់ចុះមកលីឡំជាមួយនឹងផ្គររន្ទះដែលជាព្រឹត្តិការណ៍នៃនិកាយធានឡុងបង្ហាញខ្លួនចុះមកតើអ្នកណាហ៊ានធ្វើបាបអ្នកប្រុសរបស់ខ្ញុំយីពូសៀក៏បានចង្អុលឡើងតើនៅចាំអ្វីទៀតប្រញាប់សម្លាប់គេឲ្យខ្ញុំភ្លាមទៅព្រឹត្តិការណ៍ម្នាក់នោះក៏បានងក់ក្បាលបំផ្ទុះនៅចំហាយធម្មពលដ៏ខ្លាំងក្លាឡើងមកធ្វើឲ្យឈិនធានក៏បានដឹងកម្រិតវូវាងព្រឹត្តិការណ៍ម្នាក់នោះមិនឈានធម្មពលដ៏ខ្លាំងក្លានៅក្នុងដៃទិះចេញមកវាប្រហាឈិនធានត្រីស្អាតមេងជឺក៏បានបន្លាស់ទីមកខាងមុខទូប្រុសរបស់យើងទះទប់រ៉ូម៉ាន់ទិកខ្ទុះទៀងបែកខ្ទេចធ្វើឲ្យឈិនធានក៏បានលួចញញឹមចំណែកព្រឹត្តិការណ៍ម្នាក់នោះក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងវាមានន័យថាអ្នកកំឡោមអ្នកនេះជាមិត្តរបស់នាងនេះវាមានតុងធានខ្ញុំមិនដឹងមកពីមុននោះទេឲ្យខ្ញុំសូមអភ័យទោសផងលីពូសៀវក៏បាននិយាយមិនចាំបាច់ខ្វល់ជាមួយនឹងនាងនោះឡើយព្រោះតែនាងគ្រាន់តែជាកូនស្រីដែលគ្រូសាឈានបោះបង់ចោលតែប៉ុណ្ណោះមិនចាំបាច់ខ្លាចនាងនោះទេដូច្នេះត្រូវតែសម្លាប់អាឡាត់នេះចោលភ្លាមទៅលោកព្រឹត្តិការណ៍ម្នាក់នោះក៏ប្រញាប់និយាយអ្នកប្រុសសូមគិតម្ដងទៀតសិនទៅព្រោះតែនាងគឺជាមនុស្សសំខាន់នៃវាមានតុងធានប្រសិនបើពួកយើងធ្វើអ្វីដោយមិនគិតពិចារណានឹងធ្វើឲ្យនិកាយរបស់ពួកយើងមានបញ្ហានៅក្នុងទឹកដីបុរាណមិនខានលីពូភីងដែលដាច់ដៃម្ខាងបានចូលមកដល់តើលោកនៅឈោមើលអ្វីទៀតប្រញាប់ចូលទៅសម្លាប់គេភ្លាមទៅស្រីស្អាតមេងជឿបន្ទាប់ពីស្ដាប់ឮបែបនោះមិនឈានធម្មពលនៅក្នុងដៃទិះចេញទៅវាប្រហាធ្វើឲ្យអ្នកទាំង3ខ្ទាតប៉ាងទៅខាងក្រោយចំណែកព្រឹត្តិការណ៍ម្នាក់នោះខំប្រាប់ប្រាំធម្មពលរបស់គាត់ជួយទប់រោគអ្នកប្រុសទាំងពីររបស់គេប៉ុន្តែទោះយ៉ាងណាក៏ដោយបងប្អូនគេទាំងពីរនាក់នៅតែរងរបួសឈាមហូរចេញពីមាត់មេងជឿក៏បាននិយាយប្រាប់ប្រញាប់ចាក់ចេញពីទីកន្លែងនេះភ្លាមទៅអ្នកទាំង3នាក់សម្លឹងមើលមុខគ្នាបន្តិចចាំអង្កលទីដាក់មិនប្រូចឈិនធានក៏បាននិយាយខ្ញុំមិនធ្លាប់គិតនោះទេថានាងជឿមានកម្រិតធម្មពលខ្លាំងក្លាបែបនេះវាហាក់ដូចជាខ្ញុំមិនចាប់បាច់ការពារនាងទីនោះទេនាងក៏បានអឹមអៀនបន្តិចការដើរកំសាន្តដំបងរបស់អ្នកប្រុសឈិនធាននៅក្នុងទឹកដីបុរាណខ្ញុំជាម្ចាស់ផ្ទះត្រូវតែការពារអ្នកប្រុសនឹងហើយឈិនធានក៏បានតបនៅថ្ងៃខាងមុខខ្ញុំត្រូវពឹងលើវិមានតុងធានរបស់នាងច្រើនទៀតហើយដោយកញ្ញាលូស៊ីនឹងគ្នារបស់នាងបានបបួលឈិនធានដល់ពេលហើយដែលពួកយើងត្រូវធ្វើដំណើរភ្លាមនោះសំឡេងរបស់ស៊ីលៀនក៏បានបន្លឺឡើងឈប់នៅទីនោះហើយមនុស្សព្រានារីឈិនធានក៏បានងាកមកវិញនាងបានតាមខ្ញុំមកដល់ទីនេះប្រហែលជាចូលចិត្តខ្ញុំខ្លាំងហើយមើលទៅបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យនាងខឹងរឹតតែខ្លាំងឡើងខ្ញុំមកទីនេះគឺដើម្បីមកជម្រាបបញ្ជាលោកកាលពីពេលមុនកញ្ញាលូស៊ីក៏បានសួរឈិនធានតើនេះជាស្រីរបស់លោកម្នាក់ទៀតមែនទេវាហាក់ដូចជាមនុស្សស្រីរបស់លោកកាន់តែច្រើនឡើងហើយឈិនធានក៏ប្រញាប់តបទៅវិញវាគ្រាន់តែជាការយល់ច្រឡំមួយចំនួនតែប៉ុណ្ណោះចំណែកស៊ីលៀនមិននិយាយច្រើនទេប្រាប់នៅខ្សែទេរបស់នាងវាចេញជាចំហាយធម្មពលជុំវិប្រហាក្រុមរបស់ឈិនធានក៏បានកិច្ចផុតបន្តិចមើលទៅមិនទាន់បាន2ខែស្រួលបួលផងកម្រិតធម្មពលរបស់នាងបានកើនឡើងទៅដំណាក់កាលទី7កំពូលធ្វើឲ្យស្រីស្អាតមេងជឺក៏បានដឹងបច្ចេកទេសមួយនេះប្រសិនបើខ្ញុំចាំមិនខុសនោះទេនាងគូតែជាកូនស្រីមេដឹកនាំនៃការយុនធានឈ្មោះថាសាងគុនស៊ីវលៀនបន្ទាប់មកក៏បាននិយាយទៅប្រាប់ឈិនធានទៀតទឹកដីបុរាណបានចែកចេញជា30000ផ្នែកនៅដែនខាងក្រោមនិងដែនខាងលើមានទ្វារ8000នៅតំបន់កណ្ដាលចំណែកនិកាយធំៗទាំង8នៅតំបន់ខាងលើគឺគ្រប់គ្រងទៅដោយនិកាយយ៉ាងគុយដែលជាមេដឹកនាំធំឈិនធានក៏បាននិយាយឡើងខ្ញុំមិនឆ្ងល់នោះទេហេតុអ្វីបានជានាងឆ្នះនឹងក្រអូតប្រទងបែបនេះបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យនាងក៏បានខឹងបំរុងនឹងចូលទៅវាប្រហារទៅហើយសំឡេងមួយក៏បានបន្លឺឡើងស៊ីវលៀនហេតុអ្វីបានជាគ្មានការគោរពអញ្ចឹងបង្ហាញខ្លួនឡើងគឺជាប្រុសសង្ហាម្នាក់ដែលជាកូនប្រុសនៃនិកាយយុនធានឈ្មោះថាសាងគុនវូហានបងប្រុសហេតុអ្វីបានជាមកទីនេះវូហានក៏បានចដៃស្ទើក្បាលរបស់ប្អូនស្រីគេដោយកញ្ញាមេងជឺក៏បាននិយាយប្រាប់ឈិនធានគេគឺជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងទាំង10នៅក្នុងទឹកដីបុរាណនេះឈ្មោះថាសាងគុនវូហានដោយប្រុសសង្ហាវូហានក៏បានដើរចូលមកខាងមុខបន្តិចនាងឈិងមីងជឺខ្ញុំមិនបានឃើញនេះអស់រយៈពេលយូរមកហើយឮថានៅក្នុងវិមានដៃថ្លៃរបស់នាងមានថ្នាំវិញ្ញាណដ៏អស្ចារ្យមួយតើខ្ញុំអាចចូលទៅមើលលេងនៅក្នុងវិមានបានដែរឬទេបន្ទាប់ពីស្ដាប់ឮបែបនោះនាងមីងជឺក៏បានងក់ក្បាលបន្តិចប្រុសសង្ហាវូហានក៏បាននិយាយទៅប្អូនស្រីរបស់គាត់នាងបានបង្ករឿងពេញមួយថ្ងៃហើយហេតុអ្វីបានជាមិនប្រញាប់និយាយសុំទោសមិត្តភក្តិរបស់នាងមីងជឺទៅចំណែកនាងនៅតែឆ្នះតើអ្នកទាំងអស់គ្នាដឹងទេថាមិត្តភក្តិរបស់នាងមីងជឺកាលពីនៅលើភ្នំធានស៊ីនគេបានលួចមើលខ្ញុំកំពុងងូតទឹកធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលឡើងគៀងពេញនឹងតែម្ដងធ្វើឲ្យមនុស្សម្នាជាច្រើននៅទស្សនាទីនោះក៏មានការកឹបស៊ីវគ្នានឹងនិយាយអ្វីខ្លះនោះទេនិយាយរញ៉ៃពេញនឹងស៊ីវលៀនក៏បានបន្តនិយាយទៀតស៊ីងមីងជឺតើនាងរឹបអានមិត្តភក្តិបែបនេះដោយរបៀបណាធ្វើឲ្យនាងក៏បានអោនមុខចុះឈិនធានក៏ប្រញាប់បកស្រាយនាងស៊ីវលៀនសូមប្រញាប់សម្ដីរបស់នាងផងនាងមីងជឺមិនដឹងរឿងអ្វីនោះទេស៊ីវលៀនក៏បានខិតចូលមកមុខបន្តិចខ្ញុំមិនខ្វល់នោះឡើយនៅក្នុងថ្ងៃនេះខ្ញុំត្រូវតែជម្រាបបញ្ជាជាមួយនឹងលោកហោះចូលទៅក្រវេមួយខ្សែតិចពេញមួយទំហឹងឈិនធានក៏បានប្រាប់ប្រាំរៀងពីទប់រងបន្តិចធ្វើឲ្យនាងខ្ទាតប៉ាមកខាងក្រោយវិញវូហិនមិនទប់ពីត្រង់រាងកាយរបស់ប្អូនស្រីរបស់គេហើយនិយាយបន្តិចមើលទៅមេរបស់នាងមានកម្រិតធម្មពលអគ្រាន់បើខ្ញុំក៏ចង់សាកមើលបន្តិចដែរមិនឆេះនៅធម្មពលនៅក្នុងដៃទះចេញប្រែខ្លាយទៅជាមហាធម្មពលបាក់ដៃដ៏ធំសម្បើមបន្ទាប់ពីឃើញបែបនោះឈិនធានក៏បានប្រាប់ប្រាំត្រា
เมฆใดเตี้ยเจนเตอตบรองขณีไซเพศจำให้ธรรมพลเป็นหนึ่งเมื่อเตอกำเนิดธรรมพลเจอคลังเตียงดอบในตึกใดโบราณปัจจุบันคลาแมนมันเช่นธรรมพลนักนงใดประปรานปัจจัยกเตธรรมพลกีรินเตี้ยโจบันแทนเป็นมวยตำหึงจำนายว่าเห็นมันตัวไปเคยแบบหนุ่มมันแทนมวยใดเตียดปัจจัยกเตธรรมพลติปีกับบางพัทุลังเตียงเตี้ยมาข้างกลอยเรียกลมันเตยถ้วยซีเลียงกับบางเพียบอ่แค่ไอตบตัวจมูกหนึ่งบองปลอกระบอกยมบ้านว่าเห็นกับบางขัดจดตะคังหมกเนี่ยกำลังไว้ขมายไอประปราธรรมพลเรียนกาเวประหาในกำเนิดบูวางระบอกยมบ้านปัจจัยถ้วยยมบ้านพลุพเนจเมนเช่นเทียนกับบางถ้วยการกรบกูซอมมันเตยชมพวกกาซาซาเนื่องให้เนี่ยต่างออกเนี่ยก็โซมาเชียสไรพองในซาแต่เปสำรายนึ่งเพลงคลังเหมือนแต่บ่เมนลือสำเร็จอย่างไว้รำคาญไอ้ก็กรมการไอ้ต่อมันต่อใส่เรือระบอยยืงเตี้ยถ้วยเนี่ยเรื่องเนี่ยในที่นุกบ้านล้วนหมดหลังตามเป็ดเนี่ยก็ล้อมในนุกรอนแต่สถานการณ์ของรัฐวูซองตะปนชำนาญซีเลียนเวียเพียบอาเพลทอมแต่มันดองแต่เกย์คือเจียไปใส่เมนเต้สมใบแต่วงปรระบอกชมสถานการณ์ของรัฐวูวางก็เหมือนจะได้กูประกูระบอกเกย์ได้วูเห็นก็ประยับในเยเดปอนใส่ระบอกเกย์ประยับมันชอบการระยเพลียมเตยก็ไม่กำหอกกันแต่ทุนทงหลังมันตัวหมอกซ้ำโตเกย์เพลียมเป็นซีเลียนเลี้ยงรูตีหายมันตัวหมอกกับบ้านอ้อนกับบ้านมันติดเพื่อการกรบซ้ำโตเช่นเทียนก็เหมือนในดาวจรานุได้เพราะแต่ถึงอ่อนเนี่ยเจ้าข้าโยจะล้ำแต่ปนโนต่อปู่ยืงประยับทั่วดำนาตะวิเมียนในคลายเพลียมเตยจำนายวูเห็นแต่มันออเชิดตามเมมโนคลางปุกไก่แบบนี้เล็กล่างในขนมตึกใดโบราณเป็นนะการหมอกวิเมียนตองเทียนได้ชีวิเมียนได้คลายในขนมทั้งไงนี่มีมนุษย์มันเนี่ยโจมองอย่างอู่อกรมระบบชินเทียนกับบานหมักดอได้ที่เลี้ยงเมนจื้อกับบานมันลือลางการได้คลายในขนมทั้งไงนี่ปู่ยืงมารีบจอมก้นไล่นล้อมาพอดสำหรับปู่โลประยับมาตามขยมหมอกชินเทียนกับบานในเยอกุลได้บรอปีเนี่ยกับบานเพียบอ่บนโตไปเคยวิตามินระบบชินเทียนได้บ้านดาวบันดานี่เลี้ยงเมนจื้อบรอมันเนี่ยกับบานในเยปราบขยมมันลือหมอกฐานในเลี้ยงเมนจื้อคือโจจัดเกย์เพลียมนกับบานลือสำเร็จบรอมันเนี่ยได้เฉลยบานมันลือลางอะไรคือจะไอเมนเตได้ถ้วยในเลี้ยงเมนจื้อโจจัดเมื่อเตอกับรถทำมาพอดคือนาเตียบคลังนะมันนายกาเปียในเลี้ยงเมนจื้อบานโนลายบาเปรียมนขยมในเมียนเรียกนักสมบัติกรุบกรอนขนมกาเปียในเลี้ยงเมนจื้อบานชมชโมธาจูสิงหานมอกปีในกายตามิงแต่เฮียนประยุทธ์จมือในขยมได้หรือเตะได้จะเพียตีจัดสปรามจับประดามในใส่เรื่องเหมือนตัวปีจูสิงหานบอโบชินเทียนประยุทธ์ขเนียได้ในเรื่องมันเนี่ยกับบางสักที่ตะปรับบรอมันเนี่ยแทนแต่เกย์คือจีนในนาเตอเมื่อเตอรู้เรื่องโดยจะไปใส่อันเชิงถ้วยบรอมันเนี่ยก็มาเพียบอันยังคลังแต่เนียงจองสลับไฮเมนเตกอดคือเจียก้นพรหมจานิกายไว้เขมิงในนิกายตามิงได้รู้เรียงกอดตระบานปรตกรรมดอยเชื่อมระบบเนกเรียบ้านจะคลายเตยเจียแบบนี้กากสักที่ระบบปุกเกตถ้วยจูสิงหานกับบานสลับเรื่องสลังมกมันติดเนติปีกับบานกิจขลุ่นเป็นโนชินเทียนกับบานตอบเตวินเนี่ยบ้านนิเยถ่ายจ้องประยุทธ์จมือหนึ่งขยมปันตาขยมมันจับอารมณ์นุตีนี่มันชื่อกับบานนิเยลางเนี่ยโปรจูสมคงถ้วยไม่เพียระบบขยมบิบะเอเพลียมหนูจูสิงหานก่อนนิเยมันเจนได้ให้คนจารระบบเกอนิเยจมนูถ้วยกากรบรือกับบานนิเยรู้รอบปรับทาเนี่ยโปรระบบขยมมาลืมมอกทาระบองยิงหลายบานรบระบุทุนทงโง่โดยชนะให้บานจะกอดมอกยังพิเศษนำใบกาเปียนเนียงสมในเนียงเมนจือเพราะกายกดพองเช่นเทียนกับบานนิเยแต่การในเนียงเมนจือบรอมันเนี่ยก็จับอารมณ์ได้เนียงกับบานตอบเตวินชมเติบแต่บานจูบเกมาดองนาทีในแต่ปนโนให้ก็มันดังได้ถ้ากดแม่มันน้องเอาไว้หาไว้บ้านจิตเฟอร์แบบนี้เช่นเทียนกับมันไทม์เตียนเวประหายเจียสนามมิญมระบอในเนียงเมนจือหายเมียนนำมนสนาดอนเนโรลขเนียบ้านจิตเฟอร์ไอเกยวงเวงวนสมาร์ดได้แบบนี้ได้ในเนียงเมนจือกับบานริบรอบปรับได้ชินเทียนอมปีเรียงกายระบอจูสินหานได้คลายจีแบบนี้การหนกดมันสไฟโรกำลังทำมาปนมันไทม์บนตัวหมอกกดตัวมันน้ำเนาะเชื่อมเนกเรียรุ่ยหายกับของปรังเวกหาเรียงกายเรื่องมอมปลาคลายแต่ขนมตุ่มรุมเนี่ยประยุทธ์เนกเรียแบบนี้ให้ก็คอมมินวิธีช่วยกดอ่อยตลอดหมอกเรียงกายเป็นประกอบเป็นได้ถ้วยชินเทียนกับมันเกิดมันเถิดมือเตะเกด้วยเชื่อมมนุษย์แดงงงงชื่อมือนักใบกุนโดยชนะเกกรอนแต่เจียวขนมตุ่มรุมเนกเรียแต่ปนโนวิมันเป็นบ้านนุเตะขนมกาช่วยส่งครัวเกตลอดหมอกโดยดามวิงจูสิงหานกับบ้านในแต่การชินเทียนเนี่ยกำล้อขยมันจ้องสมรสเนี่ยนุเตะประสันบ่าไอตุบตุบเบสนี่ระบบขยมบานขยมันนึงประกอบประเลิงวิญญาณสวายเยอะเดินขนมได้ระบบขยมอ้อยแต่ไอปั้นแต่ประสันบ่าไอจันเท่าแต่ตกกันย้ำไม่ชื่อไอขยมจีเนกาเปียชินเทียนมันต่อไปสมลังเมือประเลิงวิญญาณสวายเยอะได้ในขนมได้ระบบจูสิงหานกอดกับบ้านกิดขนมเฉียดประเลิงวิญญาณสวายเยอะมวยนี่ไอจุยบังการทำมาประบมโนบานวิสาสมจมูกนชิวตูคลังนะได้ตูประบยังกับบ้านโยลพรมขมิ้นปัญญานุเตปั้นแต่ขยมันได้เลยพนุเนี่ยด่ามนุษย์ไรนุเตประสันบ่าจิขยมจันขยมันเชียนเจิงโจตึกได้โบราณตีนุเตจูสิงหานกับบ้านสบายจัดอ๋อปั้นแต่ใส่สามีจือหับได้โดยจิปรุบารมกำลังทำมาปเรียงกายระบบเกคือครั้งคลานะขยมคลายทางโลเหมือนไอตุบตัวจมูกนึงเกบานุเตชินเทียนกับบ้านปรับกับอ้อยนึงปรุบารมไอวัตเมียระบบวูเห็นหนึ่งปนใส่ระบบเกเซียวเลียนกับบ้านโจมักดอลช่วงนั้นเนี่ยตัวสนากับบ้านลนวัดลางจูสิงหานได้เชิงคลามเนี่ยขนมจนน้ำเชิงคลามติงดอบนักขนมตึกได้โบราณบ้านประดามกำเนิดประคุดจมูกนึงเนี่ยกำล้อมันเนี่ยตามเมียนาจงพนกเนี่ยได้เตจงในขยมสมพนกใบปนกะพนกตะการจูสิงหานซึ่งเลยมนุษย์บุญปรำเนี่ยกับบ้านโฮกันเจียวลางจูสิงหานไตรเตชเนียจูสิงหานไตรเตชเนียได้ในหนึ่งเมนชื่อกับบ้านในเยลางขยมคือจีมาจานในเมียนตองเทียนส้มพนกตะเลยชินเทียนประสันบาจิกอดจันขยมหนุ่มดอสมน้องอ้อยเติมเนี่ยต่างออกเนี่ยวิงปรับปรามทำมาปนมันติมันเจนตกมวยหมอกดำใบอ้อยเนี่ยต่างออกเนี่ยยกกะมาพนวลมนุษย์จีจราบันจัตะเลยชูสิงหานจำนายสีเหลืองบันดักกันกะมุยทองโจลหมอกจัตะเลยคางชินเทียนมองปรบอลเนียงกับบานสู่ตาปนชอบสอบกดไฮเมนเตเนียงกับบานตอบเต็มมุกยืนยืม
ខ្ញុំជឿជាក់ទៅលើគេព្រោះតែគេពិតជាមានល្បិចកលច្រើនណាស់បន្ទាប់ពីគេហ៊ានប្រយុទ្ធជាមួយនឹងបងហើយលើកនេះគេច្បាស់ជាឈ្នះភ្លាមនោះក៏មានបរិមម្នាក់បោះនៅកាក់ដ៏ច្រើនខ្ញុំសូមភ្នាល់ទៅលើជូស៊ីងហានដែលមានចំនួន 2.5 លានកាក់ចំណាយជាធាននឹងជូស៊ីងហានដែលកំពុងប្រឈមមុខនឹងគ្នាគេក៏បាននិយាយឡើងអ្នកកំឡោះប្រសិនបើជាអ្នកចាញ់ត្រូវតែធ្វើតាមអ្វីដែលបាននិយាយចាក់ចេញពីទឹកដីបុរាណភ្លាមឈិនធានក៏បានឲ្យគេប្រញាប់ចូលមកស៊ីងហានមិនឈិនធម្មពលដ៏ខ្លាំងក្លានៅក្នុងដៃបច្ចេកទេសធម្មពលអ្នកគិរិតនៃការផ្លាស់ប្ដូរដំបូងទីជាធម្មពលដ៏ខ្លាំងក្លាពេញមួយទំហឹងចូលទៅវាប្រហារឈិនធានមិនតបពីឃើញបែបនោះស៊ីលៀនក៏មានការព្រួយបារម្ភដែរមនុស្សលីងងើតែទប់ទល់ឲ្យបានហាក់បីដូចជានាងពេលនេះកំពុងតែចង់ជ្រៀតចូលទៅក្នុងបេះដូងរបស់ឈិនធានម្នាក់ទៀតហើយចំណាយឈិនធានវិញមិនតបពីឃើញធម្មពលដ៏ខ្លាំងក្លាកំពុងតែសម្ដៅចូលមកមិនមានប្រតិកម្មអ្វីច្រើននោះទេលើកដៃតែបន្តិចប្រប្រាស់នៅម្រាមមួយសាយភេទចំហាយធម្មពលឡើងមកទប់រងពីធម្មពលដ៏ខ្លាំងក្លារបស់ជូស៊ីងហានផ្ទុះឡើងទាំងធ្វើឲ្យអ្នកទស្សនានៅទីនោះក៏បានលន់មកឡើងគាត់ពិតជាអាចទប់ទល់ជាមួយធម្មពលដ៏ខ្លាំងក្លារបស់ជូស៊ីងហានបានមែនពេលនោះឈិនធានក៏បានឌឺដងបន្តិចមើលទៅអនុភាពរបស់ជើងខ្លាំងទាំង10នៃទឹកដីបុរាណមានតែប៉ុណ្្នឹងមែនទេជូស៊ីងហានក៏បានតបទៅវិញដោយសារតែខ្ញុំខ្លាចយកឈ្នះឯងត្រឹមតែមួយកម្ដាប់ដៃដូច្នេះហើយបានជាខ្ញុំបញ្ចេញមិនអស់បើអញ្ចឹងមិនទាន់មកខ្ញុំនឹងបង្ហាញកម្លាំងធម្មពលពិតប្រាកដរបស់ខ្ញុំឡើងមកមិនឆេះធម្មពលពីរាងកាយហត់ទៅលើលំហប្រើប្រាស់កម្ដាប់ដៃអ្នករីកដៃភ្លាមនោះយើងក៏បានឃើញចំហាយធម្មពលអ្នករីកដ៏ធំសម្បើមមួយបានលេចឡើងធ្វើនេះរកគ្នាក៏បានភ្ញាក់ផ្អើលចំហាយធម្មពលអ្នករីកនេះគឺជាបច្ចេកទេសអ្នករីកដែលចាត់ទុកថាជាមេឃៈអ្នករីករបស់ជូស៊ីងហានវូហិនក៏បានលន់មាត់ដែរកម្លាំងធម្មពលដ៏ពិតប្រាកដរបស់គេពិតជាខ្លាំងក្លាមែនវូស៊ីងហានមិនជឿនៅចំហាយធម្មពលអ្នករីកដ៏ធំសម្បើមមួយនោះចូលទៅវាប្រហារជិនធានហាមាត់យ៉ាងធំទូប្ររបស់យើងមិនជឿនៅចំហាយធម្មពលឡើងមកខ្ញុំមិននឹកស្មានថាតើគេអាចបញ្ចេញនៅចំហាយធម្មពលដ៏ខ្លាំងក្លាបែបនេះវាហាក់ដូចជាដំណក់ឈាមអ្នករីកមិនទាន់រួមបញ្ចូលគ្នាជាមួយនឹងរាងកាយរបស់គេទាំងស្រុងនោះទេបន្ទាប់មកក៏បានប្រប្រាស់ជាមួយនឹងកម្ដាប់ដៃដែកហក់ចូលទៅដល់ចំក្បាលអ្នករីកពេញមួយទំហឹងឬសូតែផាំងសាយភេទនៃចំហាយធម្មពលខ្ទុះឡើងទាំងហុយជប់ធ្វើឲ្យអ្នកទាំងអស់គ្នានៅទីនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំហមាត់តែម្ដងចំណែកជិនធានមិនអីនោះទេបង្ហាញខ្លួននៅលើលំហធ្វើឲ្យយីពូសៀវខកចិត្តតែម្ដងហើយអ្វីបានជាគេមិនទាន់ស្លាប់ទៀតអញ្ចឹងវាអាចទៅរួចយ៉ាងដូចម្ដេចជិនធានក៏បាននិយាយទៅកាន់ជូស៊ីងហានប្រសិនបើខ្ញុំមិនច្រឡំនោះទេហើយមិនទាន់បានប្រើប្រាស់ការផ្លាស់ប្ដូរដ៏ខ្លាំងបំផុតរបស់ឯងនៅឡើយនោះទេហើយអ្វីបានជាមិនសាកល្បងប្រើប្រាស់វាធ្វើឲ្យស៊ីងហានក៏បានតបទៅវិញឯងគឺជាមនុស្សដំបូងនៅក្នុងទឹកដីបុរាណមួយនេះដែលហ៊ានសុំសំណើឲ្យខ្ញុំប្រើប្រាស់កម្លាំងដែលពេញលេញមើលទៅនៅក្នុងថ្ងៃនេះខ្ញុំពិតជារីករាយខ្លាំងណាស់បញ្ចេញនៅចំហាយធម្មពលអ្នករីករបស់គេឡើងមកម្ដងទៀតហត់ទៅខាងលើលំហបើអញ្ចឹងចាំទទួលស្នីទី3របស់ខ្ញុំទៅបច្ចេកទេសកំណាប់ដៃអ្នករីកដៃសម្ងាត់បន្ទាប់ពីឃើញបែបនោះធ្វើឲ្យវូហានក៏បានគិតបន្តិចការវាប្រហារដ៏ខ្លាំងក្លារបស់ជូស៊ីងហានជើងខ្លាំងទាំង10នៅក្នុងទឹកដីបុរាណគ្មាននរណាម្នាក់អាចទប់ទល់បានឡើយចំណែកជិនធានបែរជាញញឹមទៅវិញបញ្ចេញនៅដើរឡើងមកអ្វីដែលខ្ញុំកំពុងរងចាំគឺបច្ចេកទេសមួយនេះហើយចាក់ចូលទៅជាមួយនឹងបច្ចេកទេសដែលព្រះអាទិត្យនិងព្រះច័ន្ទទប់រងគ្នាសាយភេទចំហាយធម្មពលរំកើពេញនឹងដើររបស់ជិនធានក៏បានចាក់ទម្លុះរាងកាយរបស់ស៊ីងហានទៅហើយទាញពួកគេទាំងពីរនេះចូលទៅក្នុងសមុទ្រវិញ្ញាណធ្វើឲ្យដំណក់ឈាមអ្នកក្រីដែលនៅក្នុងខ្លួនរបស់ស៊ីងហានលេចឡើងមកបង្ហាញទៅជារូបរាងកាយរបស់អ្នកក្រីដ៏ធំបន្ទាប់មកក៏បានបញ្ចេញសម្រេចយ៉ាងខ្លាំងសម្លុតទៅលើជិនធានវាមានន័យថាគឺជាព្រលឹងដែលនៅសេសសល់នៃឈាមរបស់អ្នកក្រីវាបានបដិសេធតាំងពីដំបូងមិនព្រមចូលទៅរាងកាយរបស់ស៊ីងហាននោះទេបើអញ្ចឹងទោះខ្ញុំកាន់កាប់រាងកាយរបស់វាទៅចុះតើមកឆាប់ចេញមកដោះស្រាយវាឲ្យខ្ញុំភ្លាមទៅសៅមួយមិននិយាយច្រើននោះទេហក់ចូលទៅធាក់មួយជើងចំកណ្ដាលមុខអ្នកក្រីឡើងវិញមាត់តែម្ដងនៅចំពោះមុខរបស់ខ្ញុំឯងពិតជាហ៊ានមែនដែលគ្រាន់តែជាព្រលឹងសេសសល់នៃឈាមរបស់អ្នកក្រីហ៊ានក្រអូលកតងបែបនេះថែមមួយជើងទៀតខ្ទាតប៉ាងស្ដោកនៅមុខរបស់ជិនធានចំណែកនៅខាងក្រៅវិញបន្ទាប់ពីជិនធានដកដៃចេញពីខ្លួនរបស់ស៊ីងហានធ្វើឲ្យគេក៏បានខ្ទាតប៉ាងមកខាងក្រោមដួលទៅលើនារីដ៏ស្រស់ស្អាតម្នាក់ឡើងហុយជុកដោយថាអញ្ចឹងប្រាក់ទាំងអស់ដែលបានភ្នាល់ពេលនេះជិនធានយកហើយចំណែកស៊ីងហានបន្ទាប់ពីនារីម្នាក់នោះរុញចេញមកគេក៏បានបើកភ្នែកឡើងមកវិញព្រោះម្នាក់ភ្ញាក់ផ្អើលសប្បាយចិត្តយ៉ាងខ្លាំងអ្នកប្រុសឲ្យលើមុខរបស់អ្នកប្រុសសង្ហាមកវិញហើយស៊ីងហានបន្ទាប់ពីងើបឡើងជាមួយនឹងកញ្ចក់នៅក្នុងដៃឆ្លោះទៅមុខរបស់សង្ហារបស់គេភ្ញាក់ផ្អើលបន្តិចហើយសប្បាយចិត្តយ៉ាងខ្លាំងហាមុខមាត់និងរាងកាយរបស់ខ្ញុំត្រឡប់មកដូចដើមវិញហើយបញ្ចេញចំហាយធម្មពលអ្នករីកដៃឡើងមកឥឡូវនេះខ្ញុំបានបំបីរួមបញ្ចូលឈាមរបស់អ្នករីកទាំងស្រុងហើយជិនធានក៏បាននិយាយបច្ចេកទេស3ឈ្នារបស់អ្នកកន្លងផុតទៅដូច្នេះសាប់សម្រាប់អ្នកណាឈ្នះអ្នកណាចាញ់ហានស៊ីងក៏បាននិយាយអ្នកឈ្នះគឺជាលោកបានប្រើប្រាស់បច្ចេកទេសដាវជួយខ្ញុំឲ្យជាសះស្បើយឡើងមកវិញលុតជង្គង់ចុះនៅចំពោះមុខរបស់ជិនធានលបងធំចាប់ពីថ្ងៃនេះតទៅខ្ញុំជូស៊ីងហានសូមធ្វើជាប្អូនធម៌របស់លបងប្រសិនបើមានអ្វីមិនគ្រប់គ្រាន់ប្រាប់ខ្ញុំបានបញ្ចេញនៅប្រលឹងវិញ្ញាណស្វាយៈឡើងមកជិនធានក៏បានចាប់ដៃគេឲ្យឈោមកវិញខ្ញុំឈ្មោះជិនធានគ្មានបងធំបងតូចនោះទេហើយក៏មិនចង់ឲ្យនរណាស្ដាប់ក្រមបង្គាប់របស់ខ្ញុំដែរមានតែមិត្តភក្តិនិងបងប្អូនល្អតែប៉ុណ្ណោះបោះនៅប្រលឹងវិញ្ញាណស្វាយៈឲ្យទៅឈៀវទូធ្វើឲ្យគេក៏បានស៊ូលបងជិនធានតើឲ្យមកខ្ញុំមែនទេមែនហើយប្រលឹងស្វាយៈមួយនេះវាស័ក្តិសមនឹងលក្ខណៈរបស់ឯងខ្លាំងណាស់វាអាចជួយធ្វើឲ្យធម្មពលក្បាច់គុណរបស់ឯងកាន់តែខ្លាំងក្លាឡើងឈៀវទូបន្ទាប់ពីបញ្ចូលវាទៅក្នុងរាងកាយចំហាយធម្មពលក្បាលស្វាយៈក៏បានផុសឡើងស៊ីងហានក៏បានសើចហាខ្ញុំអាចខ្លាចជាមិត្តភក្តិរបស់អ្នកប្រុសជិនធាននេះគឺជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំខ្លាំងណាស់បន្តដល់ទៅខាងមុខនេះរាល់គ្នានៅក្នុងទឹកដីបុរាណមួយនេះជិនធានគឺស្ថិតនៅក្នុងក្រោមការការពារនៃនិកាយតាមីងរបស់ខ្ញុំប្រសិនបើមាននរណាម្នាក់ប៉ះពាល់គាត់ខ្ញុំជូស៊ីងហានមិនលើកលែងឲ្យនោះទេបន្ទាប់ពីស្ដាប់ឮបែបនោះយីពូសៀវនៅចាំអ្វីទៀតដាក់មេ
ប្រូចតែម្ដងភ្លាមនោះក៏មាននារីម្នាក់ដែលសិង្ហានដួលសង្កត់លើការពីពេលមុននាងក៏បានប្រកូននៅត្រាកូនសោមួយដែលជាច្រកចូលទៅក្នុងរូងភ្នំរបស់នាងអ្នកប្រុសចង់ចូលទៅលេងពេលណាក៏បានបន្ទាប់មកក៏អ៊ីនរត់ចាក់ចេញទៅនឹងហើយឲ្យតែសង្ហាឲ្យខ្លាំងនារីណាក៏ចូលចិត្តដែរនាងមានជឿក៏បានប្រកាសឡើងការដេញថ្លៃនឹងចាប់ផ្ដើមឆាប់ៗនេះសូមអ្នកទាំងអស់គ្នាចូលទៅកាន់កៅអីរៀងៗខ្លួនបន្ទាប់ពីការដេញថ្លៃបានចាប់ផ្ដើមនាងមានជឿក៏បង្ហាញវត្ថុម្យ៉ាងនៅលើតុនេះគឺជាគម្ពីរបុរាណដែលមានត្រាមួយនៅលើនឹងតម្លៃចាប់ផ្ដើមគឺ2លានកាក់ឈិនធានដែលឈរមើលពីខាងលើពេលនោះអត្រាជាងឡាវក៏បានបង្ហាញខ្លួនឡើងអលអរគូទៅដេញថ្លៃយកវាភ្លាមនោះសម្លេងរបស់បរិមម្នាក់ក៏បានស្រែកឡើង2លានកាក់ទុកឲ្យខ្ញុំដែលជាភាគទី76មុននឹងចូលទៅកាន់សាច់រឿង admin សុំនិយាយអំពីរឿងការចាក់កំណើឡើងវិញរបស់ម្ចាស់ដែលត្រូវបានខាង YouTube ប្លុកចោលទាំង40ភាគដូច្នេះហើយប្រសិនបើបងប្អូនណាមិនទាន់មើលចប់អាចចូលទៅទស្សនានៅក្នុង Telegram របស់ admin បានចំណែករឿងអំណាចវិញ្ញាណម្ចាស់ Swift Link Wu ក៏ដូចគ្នាដែរសម្រាប់ភាគដែលបានបាត់ទៅដោយសារតែ YouTube ប្លុកចោល admin ក៏ផុសនៅក្នុង Telegram ដូចគ្នាដែរប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងអំពីព័ត៌មានផ្សេងៗអាចឆាតមក Telegram របស់ admin បានចំណែករឿងថ្មី admin នឹងផុសនៅថ្ងៃស្អែកដែល admin ដាក់ចំណងជើងជាភាសាខ្មែរថាកម្លាំងប្រយុទ្ធគ្មានទីបញ្ចប់នឹងហើយកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាយូរចូលទៅកាន់សាច់រឿងភាគទី76របស់យើងបន្ទាប់ពីនាងមានជឿដាក់គម្ពីរត្រាបុរាណដេញថ្លៃសម្លេងរបស់ព្រឹទ្ធាចារ្យម្នាក់ក៏បានមកលើឡើងតម្លៃ20លានទុកឲ្យខ្ញុំមើលទៅហាក់បីដូចជាមិនមានអ្នកណាហ៊ានដេញថ្លៃទៀតនោះទេនាងមានជឿក៏បានបន្ថែមទៀតអ្នកទាំងអស់គ្នាដែលនៅទីនេះគឺជាមនុស្សដែលមានសមត្ថភាពនិងមានមុខមាត់ក្នុងទឹកដីបុរាណប្រហែលជាអាចបន្តការដេញថ្លៃគម្ពីរត្រាបុរាណមួយនេះធ្វើបរិសម្នាក់ក៏បានរੂបើតាមខ្ញុំដឹងពីគម្ពីរត្រាបុរាណមួយនេះវាបានលាក់បាំងកម្លាំងដ៏អស្ចារ្យប្រសិនបើមានអ្នកដែលមានកម្លាំងមិនគ្រប់គ្រាន់បើកវាឡើងវានឹងអាចផ្ទុះឡើងភ្លាមៗបន្ទាប់ពីគ្មានអ្នកណាលឺដេញថ្លៃព្រឹទ្ធាចារ្យសក់សមម្នាក់នោះក៏បានសប្បាយចិត្តបន្តិចមើលទៅវាប្រហែលជាខ្លាចជារបស់ខ្ញុំហើយឈិនធានក៏បានមកលឺឡើងខ្ញុំឲ្យ3លានថ្មវិញ្ញាណព្រឹទ្ធាចារ្យម្នាក់នោះក៏បានតបទៅវិញ5លានឈិនធានក៏បានឲ្យ8លានធ្វើព្រឹទ្ធាចារ្យម្នាក់នោះបានក្តៅដុំបន្តិចខ្ញុំគ្រាន់តែចង់យកគម្ពីរត្រាបុរាណម្នាក់ដើម្បីយកទៅសិក្សាជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំតែប៉ុណ្ណោះបើអញ្ចឹងខ្ញុំដេញថ្លៃឲ្យ10លានថ្មវិញ្ញាណប្រងតែបន្តិចសាយភាននៃចំហាយធម្មពលធ្វើបរិបពីអ្នកក៏បានលន់មាត់ឡើងគាត់គឺជាព្រឹទ្ធាចារ្យគីយ៉ាម៉ាដែលមកពីអាណាចក្រលីងវូហើយអ្វីបានជាអ្នកកំឡោះនោះហ៊ានប្រជែងជាមួយនឹងគាត់អញ្ចឹងមើលទៅច្បាស់ជាមិនចប់ដោយស្រួលនោះទេពេលនោះឈិនធានក៏បានងើបឡើងអបដៃបន្តិចកម្រិតធម្មពលគឺធម្មតាវាគ្រាន់តែជាអត្តសញ្ញាណលាក់បាំងតែប៉ុណ្ណោះហើយខ្ញុំក៏មិនបានរំពឹងទុកដែរថានឹងមានមនុស្សមកពីអាណាចក្រប្រាសាទលីងវូមកទឹកដីបុរាណនេះបន្ទាប់មកក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យគីយ៉ាម៉ាលោកព្រឹទ្ធាចារ្យខ្ញុំក៏ចង់ដឹងអំពីគម្ពីរត្រាបុរាណមួយនេះដែរខ្ញុំខ្លាចតែខ្ញុំមិនអាចប្រកបឲ្យលោកដោយងាយនោះទេខ្ញុំឲ្យ20លានថ្មវិញ្ញាណធ្វើព្រឹទ្ធាចារ្យគីយ៉ាម៉ាមិនពេកយ៉ាងខ្លាំងដាក់ក្រពុតដៃទៅវិញមិនបានតបតអ្វីនោះឡើយចំណែកសៀវលីបន្ទាប់ពីលឺបែបនោះក៏បានភ្ញាក់ផ្អើលពេលនារីកំហុយខ្ញុំមិនព្រមឲ្យលោកដោយងាយនោះទេបំរុងនឹងដេញថ្លៃទៅហើយត្រូវបានបងរបស់នាងខាត់បានឲ្យប្អូនស្រីក៏រយញ៉ៃឲ្យសោះប្រកល់ឲ្យគេទៅចុះនាងក៏បានតបទៅវិញខ្ញុំគ្រាន់តែមិនចង់ឈោមមើលគេធ្វើចរិតអឿដាក់ពួកយើងបងរបស់នាងវូហានក៏បានបន្ថែមទៀតទោះគេដេញថ្លៃបាងរបស់នងក៏គ្មានប្រយោជន៍អ្វីដែរកញ្ញាមេងជឺក៏បានរាប់20លានថ្មវិញ្ញាណលើកទី2បើអញ្ចឹងគម្ពីរត្រាវិញ្ញាណគឺជាកម្មសិទ្ធិរបស់អ្នកប្រឈិនធានបន្ទាប់ពីទូប្រុសរបស់យើងទទួលបានហើយគម្ពីរត្រាមួយនេះពិតជាដូចទៅនឹងគម្ពីរត្រាបុរាណនៅក្នុងប្រអប់នៃបុព្វបុរសដែលលោកតាបានប្រកល់ឲ្យខ្ញុំចំណែកនាងមេងជឺបញ្ចេញនៅក្របថ្នាំវូដល់កម្រិតពាក្យកណ្ដាលដែលវាអាចជួយស្តារឡើងវិញនៅកម្រិតធម្មពលចំនួន20%ភ្លាមៗហើយមិនមានផលប៉ះពាល់ដល់រាងកាយនោះទេដូច្នេះខ្ញុំមិនចាំបាច់និយាយច្រើននោះទេដោយសារអ្នកទាំងអស់គ្នានៅទីនេះគឺសិតតែជាអ្នកខ្លាំងគូតែដឹងច្បាស់ហើយតម្លៃចាប់ផ្ដើមពី1ក្រុម20លានថ្មវិញ្ញាណពូហានក៏បានតបភ្លាម20លានខ្ញុំយកមួយចំណែកនារីម្នាក់ដែលជាមេដឹកនាំនៃនិកាយព្រះច័ន្ទមានឈ្មោះថាឆុងឈូនាងក៏បានយកមួយគ្រាប់ដែរក្នុងតម្លៃ20លានចំណែកបរិសុទ្ធ2នាក់ទៀតដែលជាមេដឹកនាំនៃកាយវ៉ាន់ជៀននិងមេដឹកនាំនៃកាយយីហុងពួកគេក៏យកម្នាក់មួយគ្រាប់ដែរដោយមានបរិសុទ្ធម្នាក់ទៀតក៏បានងើបឡើងដែលជាមេដឹកនាំនៃកាយសៀនស៊ូមានឈ្មោះថាយូមែន20លានថ្មវិញ្ញាណខ្ញុំក៏ត្រូវការមួយដែរធ្វើឲ្យសម្លេងសោកសៀវគ្នាក៏បានរអ៊ូឡើងពេលនេះនិកាយទាំង8នៃតំបន់ខាងលើទាំង4-5នាក់បានដេញថ្លៃយកភ្លាមចំណែកមេដឹកនាំនៃកាយសៀនស៊ូខ្ញុំបានលឺមកថាកម្លាំងធម្មពលរបស់គាត់មានខ្សោយជាងនិកាយផ្សេងៗទៀតនោះទេនាងមានជឿក៏បានមកលឺឡើងតែមានអ្នកណាហ៊ានដេញថ្លៃទៀតដែរទេធ្វើឲ្យឈឺទូដែលនៅខាងក្រោយក្នុងឈិនធានគេក៏បាននិយាយឡើងហើយអ្វីបានជាគ្មានអ្នកណាម្នាក់ហ៊ានដេញថ្លៃបន្តទៀតអញ្ចឹងឬមួយក៏ពួកគេចង់បញ្ចប់តម្លៃត្រឹមនឹងចំណែកឈិនធានគឺជាមនុស្សឆ្លាតគេក៏បាននិយាយប្រាប់ទៅឈឺទូវាគឺដោយសារតែពួកនិកាយទាំងអស់នោះបានពិភាក្សាគ្នារួចទៅហើយក្នុងការដេញថ្លៃក្របស្នាមវូហានកម្រិតពាក្យកណ្ដាលទាំងអស់នេះក្នុងតម្លៃទៀតបន្ទាប់មកក៏បានសួរទៅសិង្ហានតើនិកាយតាមីងរបស់អ្នកមិនចាប់អារម្មណ៍ជាមួយនឹងក្របស្នាមទាំងអស់នេះមែនទេសិង្ហានក៏ប្រញាប់តបទៅវិញខ្ញុំមកទីនេះគ្រាន់តែមានរឿងមួយត្រូវធ្វើតែប៉ុណ្ណោះសម្រាប់ដុំថ្មវិញ្ញាណរបស់ខ្ញុំត្រូវតែរក្សាទុកឲ្យបានល្អសិនដើម្បីទុកទិញរបស់សំខាន់ជាងនេះបន្ទាប់ពីគ្មាននរណាដេញថ្លៃបន្តទៀតនាងមានជឿក៏បានប្រកល់ក្របថ្នាំទៅឲ្យពួកគេដូច្នេះខ្ញុំនឹងបង្ហាញរបស់ចុងក្រោយវាគឺជាក្របថ្នាំលោហៈដែលជួយធ្វើឲ្យមនុស្សរស់ឡើងមកវិញស្តារនៅធម្មពលវិញ្ញាណដែលបានបាត់បង់បន្ទាប់ពីស្ដាប់ឮបែបនោះសិង្ហានចាប់អារម្មណ៍ភ្លាមតែម្ដងនាងមានជឿថាវាជាការពិតមែនទេនាងក៏បានតបទៅវិញខ្ញុំសូមធានាព្រោះតែក្របថ្នាំវេទមន្តទាំងអស់នេះវាមានដេញថ្លៃតង់ធានរបស់ខ្ញុំបានពិនិត្យមើលនឹងផ្ទៀងផ្ទាត់ដោយផ្ទាល់ហើយអ្នកប្រុសក៏អាចពិនិត្យមើលដោយខ្លួនឯងបានដែរសិង្ហានបន្ទាប់ពី
ពីពេលនេះមើលរដ្ឋត្រេកអវិជាការពេទ្យវាអាចជួយសង្គ្រោះបុព្វបុរសរបស់ខ្ញុំបានចំណែកនាងមានជឿក៏បានប្រកាសពីតម្លៃមួយគ្រាប់គឺ50លានថ្មវិញ្ញាណបរិសុទ្ធសមម្នាក់ក៏បានងើបឡើង50លានទុកឲ្យខ្ញុំបរិសុទ្ធម្នាក់ទៀតក៏ប្រញាប់ងើបឡើង57លានជាងហានក៏បានស្រែកឡើងខ្ញុំឲ្យ80លានយូមែននៃកាយសៀនស៊ូគេក៏បានស្រែកឡើង100លានធ្វើឲ្យសិង្ហានក៏បានខឹងយូមែនឯងរកចាំរហូតដល់ខ្ញុំនិយាយថ្លៃមុនវាច្បាស់ណាស់គឺចេតនារបស់ឯងមិនចង់ឲ្យខ្ញុំជួយសង្គ្រោះលោកតាបានបន្ទាប់មកក៏បានដេញថ្លៃទី150លានថ្មវិញ្ញាណយូមែនក៏បានញញឹមបន្តិចរងចាំដល់លោកតារបស់ឯងស្លាប់ទៅនិកាយទាំង8នឹងដល់វេរបស់ខ្ញុំគ្រប់គ្រងហើយស្រែកដេញថ្លៃថា200លានថ្មវិញ្ញាណដោយសិង្ហានក៏ប្រញាប់និយាយទៅកាន់ឈិនធានតែអាចផ្ដល់ថ្មវិញ្ញាណឲ្យខ្ញុំខ្ចីខ្លាបានដែរទេនិកាយតាមីងរបស់ខ្ញុំពិតជាសងអ្នកនៅថ្ងៃខាងមុខវិញមិនខានឈិនធានក៏បានតបអ្វីត្បិតតែគ្រប់ថ្នាំលោហិតមាននៅប្រសិទ្ធភាពខ្ពស់អាចជួយមនុស្សឲ្យរស់ឡើងវិញក៏ដោយប៉ុន្តែជាង200លានថ្មវិញ្ញាណគឺគ្មានន័យនោះឡើយវាមិនសមតម្លៃនោះទេតើអ្នកចង់បានវាដើម្បីអ្វីដោយសិង្ហានក៏បានដាច់ចិត្តនិយាយប្រាប់លោកតារបស់ខ្ញុំបានរងរបួសធ្ងន់ធ្ងរហើយគ្រប់ថ្នាំលោហិតមួយនេះប្រហែលជាអាចជួយសង្គ្រោះគាត់បានឈិនធានក៏បានបន្ថែមទេពនេះបើយំតាមការដេញថ្លៃឥឡូវនេះខ្ញុំខ្លាចតែនិកាយទាំងអស់បានរួមដៃគ្នារួចទៅហើយដូច្នេះអ្នកគ្មានសង្ឃឹមដេញថ្លៃបាននោះទេយូមែនមិនតបពីបានគ្រប់ថ្នាំលោហិតគេក៏បានញញឹមឌឺដបន្តិចប៉ុន្តែសិង្ហានគេនៅតែព្យាយាមមិនអស់សង្ឃឹមនោះឡើយដោយសេះស្អាតលូស៊ីបានបន្លឺសំឡេងតាមខ្សែវិញ្ញាណជាមួយនឹងឈិនធានហើយអ្វីបានជាមានប្រាប់ថាលោកនឹងមានគ្រប់ថ្នាំវិញ្ញាណច្រើនទៀតឈិនធានក៏បានតបឥឡូវនេះនិកាយធំទាំង5ពួកគេបានរួមដៃគ្នាបញ្ចុះតម្លៃគ្រប់ថ្នាំរបស់យើងទាំងអស់ឲ្យនៅក្នុងតម្លៃទាបដូច្នេះហើយជាឱកាសរបស់យើងក្នុងពេលនេះដើម្បីរកចំណូលឲ្យបានច្រើនដោយសារតែពួកគេមិនព្រមចាញ់សិង្ហាននោះទេវូហានក៏បានងើបឡើងខ្ញុំជាកូនប្រុសមានអនុមនៃការយុនធានគាត់ក៏បានដេញថ្លៃយកគ្រប់ថ្នាំលោហិតដែលនៅសល់ចំនួន1គ្រាប់ក្នុងតម្លៃ200លានថ្មវិញ្ញាណដោយបរិមម្នាក់នៃនិកាយវ៉ាន់ជៀនក៏បានបន្លឺឡើងខ្ញុំក៏យកមួយដែរ200លានបន្ទាប់ពីយកចុះយកឡើងនៅសល់តែ1គ្រាប់អ្នកស្រីស្អាតនិកាយព្រះច័ន្ទកំពុងតែដេញថ្លៃចំណែកសិង្ហានដោយសារតែគ្មានប្រាក់គ្រប់បានត្រឹមតែទ្រាំស្ដាប់ឡើងញោមមាត់តែម្ដងបន្ទាប់មកក៏បានហក់ចូលទៅរកកញ្ញាមីងជឺបន្ទាប់មកក៏បានដកនឹងកម្ពីម្យ៉ាងផ្សាយភារនៃចំហាយធម្មពល200លានថ្មវិញ្ញាណបដូរជាមួយនឹងកម្ពីអាតកំបាំងនៃនិកាយតាមីងរបស់ខ្ញុំតើគេកំពុងតែឈួតហើយមែនទេដោយយូមែនគេក៏បានគិតបន្តិចបន្ទាប់មកបញ្ចេញថងប្រាក់ឡើងមកបន្តដេញថ្លៃទៅលើគ្រាប់ថ្នាំលោហិតនៅសល់តែ1គ្រាប់ក្នុងចំនួន500លានថ្មវិញ្ញាណធ្វើឲ្យសិង្ហានមិនជឿនោះទេតែគេមាននៅប្រាក់ច្រើនបែបនេះបន្ទាប់ពីបោះនៅប្រាក់មួយថងយាបចុះមកខាងក្រោមហើយគេក៏បានបន្តនិយាយវាគ្មានអ្វីពិបាកនោះទេដោយសារតែនិកាយទាំង5របស់យើងបានរួមដៃគ្នារួចហើយបន្ទាប់មកនិកាយផ្សេងៗក៏បានបោះទម្លាក់ប្រាក់ចុះមកខាងក្រោមនិកាយតាមីងរបស់ឯងវាត្រូវដល់ពេលដកចេញពីប្រធានគ្រប់គ្រងនិកាយទាំង8ហើយសិង្ហានទោះបីជាខឹងប៉ុណ្ណានៅក្នុងពេលនេះមិនអាចធ្វើអ្វីបាននោះទេកញ្ញាមីងជឺក៏បានរាប់500លានលើកទី1 500លានលើកទី2ដូច្នេះគ្រាប់ថ្នាំលោហិតបានទៅលើអ្នកប្រុសយូមែនបន្ទាប់ពីទទួលមកក្នុងដៃរួចហើយក៏បានបង្អួតទៅសិង្ហានឯងចង់បានវាមែនទេប្រញាប់លុតជង្គង់សងអង្វរខ្ញុំភ្លាមទៅចាប់ពីពេលនេះឯងគឺជាអ្នកបម្រើរបស់ខ្ញុំដោយជិនធានបន្ទាប់ពីឃើញបែបមនុស្សក៏បានខាត់សិង្ហានលេគ្រាន់តែជាល្បិចរបស់ពួកគេតែប៉ុណ្ណោះចំណែកហានស៊ីមិនខ្វល់នោះឡើយបន្ទាប់មកក៏បានលុតជង្គង់ចុះអោនក្បាលតែបន្តិចជិនធានក៏បានមកខាត់ទាន់វាមិនចាំបាច់ធ្វើបែបនេះនោះទេព្រោះថាវាគ្រាន់តែជាថ្នាំលោហិតតែប៉ុណ្ណោះតើអ្នកចង់បានប្រមាណទៅខ្ញុំមានគ្រប់គ្រាន់បន្ទាប់ពីស្ដាប់ឮបែបនោះយូមែនហាក់បីដូចជាអស់សំណើមបន្តិចសមត្ថភាពដូចជាឯងភ្លាមនោះគ្រប់ថ្នាំលោហិតបានធ្លាក់មួយពីរនៅក្បែរជើងរបស់គេបន្ទាប់មកក៏បានលេចឡើងពេញទៅនឹងច្រើនយកតែមែនតែនធ្វើនេះរកគ្នាក៏បានភ្ញាក់ផ្អើលសៀលៀងក៏បានលន់មាត់វាជាការពេទ្យចោលព្រះនារីម្នាក់នេះពិតជាមានមែនរួចហើយក៏បានស្រូបយកទាំងអស់ចូលទៅក្នុងថង់យាមប្រកល់ទៅឲ្យសិង្ហានបន្ទាប់មកក៏បានឌឺដបន្តិចតែឯងបានឃើញហើយឬនៅធ្វើយូមែនគេមានពេជ្រចិត្តយ៉ាងខ្លាំងតើឯងអាចមានច្រើនបែបនេះដោយរបៀបណាចំណែកវិញជឿពេលនេះអបនៅប្រាក់ជាច្រើនគ្រប់ថ្នាំលោហិតទាំងអស់ដែលបានដេញថ្លៃនៅក្នុងថ្ងៃនេះគឺបានផ្ដល់ដោយឈិនធានព្រោះតែគាត់គឺជាម្ចាស់គ្រប់ថ្នាំវេទមន្តទាំងអស់នេះដូច្នេះចាប់ពីថ្ងៃនេះតទៅគ្រប់ថ្នាំលោហិតនឹងត្រូវដាក់ដេញថ្លៃជារៀងរាល់ឆ្នាំនៅក្នុងវិមានតុងធានឈិនធានក៏បានបន្លឺឡើងនៅក្នុងថ្ងៃនេះគ្រប់ថ្នាំលោហិតរបស់ខ្ញុំបានលក់ក្នុងតម្លៃដ៏ខ្ពស់បែបនេះក៏សូមអរគុណទៅដល់និកាយធំៗទាំងអស់គ្នាសង្ឃឹមថានេះរកគ្នានៅតែគ្រប់គ្រងពួកយើងយូមែនមិនទប់ពីស្ដាប់ឮមនុស្សមិនពេញចិត្តយ៉ាងខ្លាំងក្រវេនឹងគ្រប់ថ្នាំលោហិតនៅក្នុងដៃចេញអើខ្ញុំនឹងចង់ចាំឯងទុកបន្ទាប់មកក៏បានមកឡាទីចេញទៅដោយសិង្ហាពេលនេះក៏បានលុតជង្គង់អរគុណទៅឈិនធានសូមជួយសង្គ្រោះលោកតារបស់ខ្ញុំផងដែលជាភាគទី77និងហើយអ្នកទាំងអស់គ្នាសម្រាប់ឆានែលទាំង3របស់ admin គឺមានបញ្ហាទាំងអស់មានទាំងជាប់ strike ជាប់ warning ជាប់ review content ជាប់ដោយសារតែរឿងថ្មី admin សម្រាប់ផុសនឹងឯងដូច្នេះមិនអាចបន្តផុសវីដេអូនៅក្នុង channel ទាំងអស់នោះបានទៀតទេបាននៅព្យាយាមផុសវាអាចប្រឈមមុខខ្ពស់ក្នុងការក្រុមហ៊ុន YouTube គេឬមូល channel ចោលចាប់ផ្ដើមនៅខ្សែរឿងយើងក៏បានឃើញបរិបម្នាក់នាំនៅឈិនធានហើយនឹងសិង្ហានដើរចូលទៅរូបភ្នំមួយកន្លែងដែលនៅទីនោះមានឪពុកមនុស្សត្រូវបានឃុំឃាំងដូចជានៅក្នុងគុកអញ្ចឹងសម្លឹងមើលចុះឡើងដោយមានការសង្ស័យបរិបម្នាក់នោះក៏បាននិយាយប្រាប់ឈិនធានពួកគេទាំងអស់នេះគឺជាអ្នកដែលបានមកព្យាបាលលោកម្ចាស់របស់យើងដើម្បីការពារពលមេកុំឲ្យលេចធ្លាយចេញទៅខាងក្រៅពួកយើងក៏បានឃុំពួកគេឲ្យរស់នៅទីនេះបណ្ដោះអាសន្នដល់ពេលនោះសិង្ហានគេក៏បាននិយាយទៅកាន់ឈិនធានលបងតែប្រកាសទេដែលអាចព្យាបាលគាត់បានឈិនធានក៏បានតបទៅយឺជាកុំបារម្ភឲ្យខ្ញុំមានវិធីហើយបន្ទាប់ពីដើរចូលមកដល់ខាងក្នុងអាងទឹកនិកាយតាមីងបរិបម្នាក់ដែលមានឈ្មោះជូហ្វឹងក៏បានធ្វើការគោរពស្នើសុំសូមឲ្យលោកម្ចាស់បង្ហាញខ្លួនឡើងមកភ្លាមនោះនៅទីនោះចាប់ផ្ដើមរំគឺអាងទឹកក៏ចាប់ផ្ដើមមានចលនានាគរាមក៏បានផុសឡើងមកបញ្ចេញសម្រែកដ៏ខ្លាំងក្លាហើយអ្វីបានជានំក្មេងបែបនេះ
នេះមកព្យាបាលយើងបន្ទាប់ពីឃើញបែបនោះអន្តរីជាងឡាក៏បានមកលើឡើងប្រាប់ឈិនធាននៅក្នុងអាងទឹកនេះមានដុំថ្មធាតុត្រជាក់ដែលមានឈ្មោះថាដុំថ្មធានសៀនដែលអាចជួយព្យាបាលនៅថាមពលដែលខូចខាតដូច្នេះត្រូវតែរកវិធីយកវាឲ្យបានដោយព្រឹត្តិការណ៍នេះក៏បានបង្ហាញខ្លួនឡើងដែលមានឈ្មោះថាហ្វាងស៊ីងសុងស៊ីងហានក៏បានធ្វើការគ្រប់លោកតានេះគឺជាលបងរបស់ខ្ញុំដែលទើបតែបានស្គាល់គ្នាបញ្ចេញនៅគ្រប់ថ្នាំលោហិតដែលឈិនធានបានឲ្យវាអាចជួយព្យាបាលលោកតាបានដោយព្រឹត្តិការណ៍ហ្វុងក៏បានសង្ស័យបន្តិចនៅក្មេងបែបនេះអាចចម្រាញ់ថ្នាំវីតាមីនបានយ៉ាងម៉េចអាឡែតដែលមានដឹងឬទេប្រសិនបើមិនអាចព្យាបាលខ្ញុំឲ្យជាសះស្បើយនៅក្នុងថ្ងៃនេះចូលវាសនារបស់ឯងនឹងទៅជាយ៉ាងណាឈិនធានក៏បានញញឹមបន្តិចតបទៅវិញខ្ញុំគឺជាយុវជនចំនួនក្រោយមកទីនេះតែម្នាក់ឯងហើយអ្វីបានជាចាស់ព្រឹត្តិការណ៍មានការសង្ស័យមកលើខ្ញុំទៀតវាហាក់បីដូចជាថ្នាំពុលរំលាយឆ្អឹងបានធ្វើឲ្យលោកកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ហើយដោយព្រឹត្តិការណ៍ហ្វុងក៏បាននិយាយអាឡែតឯងស្គាល់ថ្នាំពុលរំលាយឆ្អឹងផងបន្ទាប់មកក៏បានទាញយកថ្នាំគ្រប់លោហិតពីចៅប្រុសរបស់គាត់ល្អខ្ញុំនឹងសាកប្រើថ្នាំវីតាមីនរបស់ឯងលេបក្អឹកប្រញាំសម្រួលធម្មពលភ្លាមនោះសាយភានចំហាយធម្មពលពីរាងកាយអបិជូបន្ទាប់ពីឃើញបែបនោះធ្វើឲ្យគាត់ក៏បានត្រេកអរយ៉ាងខ្លាំងវាពិតជាមានប្រសិទ្ធភាពមែនពេលនេះគ្មាននរណាបានផ្លាញនិកាយតាមមីងរបស់យើងបានទីនោះទេស្របពេលនោះព្រឹត្តិការណ៍ហ្វុងក៏បានក្អកគូតឈាមធ្វើអបិជូក៏ប្រញាប់ស៊ូឈិនធានតើមានរឿងអ្វីកើតឡើងចំពោះថ្នាំរបស់ឯងទៅព្រឹត្តិការណ៍ហ្វុងក៏បានសើចឡើងហាពិតជាល្អខ្លាំងណាស់ខ្ញុំខានមានអារម្មណ៍ស្រួលខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយបំផ្ទុះនៅធម្មពលមួយបន្ទាប់មកក៏បានស៊ូទៅឈិនធានទៀតនេះកំឡោះហេតុអ្វីបានជាមិនព្យាបាលបើរំលាយឆ្អឹងមួយនេះឲ្យជាសះស្បើយ 100% ទៅភ្លាមនោះឈិនធានក៏បានតបទៅវិញដោយសារតែលោកព្រឹត្តិការណ៍ត្រូវបានជាតិពឹសជ្រាបចូលពីពេញរាងកាយអស់រយៈពេលជាយូរឆ្នាំមកហើយវាពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយខ្លាំងណាស់ហើយស៊ីងហានគេក៏បាននិយាយរៀបរាប់នៃការរងរបួសរបស់ព្រឹត្តិការណ៍ដែរដោយគាត់ក៏បានអស់សំណើបន្តិចរឿងទាំងអស់នេះពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ប៉ុន្តែមិនអីនោះទេក្នុងការប្រាប់នេះកាលពី5ឆ្នាំមុនខ្ញុំត្រូវបានគេបង្ខំឲ្យចូលរួមនៅក្នុងនិកាយនៃអាណាចក្រលីងវូបន្ទាប់មកខ្ញុំក៏បានប្រយុទ្ធជាមួយនឹងគេអស់រយៈពេល3ថ្ងៃ3យប់នៅទីបំផុតខ្ញុំក៏ត្រូវជាតិពឹសគេដោយចៃដន្យអ្នកកំឡោះតធ្លាប់បានលើពីអាណាចក្រលីងវូដែរទេជឿនធានក៏បានងក់ក្បាលបើតាមខ្ញុំបានដឹងអាណាចក្រលីងវូមានមហិច្ឆតាធំខ្លាំងណាស់ប្រសិនបើលោកព្រឹត្តិការណ៍បរាជ័យក្នុងការប្រយុទ្ធជាមួយនឹងពួកគេនិកាយតាមមានច្បាស់ជាជួបគ្រោះថ្នាក់មិនខានអ្នកកំឡោះប្រសិនបើអាចជួយសង្គ្រោះជីវិតរបស់ខ្ញុំបានខ្ញុំនឹងផ្ដល់ជូនដល់អ្នកកំឡោះដល់អ្វីដែលអ្នកចង់បានជឿនធានបន្ទាប់ពីញញឹមហើយក៏បាននិយាយប្រាប់វាមានពិបាកខ្លាំងនោះទេជាតិពឹសមួយនេះអាចព្យាបាលបានបញ្ចេញនៅរូបមន្តថ្នាំឡើងមកនេះគឺជាគ្រឿងផ្សំដែលលោកត្រូវតែស្វែងរកឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានបន្ទាប់ពីអបិជូយកមកអានមើលហើយវាគឺជាស្មៅយូយ៉ាងហួរមួយនេះមានពិបាករកនោះទេប៉ុន្តែព្រើខាងជើងគឺពិបាករកខ្លាំងណាស់ខ្ញុំខ្លាចតែរាងកាយរបស់លោកម្ចាស់ទ្រាំទ្រមិនបានយូរឈិនធានក៏បានបញ្ចេញនៅថ្នាំឈីយូដាមួយដបបោះទៅឲ្យលោកព្រឹត្តិការណ៍ហ្វាងថ្នាំមួយគ្រាប់អាចបញ្ជាជាតិពឹសបានកន្លះឆ្នាំគ្រប់គ្រាន់ក្នុងការរងចាំនៃការស្វែងរកឱសថទាំងអស់នោះមិនគិតច្រើននោះទេលោកព្រឹត្តិការណ៍ហ្វាងក៏បានដាក់មួយគ្រាប់សម្រួលលើចំហាយធម្មពលបន្តិចបន្ទុះឡើងមួយទៀតសៀងហានក៏ប្រញាប់មកធ្វើការគោរពអរគុណឈិនធានចាប់ពីពេលនេះតទៅខ្ញុំមិនដល់តាមការណែនាំរបស់លបងព្រឹត្តិការណ៍ហ្វាងពេលនេះសប្បាយចិត្តយ៉ាងខ្លាំងហាវាពិបាកក្នុងការសង្កត់អ្នកកំឡោះខ្លាំងណាស់ដូច្នេះតើអ្នកកំឡោះចង់បានអ្វីនិកាយតាមមីងរបស់ខ្ញុំនឹងព្រមទទួលសំណើរបស់លោកទាំងអស់ឈិនធានប្រើប្រាស់នៅធម្មពលទាញយកថ្មធានសៀនពីក្នុងអាងទឹកជាច្រើនចេញមកអ្នកកំឡោះតើលោកចង់ទទួលបានថ្មទាំងអស់នេះមែនទេឈិនធានក៏បាននិយាយប្រាប់ទាំងអស់នេះគឺជាថ្មធាតុត្រជាក់វាមិនមែនជាថ្មខូចខាតឥតប្រយោជន៍នោះទេហើយលោកព្រឹត្តិការណ៍ហ្វាងក៏បានយល់វាហាក់បីដូចជាកន្លងមកខ្ញុំមិនដឹងទោះតែសោះថ្មទាំងអស់នេះត្រូវបានមានសម័យរបស់ខ្ញុំប្រគល់ឲ្យដូច្នេះអ្នកកំឡោះទទួលយកចុះដោយឈិនធានក៏បានធ្វើការគោរពអរគុណកាត់មកតាមផ្លូវឈិនធានហើយនឹងស៊ីងហានដែលកំពុងតែធ្វើដំណើរជាមួយនឹងបាក់សីស្លាប់ភ្លាមនោះមានចំហាយធម្មពលដ៏ខ្លាំងក្លាបានបាញ់ចុះមកកាក់មុខពួកគេបង្ហាញខ្លួនមកគឺជាព្រឹត្តិការណ៍ម្នាក់ដែលបានដេញថ្លៃគម្ពីរបុរាណជាមួយនឹងឈិនធានអាឡឯងពិតជាពិបាកស្វែងរកមែនពេលនេះឆាប់ប្រគល់នៅគម្ពីរបុរាណមកឲ្យយើងភ្លាមឈិនធានក៏បានតបលោកពិតជាហ៊ានមែនដែលមកទីនេះតែម្នាក់ឯងព្រឹត្តិការណ៍ម្នាក់នោះក៏បានសើចចំអកទៅវិញចាត់ការជាមួយមនុស្សកំណត់វូសុងមិនចាំបាច់មកគ្នាច្រើននោះទេឥឡូវនេះឆាប់ប្រគល់គម្ពីរបុរាណមកឲ្យយើងភ្លាមប្រហែលជាខ្ញុំចិត្តល្អទុកសាកសពរបស់ឯងនៅទាំងមូលដោយឈិនធានក៏បានឌឺបន្តិចវាហាក់បីដូចជាអាណាចក្រលេងវូបានបញ្ជូនលោកឲ្យមកស្លាប់អញ្ចឹងធ្វើឲ្យព្រឹត្តិការណ៍ម្នាក់នោះក៏បានភ្ញាក់ផ្អើលបន្តិចឯងបានដឹងថាយើងមកពីអាណាចក្រលេងវូដូច្នេះយើងមិនទុកជីវិតឯងទីនោះទេមិនឆានធម្មពលសម្រុកចូលទៅដោយឈិនធានក៏បានហៅបិសាច់មេលៀនចេញមកធម្មពលរបស់នាងខ្ទុះទៀងសាយភានចំហាយធម្មពលចាប់ជាប់រាងកាយរបស់ព្រឹត្តិការណ៍ម្នាក់នោះបាត់ទៅហើយដោយដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងមេលៀនបន្ទាប់ពីចេញមកដៃរបស់នាងមិននៅស្គីនោះទេតែងតែអង្អែលទៅលើឈិនធានលោកចង់ជួបខ្ញុំនៅពេលដែលជួបគ្រោះថ្នាក់តែប៉ុណ្ណោះពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់ក្តាប់ដៃតែបន្តិចចំហាយធម្មពលរបស់នាងក៏បានគួចយកព្រឹត្តិការណ៍សក់សមនៅចូលបាត់ទៅធ្វើឲ្យស៊ីងហានគេភ្ញាក់ផ្អើលបើកភ្នែកធំគិតក្នុងចិត្តលបងឈិនធានគាត់អាចគ្រប់គ្រងបិសាចដែលមានកម្រិតខ្លាំងបែបនេះប្រសិនបើខ្ញុំអាចរៀនជំនាញញ៉ាយស្រីពីគាត់ខ្លះខ្ញុំមិនចាំបាច់ព្រួយបារម្ភក្នុងការរកប្រពន្ធទីនោះទេមេលីនមិនទៅពីបាយទៅស៊ីងហានហើយក៏ប្រញាប់ចូលទៅវិញដោយឈិនធានក៏បានសួរថាតើឯងកំពុងតែគិតអ្វីប្រញាប់បន្តដំណើរទៅមុខទីទៅនឹងហើយអ្នកទាំងអស់គ្នាតើមាននរណា
ចង់រៀនជំនាញញ៉ាស្រីពីជីនធានដែរទេអេដមីនសម្រាប់ពាក្យមុនគេហើយកាត់មកច្រកចូលនិកាយលៀងធានដែលពេលនេះពួកគេកំពុងតែប្រយុទ្ធគ្នាជាមួយនិកាយយិនសាជាមួយដៃនៅក្នុងដៃរៀងខ្លួនកាប់លុយសូពេងពើអេអដោយហាងទ្រៀងពេលនេះកំពុងតែទប់ទល់ជាមួយរបស់រស់ម្នាក់កាប់គ្នាចោះឡើងដូចជាអត់មានកម្លាំងអញ្ចឹងបន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេលមួយសន្ទុះធំក្រុមរបស់និកាយលៀងធានក៏បានរងរបួសអស់ភ្លាមនោះលូស៊ីក៏បានប្រព្រឹត្តធម្មពលវាប្រហារតែអពៈម្នាក់ដែលពេលនេះរាងកាយនៅមុខមាត់របស់នាងបានរងរបួសនេះរកគ្នាឈប់ប្រយុទ្ធបន្តទៀតទៅប្រញាប់ដកថយចូលទៅក្នុងនិកាយលៀងធានភ្លាមដោយអពៈម្នាក់ក៏បានស្រែកឡើងគ្មាននរណាម្នាក់អាចគេចខ្លួនបានទេនៅក្នុងថ្ងៃនេះសម្រុកចូលមកលូស៊ីក៏បានប្រប្រានធម្មពលរបស់នាងទប់រងប៉ុន្តែមិនគ្រប់គ្រាន់ទេក៏បានខ្ទេចមកខាងក្រោយចំណែកខ្លះខ្លួនដៃវិញពេលនេះដល់ផងឡើងជង្គង់ផងមិនទាន់មកសម្រុកចូលទៅវាម្នាក់ទៀតប៉ុន្តែត្រូវបានខ្ទេចមកខាងក្រោយស្ដោកមិនទាន់មកអពៈនិកាយយិនសាក៏បានបូលីចង់ស្មានថាសមត្ថភាពរបស់ឯងខ្លាំងក្លាប៉ុណ្ណាតាមពិតទីជួបែបនេះសោះដល់សម្ដៅមករលូស៊ីដែលពេលនេះលូនជង្គង់ចុះរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងអំពីជោគវាសនាដែលធ្វើឲ្យនិកាយយិនសារបស់ពួកយើងមិនពេញចិត្តលូស៊ីនៅតែព្យាយាមប្រប្រានធម្មពលវាប្រហារចូលទៅប៉ុន្តែត្រូវបានអពៈនោះទាញមួយដៃខ្ទេចមកខាងក្រោយបច្ចេកទេសធម្មពលអនបែបនេះចង់ទប់ទល់ជាមួយនឹងពួកយើងមើលទៅនាងគឺជាមនុស្សមកពីគ្រូសាឈិនមិនស័ក្តិសមនៅក្នុងទឹកដីនេះទីនោះទេមិនចេញដល់ដៅរបស់គេឡើងមកយាកាប់ពេញមួយទំហឹងភ្លាមនោះជិនធានក៏បានមកដល់នេះណាហើយដល់វាបានជាឆ្លើយយ៉ាងនេះប្រញាប់លុតជង្គង់សំទោនាងភ្លាមទៅចំហាយនៃធម្មពលដ៏ខ្លាំងក្លាបានដាក់សម្ពាធទៅរបស់រស់ម្នាក់នោះលុតជង្គង់ចុះបង្ហាញខ្លួនឡើងមកលុយសូទៅឆ្វិចបានខ្វាយអពៈម្នាក់នោះបាត់ទៅហើយនឹងហើយដោយរដងក៏សូមអធិស្ឋានរាល់កំហុសឆ្គងដែលបាននិយាយឡើងព្រោះដែលជាភាគទី78ដោយសារតែថ្ងៃនេះក្រុមហ៊ុនរឿងប្រហែលជាចិត្តល្អហើយមើលទៅបានជាទម្លាក់រឿងភាពបន្តនៅថ្ងៃសុក្រនឹងចាប់ផ្ដើមនៃសាច់រឿងជិនធានក៏បានដាក់សម្រាប់ទៅរកបរិសុទ្ធពីអ្នកនៅខាងមុខក៏រវាដៃតែមិនទេចេញនឹងគ្រាប់ថ្នាំជៀនដានជាច្រើនគ្រាប់ប្រគល់ទៅឲ្យគ្នារបស់គេដែលកំពុងតែរងរបួសលេបអពៈនិកាយយិនសាក៏បានឌឺដងបន្តិចពេលនេះកំណាប់ដៃរបស់ខ្ញុំកំពុងតែរមាស់ចង់សម្លាប់មនុស្សបន្ថែមទៀតផងឯមែនទេគឺជាមេដឹកនាំនិកាយថ្មីមកនេះគឺចង់សងសឹកមែនទេហារួចក៏បានសម្រុកចូលទៅគ្នារបស់គេម្នាក់ទៀតក៏បានបន្ទន់ចំហាយធម្មពលឡើងមកទាញយកចំហាយធម្មពលពុទ្ធថៃដ៏ធំសម្បើមវាប្រហារចូលពេញមួយទំហឹងបន្ទាប់ពីឃើញមេមនុស្សជិនធានក៏បានបើកនៅត្រាមេឃាទីចូលទៅទប់រងត្រូវអពៈមេមនុស្សខ្ទៀតប៉ាមកខាងក្រោយបន្តទប់រងជាមួយនឹងចំហាយធម្មពលពុទ្ធថៃដ៏ធំសម្បើមមួយនោះខ្ទោះឡើងទាំងបន្លាស់ទីភ្លាមយ៉ាងលឿនឈរនៅចំពោះមកអពៈមេដែលកំពុងតែរងរបួសរុនជង្គង់ចុះបន្ទាប់មកប្រាប់ប្រាណធម្មពលចង់រឹតរាងកាយរបស់ពួកគេខ្ញុំនឹងផ្ដល់ឱកាសឲ្យពួកឯងមួយតើអ្នកណាជាអ្នកបញ្ជាឲ្យពួកឯងមកទីនេះចំណែកអពៈមេនោះនៅតែមាត់រឹងកុំសង្ឃឹមឲ្យសថាឯងបានឮពាក្យសម្ដីពីមាត់របស់យើងដូច្នេះឯងស៊ូមនុស្សខុសហើយជិនធានក៏បានប្រាប់ប្រាណធម្មពលស្រូបទាញយកប្រលឹងវិញ្ញាណរបស់អពៈមេនោះចេញមកខាងក្រៅរួចកំទេចចោលខ្ញុំបាននិយាយប្រាប់ហើយថាមានឱកាសតែម្ដងប៉ុណ្ណោះធ្វើអពៈមេទៀតក៏បានភ័យលួនមាត់ឡើងប្រលឹងវិញ្ញាណកម្រិតវូវាងដែលខំប្រឹងវឹកហាត់អស់រាប់រយឆ្នាំត្រូវបានកំទេចចោលដោយសារតែមនុស្សកម្រិតវូសុងមើលទៅគេពិតជាមិនធម្មតានោះឡើយជិនធានសម្លឹងមកតែមិនតិចធ្វើអពៈមេនោះរឹតភ័យខ្លាចយ៉ាងខ្លាំងគឺពួកនិកាយយិនសាដែលជាអ្នកបញ្ជូពួកយើងឲ្យមកសម្លាប់ឯងគេគឺជាព្រឹត្តិការណ៍ទី2នៃនិកាយលៀងធាននេះឯងដែលការពិតគាត់គឺជាមនុស្សនៃនិកាយយិនសាបានប្រាប់ពួកយើងថាមេដឹកនាំថ្មីបានចាក់ចេញទៅខាងក្រៅហើយកាត់មកក្នុងនិកាយលៀងធានយើងក៏បានឃើញមនុស្ស3នាក់កំពុងតែពិភាក្សាគ្នាពួកសិស្សគ្នារបស់យើងនិងអ្នកដទៃទៀតបានចាក់ចេញទៅប្រយុទ្ធនៅច្រកទ្វារខាងក្រៅហើយត្រូវបានស្លាប់ដោយគ្មានដឹងអ្វីដោយសារតែលោកព្រឹត្តិការណ៍ទី2បានរៀបចំបន្ទាបឲ្យមនុស្សមួយក្រុមទៀតមកសម្លាប់ពួកគេដូច្នេះពួកយើងត្រូវតែក្រៅដើម្បីទៅជួយគ្នារបស់ពួកយើងរៀបរៀងពីផែនការរបស់ព្រឹត្តិការណ៍ទី2ពួកយើងមិនត្រូវឈរអបដៃមើលសិស្សនៅក្នុងនិកាយរបស់ពួកយើងត្រូវគេសម្លាប់នោះឡើយអពៈម្នាក់ទៀតក៏បាននិយាយប្រាប់ប៉ុន្តែព្រឹត្តិការណ៍ទី2ក៏បានបញ្ជារួចទៅហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ចេញទៅខាងក្រៅនោះឡើយបើនរណាហ៊ានទៅល្មើសបញ្ជារបស់គាត់នឹងត្រូវបានសម្លាប់ដោយគ្មានមេត្តានោះទេដោយគ្នារបស់គេម្នាក់ដែលអង្គុយនៅក្បែរនឹងក៏បានប្រាជ្ញាចិត្តកាណាដាងើបឡើងមិនថាមានរឿងអ្វីកើតឡើងនោះទេខ្ញុំត្រូវតែជួយសង្គ្រោះគ្នារបស់ពួកយើងដែលចេញមកដល់ខាងមុខបន្តិចលោកព្រឹត្តិការណ៍ទី2ក៏បានមកដល់ចាប់ណាអពៈម្នាក់ដែលបានកាន់ដាវទាញយកមកក្បែរខ្លួនឯងហ៊ានមានគោរពបញ្ជារបស់យើងផងនេះគឺជាការបញ្ចប់មនុស្សដែលហ៊ានប្រឆាំងជាមួយនឹងយើងធម្មពលដ៏ខ្លាំងក្លារបស់គាត់បានចាប់ច្របាច់កោលុយសូក្រែបោកភីងស្ដោភ្លាមលោកក៏មានសិស្សម្នាក់ក៏ប្រញាប់រត់ចូលមកលោកព្រឹត្តិការណ៍ទី2មានរឿងធំហើយមេដឹកនាំនិកាយថ្មីបានត្រឡប់មកវិញបានបញ្ជាឲ្យមនុស្សគ្រប់គ្នាចូលទៅកាន់ទីធ្លាខាងមុខនិកាយតើគាត់អាចដឹងរឿងទាំងអស់មែនទេព្រឹត្តិការណ៍ទី2វងឈិនគាត់ក៏បាននិយាយទៅវិញហើយអ្វីបានជាឯងភ័យសងស្លោម្លេះតោះប្រញាប់ទៅខ្លាចធ្វើអ្វីយើងក៏ចង់ដឹងដែរតើក្មេងមនុស្សអាចធ្វើអ្វីបានបន្ទាប់ពីពួកគេបានមកជុំគ្នានៅទីធ្លាខាងមុខនិកាយឈិនធានក៏បានមកឡាស់ទីយ៉ាងលឿនចូលមកដល់ព្រឹត្តិការណ៍វងឈិនលោកពិតជាហ៊ានខ្លាំងណាស់បង្ហាញខ្លួនឡើងខ្ទុះទៀងសាយភេរចំហាយធម្មពលដ៏ខ្លាំងក្លាដោយព្រឹត្តិការណ៍វងលៀនក៏បានសាយបន្តិចហើយអ្វីបានជាមេដឹកនាំនិយាយបែបនេះបន្ទាប់មកឈិនធានក៏បង្ហាញខ្លួនអពៈម្នាក់ដែលជាមនុស្សនៃនិកាយយិនសាឆាប់និយាយអ្វីដែលឯងបាននិយាយប្រាប់ខ្ញុំម្ដងទៀតមកអពៈម្នាក់នោះហាក់បីដូចជាឯងឲ្យមិនតិចប៉ុន្តែដោយសារតែគ្មានជំរឿព្រោះតែឈិនធានកាយខ្លាំងណាស់មែនហើយគាត់គឺជាមនុស្សនៃនិកាយយិនសាហើយអ្នកទាំងអស់គ្នាក៏អាចពិនិត្យមើលបានត្រាលោហិតនៅលើទ្រូងរបស់គាត់ដែលជានិមិត្តសញ្ញារបស់និកាយយិនសាធ្វើឲ្យអ្នកទាំងអស់គ្នាទើបតែដឹងមានការភ្ញាក់ផ្អើលដូច្នេះរឿងទាំងអស់ដែលបានកើតឡើងនៅក្នុងនិកាយរបស់ពួកយើងគេគឺជាអ្នកបង្កព្រឹត្តិការណ៍វងឈិនពេលនេះប្រកែកមិនរួចនោះទេគេក៏បានអស់សម្លេងបន្តិចឈិនធានខ្ញុំបានមើលស្រាលឯងពេកហើយដោយសារតែឯងបានបំផ្លាញផែនការរបស់យើងម្ដងហើយម្ដងទៀតដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំត្រូវតែសម្លាប់ឯងដោយផ្ទាល់ដៃបំផ្
ตัวในจมหายทำมาปูมวยลางหมอกไส้เพดคลังคลามันต่อหมอกบัญชีทำมาปูนคลองใดที่ทวีปราชินเทียนกับมุมใบชินมวยชินเทียนมันต่อปราปรังในจมหายทำมาปูนิกรีลางหมอกได้เจียบไปใจกเตนิกรีในการพลับโดเตียงประบูนมันต่อไปเคยแบบหนปฏิจจาวังชินกดกระบำปราปราจมหายทำมาปูบัดได้มรณะดอกทอมสมบังที่โจตตุบรงขณีจมหายทำมาปูตีปีกับบังตุบใบกติมันต่อปราปรังในจมหายทำมาปูสมอลวิญญาณลางหมอกดอกทอมสมบังมวยชินเทียนหาใบด้วยจากขยมันมือสระไอไปหายโดยชนะเลือกในตาสมาร์เพลบายเป็นไอสำหรับขยมันอุตีเพราะยำได้ดอกทอมสมบังมันวิปราโจตชินเทียนมันต่อไปเคยแบบหนกับมันสำรกโจตามปล้อมเรียมใดปราปรังได้ระบบเกจะโจจับปีข้อใดโคตรมันดอข้างเลยมันต่อเหาะโจจับไปมวยตุ้มหึงจอมกันดาสมาบนตัวไปเคยแม่มนุษย์ปฏิจจาวังชินกดกับมันปลาได้มือคางตีจับแต่เลยเรื่องใกล้ระบบชินทินจวบเป็นไอมันไอเก็บปีขนมกำดับได้ระบบยังมนุษย์ตีเพลี่ยมตู้ปลาระบบยังไซเพลิจมหายทำปุโรคลังคลาตัวเดียงร่มดอกคลุนจิมาคางกราววิญได้เป็นชินเทียนมันดอกสลับเป็นเตนหายถ้วยปฏิจจาวังหนึ่งกับมันพิจารณาปัจจัยกิติสลับเพราะชื่อมันมาเริ่มเปิดตุกนุตีถ้าไอหนึ่งมีปัจจัยกิติแบบนี้ตีบนตัวหมอกกับมันพุ่มได้โชว์ขณีไซเพลิจมหายทำมาปุลางเมาได้คือเจียขบวนอะไรอันด้านโลหะด้านสมปีนี้รอกเนี่ยเนื้อข้างกราวชินเทียนปลาได้กับใบมวยมันตัวหมอกมันเจนข้ากาเปียจำนวนเนบเซนตีกับรัฐธรรมปนมีกรบก่อนไส้หลังมันชอบวิเพลียมเตยกับบ้าระบอกชมพิมพ์ประตูหายจำนวนลูซี่คลาคมได้หนึ่งชิวตู่ผู้เก็บมาทำมาทำมาโปดำใบบนเรื่องในข้ากาเปียมวยหนูปนตันแต่เป็นกรบก่อนตู้เดียงเต็ดปังตู้ปลาระบอกยังได้มันเจ็บเปลี่ยนมันต่อไปเคยแบบหนูก็ว่ามันลาตียังเลือนแต่ตรงเรื่องใกล้ระบอกลูซี่มันตัวหมอกกับบ้านพระพระทำมาโปดบังคับมันจิขากาเปียปุเกปฏิจาวังเทียนกับบ้านใส่หลังฮ่าเฉียนเทียนชิมกิตาจังระบายละออกรอนบาได้ตุบตัวจมูกในขบวนอะไรอันดันละหัดระบยังบานยุลอ๋อโจจมูกหนึ่งยังเตยให้สลับมังกบตามขยมโปรให้จะจัดละอพิจารณาตุกชีวิตเอาเองชินเทียนมันต่อไปเคยจะมาให้ทำมาโปดกันแต่คลังคลาลังพี่เยี่ยมพระพระทำมาโปดตุบรงพ้นตายในแต่มันกรุบกรนทีก็บ้านพระพระในวิญญาณอัตริกได้เล็กล่างหมอกบ่มพลายในขบวนอะไรอันดันโลหัดตัวล่างเตียงเธอปฏิจจาวังเฉียนขึ้นมาข้างกรอยล้วนหมดล่างวิมันไอเตอรุนุตีเพลี่ยมชินเทียนมันลักที่ยังหนึ่งเล็กล่างข้างกรอยขนองระบอกเกชื่อมวยหนึ่งกับดับไหลบ่มบะเมย์วิโจไปมวยตุ่มหึงลูโซตัดเดียงขึ้นปานตะข้างกรอมห้อยจุกมันต่อมากับมันลายแต่เจ็บให้ทำมาโปดไฟมวยบ่มร่องรถเจงจะหายได้ประเรื่องเดือดไตรกับมันประพรานทำมาโปไอจองรถแต่แน่วิประหารจะมาให้ทำมาโปดไฟมวยหนูตู้เดียงล้วนโซแต่ปฏิจจาวังเฉียนกับมันเลี้ยสุกหรือมิลนกกับมุกสะดวกพี่เยี่ยมเงือบลาหมกวิญซูยีเนียงกับมันเตียดอมคริสตัลหมกวิญปนแต่ปฏิจจาวังเฉียนกับมันสายฮ่าตาปูไอกิตาไอกาเบียอาร์กับบังในมรดกรูปในกายเลี้ยงเทียนบานเมนทีปรุติเยอมันประดอมคริสตัลเอาแต่เมดนมในกายยินซารุเตอร์หายประสันบาขยมสลับในกายยินซาหนุนมขณีชั่วโมวิลุกในกายเลี้ยงเทียนชีมันคานโดยชนะปูไอจึงออกขณีคือตรสลับซูยีเปโนตรมเล่งบานบ่มร่องโจเตอร์หายเช่นเทียนกับมันจับสมาร์บอลในมันเตมันจำใบปรุบารามนุเตขยมเห็นเทนสวรรค์เพียบในรอขณีมันเจนด้านล่างหมอกกับจะยังให้ทำมาโปดไปมุ้ยตุ้มหึงประชีวิตปฏิจจาวังเฉียนบัตเตอร์หายสเดวอาปีใบเน็ตได้ทลบโจโจในมือหนึ่งปฏิจจากับบานลุจุกงโจทั่วกลางวอสมตกชีวิตปูเกพองโปรเตปูเยอมันดังแทนปฏิจจาที่ปีคือเจมือหนุนในกายยินซานุเตโปรเตปูเยอมีเพื่อทรตรองจมือในกายเลี้ยงเทียนไม่ได้ไอโทจิสะไซบานไพ่หลังโยได้โยเจออเตอร์หายด่าแปมเลติกับมาพยายามอธิบายได้สร้างแต่ปูเยอมันเกิดแทนปฏิจจาที่ปีก็ทั่วถึงออนในคือเกิดกูปีในกายเลี้ยงเทียนแต่ปนนอนึ่งหายจมูกหายในขยมสลับมังกรระบอกกดส้มเมดนมในกายเลิกเล่นตัวปูเยอพองชมโซสบอลในสมอตรองแต่จมือในกายเลี้ยงเทียนแต่ปนนอตู้ประบอยยังคือจือมนุษย์จัตุเลบารณะเขาให้แจกแก่คลูนตั้งแต่มันจัดสันดอเลิกเล่นตัวเอาโดยสร้างแต่ปูไอลงข่าวมือเปลบ้านเจียชื่อแต่เลือสมได้ระบบปฏิจจาที่ปีขยมก็มันในดอจรานุตีปนแต่ประสันบาเมียนเลิกกรอยขยมมันอดเอาในปูไอนุลายขัดหมอกที่ตั้งมือกันไหลนับปฏิจจามันเนี่ยมีชั่วทาเจียนมูวิงกับพงแต่อังกุยสมรูเลยจะมาให้ทำมาปูระบอกกดบังประตูล่างมวยเดียงถ้วยสระบอกเคยมันเนี่ยกับบ้านสบายเฉดเพื่อการกระรุบสมว่าซาโตดอมเมดักนอมในบ้านเชียนเตอร์กำรัดวูวางมันตัวหมอลบปฏิจจากระเวียได้แต่มันติดตู้เฉยจะมาให้ทำมาปูดอกคลังคลาตะลือลมหอเพลียมโนก็มีจะมาให้ทำมาปูดอกขมุกขมันมันลิกลางมันตัวหมอกับบ้านเวประหารปฏิจาเชียนวูมิงคิดปางสุดสระบอกเกกับบ้านเพียบอันยังคลางมันตัวปีเคยประเลื่องวิญญาณระบบเมดักนอมระบอกเกอันได้หลังผู้ไอคือจินในกายยินซาได้ปฏิจามันเนี่ยมันตัวปีบางให้คลุ้นหลังที่โยกในประเลื่องวิญญาณมวยโนเล็บโชลสุกปัจจิลอแมนและคนจารบอกเกบุมปรามเนี่ยกับมันทั่วก้ากรุบมันตัวหมอไปมันเนี่ยกับมันชนะตรามาย่างล่างเมาลงมาจ้าไปในประเลื่องวิญญาณระบบปฏิจาที่ปีวางเฉินตระบานเล็บบัตเตอร์หายทั่วนิริมันเนี่ยมีการจับอันยังคลังที่โยตรามือโนมองมือพองเพราะมันถามันเนี่ยโนจินานานุเตขยมนุ่งตุสำลับเกสองซอยบองได้ปฏิจาจะมีดังนอมาจ้าในกายยินสากดกบ้านในเยลางขยมยินเทเนียถามนุถึงอ่อนในครองในกายเลี้ยงเทียนเตอร์แต่สลับได้เจเปตีจัดสับปรำบุญจ้าประดามมาใส่เรื่องไม่ได้นอมในกายยินสากับบ้านนมคลิกนี่ระบอกกดช่วยมาเวประหากรมระบอกเชินเทียนดอตีกันไหลได้ไปหน่อยเยอะกับบ้านเคยแค่ทำมาโปรดทอมสมบัติเล็กหลังกาเปียคนี่ระบอกกีในกายเลี้ยงเทียนไปมาเวประหารหนึ่งสำหรับคลิกนี่ระบอกยังอจิจรันรวมเตียงปฏิจาวางชินติพองโดยเฉพาะยังตระจะซองสับบอมพลายปูไอเริ่มมีเรื่องมือเตียประหยัดประกลและก้นซองอัดกำบังมอเอายังเพลียมประหารยังจัดหล่อตึกเอา
មនុស្សនៅក្នុងនិកាយលៀងធាននៅមានជីវិតរស់រានបានខ្លះដោយស៊ូយីក៏បាននិយាយប្រាប់ឈិនធាននិកាយយិនសាពួកគេបានរៀបចំគម្រោងអស់រយៈពេលជាច្រើនឆ្នាំមកហើយឥឡូវនេះពួកគេមានកម្លាំងពេញលេញខ្លាំងក្លាជាងពួកយើងជាច្រើនដងក្នុងការប្រយុទ្ធមួយនេះខ្ញុំខ្លាចថាពិបាកទប់ទល់ខ្លាំងណាស់ឈិនធានក៏បានតបគ្មានបញ្ហានោះឡើយគ្នារបស់យើងអនុវត្តតាមផែនការបន្ទាប់មកដល់ទៅខាងមុខចង្អុលទៅក្រុមរបស់និកាយយិនសាមិនថាមានរឿងអ្វីក៏ដោយខ្ញុំអនុញ្ញាតឲ្យពួកឯងបង្កក្រុមហន្តរាយដល់និកាយលៀងធាននោះទេវាដល់ពេលហើយដែលពួកយើងនឹងត្រូវជំរាបបញ្ជាជាមួយនឹងពួកឯងធ្វើឲ្យមេដឹកនាំនិកាយយិនសាខឹងយ៉ាងខ្លាំងមកឆេះធម្មពលក្នុងដៃទាសចូលទៅវាប្រហារលេចឡើងរញ៉ាំដៃបេសាយដ៏ធំសម្បើមវាបំបែកខារបស់ឈិនធានលួនសូតែទាំងបែកខ្ទេចហុយជុកូនចៅទាំងអស់គ្នាស្ដាប់បញ្ជាត្រូវតែសម្លាប់ពួកនិកាយលៀងធានឲ្យអស់បន្ទាប់មករំអូយោកូនសោអាតកំបាំងឈិនធានបន្ទាប់ពីឃើញសត្រូវសម្រុកចូលយ៉ាងច្រើនក៏វិដាក់ឆាច់ចាក់ទៅលើដីពីមួយទំហឹងសាយពីរចំហាយធម្មពលពេញនឹងធ្វើឲ្យពួកទាំងអស់នោះធ្លាក់ចូលទៅក្នុងក្បួននៃការបំភាន់បច្ចេកទេសតូចតាចបែបនេះចំកំចាត់យើងផងមិនឆេះធម្មពលវាប្រហារទៅខាងមុខមួយក្បួនរបស់ឯងពិតជាគួរឲ្យចាប់អារម្មណ៍ក្រនបើពួកឯងទាំងបីប្រញាប់ចូលទៅពីនេះមើលឲ្យខ្ញុំប៉ុន្តែហាបេឌីជាកូនចៅរបស់គាត់មានការភ័យខ្លាចមិនហ៊ានចូលនោះទេគាត់ក៏បានប្រាប់ប្រាធម្មពលចាប់យករឿងការអបិម្នាក់នោះក្រវែងចូលទៅបាត់បន្ទាប់ពីអភិនិយមបានឃើញក៏ប្រញាប់សម្រុកចូលទៅចំណែកខ្លះក្នុងដៃពេលនេះកំពុងតែចាប់កាច់កអបិម្នាក់នោះសូក្រេដោយសម្លេងរបស់ជិនធានក៏បាននិយាយទៅកាន់មេដឹកនាំនិកាយយិនសាតើក្បួននៃការបំផន់មួយនេះយ៉ាងម៉េចដែរអាចធ្វើឲ្យលោកភ័យខ្លាចហើយមែនទេទោះបីជាក្បួនបំផន់មួយនេះមិនសូវអស្ចារ្យក៏ដោយប៉ុន្តែដោះស្រាយជាមួយនឹងកម្រិតវឹកវាងដូចជាលោកងាយស្រួលខ្លាំងណាស់ធ្វើឲ្យមេដឹកនាំនិកាយយិនសាកាន់តែភ័យខ្លាចហើយស្រែកឡើងឆាប់ចេញមកប្រើប្រាស់ធម្មពលវាប្រហារមួយទាំងជិនធានក៏បានបង្ហាញខ្លួនឡើងក្រវែងមួយដៅចេញតើលោកកំពុងតែភ័យខ្លាចហើយមែនទេមេដឹកនាំនិកាយយិនសាក៏បានតបទៅវិញត្រឹមកម្រិតវូសុងលាក់ខ្លួននៅក្នុងការបំភាន់គ្មានអ្វីដែលយើងត្រូវខ្លាចនោះទេមិនចេះតែធម្មពលឡើងមកវាប្រហារចូលទៅជិនធានលើកនៅដើរឡើងមកដែលណាឈ្នះណាចាញ់បន្តិចទៀតបានដឹងហើយកាប់ចេញជាចំហាយធម្មពលដើរទៅទប់រងធម្មពលទាំងពីរក៏បានផ្ទុះឡើងទាំងមេដឹកនាំនិកាយយិនសាក៏បានសម្រុកចូលមកជាមួយនឹងល្បឿនលឿនបន្លាស់ទីបណ្ដោះខាងក្រោយវាប្រហារចូលទៅជិនធានក៏បានកិច្ចផុតកាប់សងមួយដើរទៅវិញជាមួយនឹងបច្ចេកទេសដាក់បន្លាស់ទីលើមេឃគាត់ក៏បានប្រើប្រាស់ធម្មពលរបស់គាត់ទប់រងបន្តិចបំបែកចេញបន្តបន្លាស់ទីទៅលើអាកាសជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាខ្ញុំមានអារម្មណ៍ថារឹតតែចង់សម្លាប់ឯងហើយទីចេញជាចំហាយដុំធម្មពលជាច្រើនចូលទៅវាប្រហារជិនធានក៏បានបន្លាស់ទីរត់គេចបន្ទាប់ពីកិច្ចចុះកិច្ចឡើងមេដឹកនាំនិកាយយិនសាក៏បានប្រើប្រាស់រញ៉ាំដៃបេសាយរបស់គាត់ចាប់រាងកាយរបស់ជិនធានជាប់ពេលនោះជិនធានក៏បានស្រងំបន្តិចស្រែកឡើងបំបែកចេញខ្ទុះទាំងបន្តសម្រុកចូលជាមួយនឹងដៃនៅក្នុងដៃចូលទៅវាប្រហារមេដឹកនាំនិកាយយិនសាក៏បានផ្ទុះដៃតែបន្តិចរញ៉ាំដៃបេសាយជាច្រើនក៏បានលេចឡើងមករៀងៗជិនធានក៏បានព្យាយាមកាប់បំបែកចេញនៅមិនទាន់អស់ត្រឹមនោះទេគាត់ក៏បានបញ្ចេញនៅលំពេឡើងមកទៀតគប់ចូលទៅវាប្រហារពេញមួយទំហឹងដែលលំពេដ៏មុតស្រួលកាន់តែរីកធំឡើងជិនធានក៏បានកិច្ចចេញទាន់បានលាស់ទីយ៉ាងលឺកាប់ចេញចំហាយធម្មពលទៅវាប្រហារអើឡើយតែឯងគិតថាអាចទប់ទល់ជាមួយនឹងយើងបានមែនទេកុំគិតឲ្យសោះថាឯងរក្សាទុកនិកាយលៀងធានបានពេលនេះជិនធានបានបញ្ចេញនៅរាងកាយបំផុនជាច្រើនឡើងមកកាប់ចេញជាចំហាយធម្មពលដើរជាច្រើនព្រមគ្នាបន្ទាប់ពីឃើញបែបនោះមេដឹកនាំនិកាយយិនសាក៏បានស្រែកបំផ្ទុះធម្មពលដ៏ខ្លាំងក្លារបស់គាត់ឡើងមកកុំតិចនៅរាងកាយបំផុនរបស់ជិនធានជាច្រើននោះតែមួយភ្លែតយើងក៏អាចកម្ចាត់បច្ចេកទេសដ៏កំប៉ែកកំប៉ុករបស់ឯងបានហើយបន្ទាប់មកក៏បានប្រើប្រាស់នៅបច្ចេកទេសលេចឡើងនៅរូបរាងបិសាចមួយដោយពេលនោះស្ដេចប្រលើងវិញ្ញាណរាត្រីក៏បានវាយប្រហារអបិម្នាក់ខ្ទេចប៉ាងអគូធ្វើឲ្យគេភ័យខ្លាចយ៉ាងខ្លាំងងាកទៅក៏បានឃើញប្រលើងវិញ្ញាណបិសាចរបស់មេដឹកនាំនិកាយយិនសាគេក៏ប្រញាប់ស្រែកឡើងជួយខ្ញុំផងលោកម្ចាស់ប៉ុន្តែក៏ត្រូវបានប្រលើងវិញ្ញាណបិសាចរបស់លោកម្ចាស់គេចាប់ក្របួយខជាប់ស្រូបយកនៅចំហាយធម្មពលវិញ្ញាណបន្តស្រូបយកសាកសពដែលដេកដួលនៅទីនោះទៀតបន្លាស់ទីយ៉ាងលឿនវាប្រហារទៅស្ដេចប្រលើងវិញ្ញាណរាត្រីផាំងខ្ទេចប៉ាងទៅខាងក្រោយបន្តសម្រុកចូលបន្ថែមទៀតធម្មពលរបស់បិសាចមីលីនក៏បានវាប្រហារលើសូផាំងខ្ទេចប៉ាងមិនចាំបាច់ឆ្ងល់ទេគេគឺជាបិសាចស្រូបយកនៅចំហាយធម្មពលរបស់មនុស្សដើម្បីបង្កើតកម្លាំងធម្មពលរបស់គេឲ្យខ្លាំងក្លាដោយពេលនោះប្រលើងវិញ្ញាណបិសាចក៏បានលេចឡើងជាច្រើនវាប្រហារចូលទៅរកនាងកាន់មកជិនធានតែបញ្ចេញនៅរឿងកាយបំផុនរបស់គេជាច្រើនដេញវាប្រហារទៅមេដឹកនាំនិកាយយិនសានឹងហើយអ្នកទាំងអស់គ្នាភ្លេចប្រាប់ឈ្មោះរបស់ព្រឹទ្ធាចារ្យមនុស្សក៏មានឈ្មោះថាព្រឹទ្ធាចារ្យមូបន្ទាប់ពីនៅតែឃើញរឿងកាយបំផុនរបស់ជិនធាននៅតែព្យាយាមវាប្រហារចូលមកគាត់ក៏បានបញ្ចេញនៅខាត់ពីមួយស្រែកឡើងមកផ្ទុះចេញលឺសុទ្ធទាំងយើងត្រូវតែរកវិធីសម្រាប់ឯអាបានដោយគាត់ក៏បានប្រើប្រាស់បច្ចេកទេសហាមឃាត់ស្រូបយកធម្មពលពីកូនចៅរបស់គាត់ដែលកំពុងតែដើរលីលឺនៅទីនោះគ្នារបស់គេក៏បានដឹងថានេះគឺជាបច្ចេកទេសរបស់លោកម្ចាស់ប៉ុន្តែមិនអាចរើបំរាស់បាននោះទេព្រោះថាលោកព្រឹទ្ធាចារ្យមូក៏បានស្រូបយកអស់ទៅហើយពិភពលោកមួយនេះគឺមានតែភាពខ្លាំងក្លាមួយតែប៉ុណ្ណោះដែលអាចយកឈ្នះសត្រូវបានមានថាឯងមានទេពកោសល្យយ៉ាងណាក៏ដោយដរាបណាបើខ្ញុំខ្លាំងជាងឯងខ្ញុំមិនអាចសម្លាប់ឯងបានជាមិនខានក៏វាដែរតែបន្តិចបាញ់ចេញជាចំហាយធម្មពលទៅវាប្រហារជិនធានខ្ទេចប៉ាងទៅខាងក្រោមវិញចំណែកវិញ្ញាណបិសាច3-4ក្បាលនោះក៏បានវាប្រហារស្ដេចប្រលើងវិញ្ញាណរាត្រីនិងបិសាចមីលីនខ្ទេចប៉ាងទៅខាងក្រោយដែរចំណែកព្រឹទ្ធាចារ្យមូវិញបញ្ចេញនៅប្រលើងវិញ្ញាណដ៏ធំសម្បើមឡើងមកបន្ទាប់មកបំផ្ទុះបំរុំចូលគ្នានេះគឺជាអំណាចដ៏ខ្លាំងក្លារបស់យើងដោយជិនធានក៏បានតបទៅវិញឯបានលៀបបងបូជារាងកាយដើម្បីទទួលបានអំណាចមួយនេះពិតជាអាក្រក់ខ្លាំងណាស់ព្រឹទ្ធាចារ្យមូជាមួយនឹងដាននៅក្នុងដៃសម្រុកចូលទៅពិភពលោកមួយនេះមានតែខ្លាំងតែប៉ុណ្ណោះដែលអាចរស់នៅបាននេះទាំងពីរបើការវាប្រហារដើរទប់រងគ្នាលឿនសុទ្ធតែពើងខ្ទេចប៉ាងមកខាងក្រោយរៀងខ្លួនសម្រុកចូលទៅវិញកាប់គ្នាចោះឡើងលន់សោពេងពើងខ្ទេចប៉ាងចោះឡើងដើម្បីឲ្យខ្លួនឯងរឿងមុំរឹតតែខ្លាំងឡើងត្រូវតែចេះហ៊ានលៀបបងសូម្បីតែមនុស្សដែលខ្លួនឯងស្រឡាញ់ដើម្បីទទួលបានជោគជ័យដ៏អស្ចារ្យឈិនធានក៏បានជេរពីវិមានឈប់និយាយទៀតទៅនេះគ្រាន់តែជាពាក្យដោះ
สารบมนุษย์อันประโยชน์แต่ปนโนโปรแต่โลคือจิมนุษย์อัตมานิยมมันต่อไปสนับลืมแบบโนทั่วประเทศหมู่ข้างยังคลังวิจมุลงเป็นมุริสรูชินเทียนกับมันกิจพันมันเตยกับซองตัวเวจมูจมให้ทำมาโปได้จิจรานโลกประเทศหมู่กับบันที่เช่นจมให้ทำมาโปก็ตะตุบโรงตัวใบจะจมให้ทำมาโปไอจรันปนางกันดอยก็เตยบานไปเจอเตยระบอยยังเลี้ยวตระบะบานได้ก็เวียนลงไประบกดฟัดกับจะจมให้ทำมาโปลงเป็นจิจรานโจลตัวเวบราชินเทียนมันต่อไปเคยมันโนกับบานปรญญาบันลาที่รุดกิจป้อนตายเหมือนพอดโนเตตระมันทำมาโปลงเป็นจิจรานหนูเวบราปรญญาจะดังใดตัวเดียงห้อยจูประเทศหมู่กับมันไทม์จมให้ทำมาโปจุดตะคลองลงไประบอกกดแปรคลายตะจิตถมเวบราเติมมันไทม์ตีร้อนลุโซตะดึมเพลียมหนูชินเทียนกับมันลาที่ใจไปข้างกราวลังวันเลยชื่อมือหนึ่งทำมาโปลนเตียบอมใบเนี่ยลงไปมือลังกติกับบันไทม์จมให้ทำมาโปลได้ดีตระประเทศหมู่พังปันไทกดมันไอ้นูเตอาลาได้เลยสบายออกจะได้มันเตเวดาเปย์เนี่ยตระมันจอบไอ้หายเลิกไล่ล่างถึงปีเหมือนเช่นทำมาโปลคลางคลากรเวในลงไปบอกกดจุดวิปราเอาชินเทียนกับมันตอบโดยเวียกดอเปย์บอกให้มันตระมันจอบไอ้ได้ชื่อมือหนึ่งไปเช็คเตะดาวมือนี่เวสำหรับมนุษย์ถึงอ่อนแอมันเถื่อบาปกับโจตไปมือทำหึงลุดโซตชีวิตจอมเปียกันนาโคลนระบบประเทศหมู่ปันไทกดขมิ้นรำแต่ชื่อจับนุเตกับมันตอบโดยยืงมันปั้นสมานธรรมะเพระบายเขาหายลงไปในคลองใดบ่มรองโจตวิปราตหายเพลียมเรื่องกายระบบเกี่ยวกับมันเปรตุเลจิจารได้เปรียบมันโดยเตเจลาสากับพงแต่จัดสมรู้เรื่องกายระบบเกี่ยงเชิงเป็นนี่ถวยประเทศหมู่เพียบอ้ยังคลังเวมันไอเตอร์รุ่นนุเตได้ชินเทียนกับมันตอนในเยปราถ้ามาโปลวิญญาณแต่บ้านสรุปโยคือเหมือนได้กำนระบบเวียบนต่อปีเรื่องกายระบบไออสมารเพียบเวียกับตระบานอำนาจมนุษย์เล็บระบวิ่งบนต่อหมอกเรื่องกายระบบไอหนึ่งตระคติจึงสรงจับไปเป็นนี่จะเติร์กเมวตัวเมระบนิกายินซาดินุเตชินเทียนเหมือนเช่นทำมาโปลครั้งดาวสมรบโจแต่ไม่สนิทลุโซแต่ฟัดควายเรื่องกายประเทศหมู่ตู้ลางลุโซแต่เดียงมันต่อไปเคยแบบโนล้านสิงนี่กับมันจุดตึกพนิมันเตยเนื้อตีมันพอดปูยังกับไอซองซักอ้อยพกบานได้ซาเตียงอ่อนในกายลิงเทียนกับมันลาตีโจลเมาไปหกันจีหลังปูยังมันชนิหายเจโยได้เป็นหนูดมคริสตัลและเจโกนซอสงานในกายลิงเทียนกับมันเทเลจอมาข้างกราวดึงอำนาจวิญญาณมาจัดฟิลิงโวได้เจเพียตีแปดซับจับประดามละใส่เรื่องกรมระบบเจนเทียนกับมันนงคณิคเนียโจลมาจรอสเวสงานในกายลิงเทียนได้สู้ยีเนี่ยกับมันประพราธรรมปลเตี้ยแต่เลือดเวดนาขมกทวายตีนุรุมจุยแต่มาดองขมิ้นนามันเนี่ยทลบโจขนมกันไล่สงานในนุตีให้ก็ขมิ้นนาดังทางในข้างขนมไม่เอาไว้ได้เช่นเทียนกับมันไอลานสินบังเจในตะบงในปกระบอกเนียงบานเอาคลุ้นเกยกับมันเจในตะบงทมอโดยขณะเติร์ตูบานด้านตะเลอประหองทวีตึงปีบนตัวหมอกโยนก้นซ้อสงานในกายลิงเทียนยอดโจลทวีมือโนกับบันบักขวาบนตัวปีในรกเนี่ยบานดาวโจลเตอร์สู้ยีเนี่ยกับบันลนหมดให้ไว้บานเชื่อมีระบบสำคัญในจังหรือมวยก่อการปีสมัยมุนพระบานเกยกอ๋อชินเทียนเป็นโนพระพระเมฆระบบเกสมลังเตอร์รูปสำนักในเนคำหมกโปรเตเวมินกบุนิก้ามังกรเลี้ยบังกำนบตรบเตียงอ๋อโดยบานเคยรูปจำลานิกเรียได้แก่พเนระบบเวล้างพวกกระหอมในชีก้นลือก้นซอในการมังกรกบุนมิโนบนตัวหมอกกับบานประปรานธรรมปุลบันเตลรูปสำนักนิกเรียกบุนมิโนกับบานผสมใบแจ้งจังเป็นหนึ่งในโรคเนี่ยสำลังเตอร์กับเมกาเพียบพายังคลางมันตัวปีเคยตรวจสมบัติจิตรานกองนาตีโนก็โดยจีพนมซูยีเนี่ยก็ประยามรตบักขับมวยในนาคำหมกทมอวิญญาณกำรักำปูลเวปจิตรานคลางนะได้ลานสินกับบานตบักขับมวยตีเคยนักกำปีมวยจุ่มในศิลปะใบกุลกำรักทานสู้ได้ตัวประบอยเยอะเหมือนความปีเมียปราโนตีได้สำนักตรอาวุธมาอย่างได้มกระบเวมุสรูมกโดยจีดมเปงนี่คือเจ้าอาวุธข้างวิญญาณนิยกได้จะจับการไส้เพศในจำหายธรรมปูลตีนชินเทียนจุดตะคังขนมบัดได้ในโรคเนี่ยระวลตายตรีอจมือตรสบัดเตียงอ่อนโนสลับแต่เงี้ยหมอกบัดชินเทียนแต่หายตายชินเทียนกิตนะการหมอกชินเทียนมันตัวเปียอาวุธข้างวิญญาณมันเตียงเกโจขนมไปพบโลกโตยมวยสำเร็จระบบปฏิจามเนี่ยกับบามาลือลางรบปนชนะหมอกหายขยมมันโรงจำเนี่ยได้ซ่องลำในเนื้อตีบอมพอดเก็บบานมักดอลหายมันตัวหมอกกับบามาให้คลุ่นลางทว่าชินเทียนไม่กลับจะบานอย่างคลังได้ชมระบบกดเกิดจากอัตริเลี้ยงเทียนเนี่ยกำลังตอนนิกายเลี้ยงเทียนเมื่อเติร์ดโดยเชี่ยวไว้ในปีนี้โดยชินเทียนกับบาประยำทว่าก้ากระรบไอเลยในนิกายเลี้ยงเทียนสถานเพียบปีนี้โดยเชื่อมันเซลออนุเตปรุธามีนิกายยิจรันเตียนกำปงเตยี่เยียจ้องรบโอนกำนอบตรอบนั่นนักนองประสาทสมงัดอัตริเลี้ยงเทียนกับบานตอบตัวเองเพียบคลังเหมือนมันจิกรือสำคัญนุเตสมใบแต่ทรงเสียนแต่เป็นอัตโปคลังมันพอดการปีสมัยโบราณเป็นนายกิจพอดปีโจวิสนาในการพลับโรบานุเตเจ้าเนี่ยโจมอกตีนีจอมบางกำลังทำมาพลบันไทยเมนเตเมนจมเรือแต่มวยปนนกยังมันดังฐานนี่มีสมานเพียบคลังบนนานุเตพระสันบ่าเนี่ยจงคล้ายจีนีคลังเชียงมุนตรแต่กำจัดสตรีถึงอ่อนได้โจมพิพระหายเลยนี่มันตัวปีกบามาลาที่ใจปิตินุเพลียมวิญญาณเจจรำประดับโดยอาวุธกบาลเลยลางสมรกตวีประหาชินเทียนมันตัวปีเคยแบบหนูจ้ามังการที่มันชนะด้านคลองใดกับบอมใบเจนโจลมวยขติมวยโจลปีขติปีโจลเตียงออกขติเตียงออกห้ามไปโดยเจียมนายดารุบอกยมกันตะคลังคลาเชียงมุนโดยวิญญาณเจจรำในแต่มันตอลิลางชินเทียนกับบาลเกยใจมีการวิพระระบบปูเวียพระได้ตุบรงกับใจมิสเนนกำติอาใบนี้นบัดโดยเป็นหนูจะหมายทำมาพลวิญญาณเตียงออกหนูกับบาลเจ็บโจตะคลองเรียงกายระบบชินเทียนทั่วเกยหาใบโดยจีชื่อกบาลยังคลังแต่มีเรื่องใบกาลังเตอโดยเกยกบาลสำลังเตอเคยสตรีจากกำปงแต่พระได้โจมวิประหามันตัวไปเคยแบบหนูกับปริญญาพระธรรมปวดกับบอมใบเจนโดยสำเร็จระบาดเรียงเธอกับบาลมันลือลางเพลระบาดทันสูคือเหมือนเทนุตีคือเมียนแต่เปียกมวยประโยคแต่ปนโนตรบสมบัติหนึ่งออกกาเตียงออกสแตเมียนน้ำไหลโดยชนะแต่ประโยชน์เติบอาจจะตูบานสมลำในโรคเลียนดำใบคล้ายจีเนียคลัง
โดยเป็นหนูสตรีจ้าระบบตู้ปลอดภัยยังกับบ้านใจมอมเนตีประสันบ่ายเหมือนประกอบกับน้องรถเต็งออกมาเอาเข็มตีสมาชิกครูสายชิ้นเต็งอ่อนหนึ่งตรึกเข้มสำหรับเจ้าชิ้นเทียนเป็นหนูกับความพิเศษพระพรานพยัคฆ์เทดาระบบกีกับวิปราตือตัวเตียงเธอสตรีระบบกีกับบ้านใบคิดให้ระบบบ้านจะขยมอารมณ์ถากบ้านระบบขยมห้ามไปโดยจีจอมประตูใจมาไกลโดยสำเร็จระบบอัตลิลิงเทียงในแต่ดาตื่นไอ้ตรึกประโยชน์บ้านมันโดยชนเตมนุษย์จิตที่สลายในครูสาระบายในตรึกสลับเพลี่ยมเกี่ยวกับบ้านสำลังตะเคยเอาปกระบบกีหนึ่งลูซี่กำปงแต่ตระวิญญาณที่จานพระพรานดาวสำรกโจตวิปราทั่วเกี่ยวกับประญาพระพรานไปใช้กระเทดาสำรกโจมรีเรียงกับไปมวยตุ่มหึงกุ่มติดเจงจะตามวยตีดป้อนแต่วิญญาณเต็งอ่อนนั้นแต่เล่นล่างจิจารโดยเช่นเทียนเป็นในฮะใบโดยเจียกับโครงโคลนไอเป็นบานเตพี่เยี่ยมประโยชน์วิปราเป็นหนึ่งมวยดาวจังครอยเฮบหลังดอกบ่งปงกอระบอลูซี่เตอร์หายเกี่ยวกับบ้านสต็อปจัวป้อนแต่เนียงใบเจนี่เย่หลางชินเทียนโลกทั่วเตอร์หายน่าซอแต่มันติดตีนุตีโดยชนะชับสำหรับขยมเพลียมเตอร์สำลังตะมาคางเตียกับบ้านเคยเอาปกระบอกเก็บบ้านนอจูมาชินเทียนปัญญาจัดการเพลียมเตอร์ดำใบจุยสังครูซาเชนระบอยยืงก้มต้นจริอยสอโดยมาคางตีคลักมุมใดกับบ้านมาให้คลุนได้สมหลังชมก้มตัวเอนจินิชชมนามาคางตีคือจีไซสนายยุ่นมันตัวปีสำหรับขยมหายโลกตระมันต่อรัวสมเลยระบอกเกติงออกกับบ้านมาลางโปร่งเพลียรอยเงี้ยรอยใหญ่เป็นดันหนึ่งชินเทียนเป็นโนกับบ้านสำรวจอารมณ์เบ็ดเพลย์ได้ลูซี่เนียงกับบ้านมากบายชินเทียนโลกตระแต่เธอตามขยมได้ระบอกเนียงกับบ้านมันใจในคนกับบ้านลางเมาจะโจไปมวยตุ่มหึงเพลียมโนกับบ้านจบเกี่ยงได้ซาแต่ชินเทียนมันจับได้ระบอกเนียงจัวผู้ไอเป็ดเทียนเมนได้ชิลอากาป้องกันในรูปเรียมมพรผู้มนุษย์ที่สลายระบอกขยมผู้ไอเป็ดที่มันจ้องรู้หายกระเวียได้แต่มันติดไซเบรียจะไม่ทำวอลคลังคลาถ้วยในโรคเนี่ยมันติดปังตู้ใบจะผู้ไอเคยตามเรียนนากระดอยเพราะสั้นบากขยมมันอนุญาตเอาผู้ไอเจงผู้ไอหนึ่งตระชบในที่นิจิริโรโหดขมิ้นวิธีรูปพลอยเจ๊กบ้านุตีโดยชนกำจองเรียกขยมไอเพราะถ้าขมิ้นนาไอถ้วยไว้ขยมบ้านุเลยสไลแต่มันติดถ้วยมีเงินเด็กอ่อนกับบังติดปังบันใจหนึ่งด้านล่างหมอกประปรานไปใจกติเปรี้ยเตหนึ่งเปรี้ยจันบันใจหนึ่งทำมาปูละคลังคลาตะคังเลยบ่มใบวิญญาณกรอติงอตู้ลังเดียงบางพระเนเป็นชินเทียนแต่พยาพามันติดโดยซาแต่กำปงแต่ในขนมไปพบโลกตุยมุยโนได้อัตริเจียงลากับบางมาให้คลุนล่างเมาในเยตการอัตริลิงเทียนเมื่อเรายังไม่ได้บันต่อไปเคยสมาร์ทพิรบสักยมบันต่อไปเคยแบบโนชินเทียนกับมันเซยโยนุได้อัตริลิงเทียนกับมันอสมหน่อยฮ่าเนี่ยกำหลอกปัจจัยอาจารย์น่ะซาซอมเจสเซอร์ได้บามารินดอยอัตริได้เจียงลาเมนได้เมียนจัดกำเนิดเรื่องมัวแบบนี้อนาคตเนี่ยประกอบจะคล้ายจะเนี่ยคลังได้ขมิ้นกูประกอบในขนมไปพบโลกมุยนี่มันตัวหมอกกอดกับบางมาให้อาวุธวิญญาณหนึ่งกับปีมิกบาลอาวุธมุยนี่ตระบานแก่หาทางกับบัดวิญญาณห่อหาขยมานในญาติอเนยตประปราติโจวิไอพลาตีมือโรยหมายบ้านยังลื่นวิคือเจ้าอาวุธดอกอาจารย์มวยข้าพิสมัยโบราณรูปใบประปราเวในขนมกับปีมุยโนหายตระแต่มันต่อวกหันมุยจุมเฮียนก้มประญาไอเวียหนึ่งไอแต่ตู้โจกใจโดยชับรหะชิ้นเทียนระบอลอแบบหนึ่งจำมังกาตีประยับยกตกทั่วก้าครบกุลอัตริลิงเทียนกับบานในเย่อัตริดาวเชียงเชื่อมันได้นำเปิกตกโนเตถาอัตริด้วยจิโลกจุ้ยเจตเลือกไม่ปรอมเนนี่อัตริเชียงลาดอทั้งห้ามทำมวยรุยกับบานตอบเธอยังไม่กรมหันไรกับพงแต่โจลเมาตาในนาแต่ไอเกยรุยบานเตอล้อหนาอัตริดาวเชียงจูบคดีในครองไทยเนี่ยคือจิโจวิสนาไอเลยเวทระบามาชอบหายโดยชนะตลอดตะไว้บ้านหายขยมข้อประยับตะเกงวิงได้ชิ้นเทียนกับบานสู้บันติอัตริลิงเทียนให้ด้วยบ้านที่มันเจนตะไกรจมือหนึ่งปูยืงก็กับบานตอบเตวิงเพราะเรื่องในสซอระบอกขยมรู้ในที่นี่คือจิตตุ่มลบไตหายขยมมันจ้องเจนจะไปพบกันกลางนุเตได้อัตริเจียงลากับบานในเยลาเฮ้ยปัจจิโกสไลคลังนะคนสระบอกขยมในทลบบ้านในเยธาคนหนึ่งจมไรทำครบพลับโดเรียงกายเอาขยมนำใบตัวบ้านในเรื่องเรียงกายเป็นประกอบมันต้องไปสดับลือแบบหนูอัตริลิงเทียนกับประยับเงี้ยมองอย่างลื่นขยมต้องไปจำบานก้ามังกรทำครบมือหนูมีพิษซักไฟคลังนะเนี่ยกำหลอกขยมหนึ่งเตยชื่อมือหนึ่งเนี่ยดำใบดอนในจมน้อยล้อมูจมนูนการมองในกายลิงเทียนได้เป็นนิชินเทียนกำปงแต่โชลือน้ำโบสลาชอเตียนสมอาคนจะปูไปเบบารอนในรอคเนียมันตัวหมอกกับบานประปรานท่ามาปลบังการมันจิกบุนเล็กหลังทั่วไอเซนในกายลิงเทียนตึงออกหน้ากำปงแต่อังกอยเวิร์กหัดชี้ยิ้มทั่วตามการบริระบอชินเทียนดัชนามือเนี่ยมือกรอบทั่วพวกแกกับมันไรออนสบายใจยังคลังไอเลยนี่ขยมมันเชื่อมือดำหนักกาวตีเฮ้ยก็ไม่ได้ทำมาปูมือนี่ปัจจัยอ้อจ่าคลังนะชินเทียนดักกำปงแต่บังการกบุนอะไรมือโนกับบานตีมือได้มันแทมตีทั่วกบุนมือโนกับบานอ่อนนัดล่างตะคังเลยบรรทอตีอันตรีจิงปีดักกำปงแต่โชว์มือตีโนทั่วกอดกับบานซาหายไม่เมนนี่ปัจจัยมันธรรมดาแมนก้าบังการกบุนอะไรเลิกดมบงมินเพื่อประมวลแบบนี้แกไอรู้มันโจคเนียนะทำมาปูวิญญาณโจตะกบุนอะไรมือนี่บานเติมแต่มือสนิทวันตัวไปสดับลือแบบหนูอัตริจิลากับบานอสมนายมันติฮ่าในกรณียการบังการกบุนอะไรแต่ปนโนเกมีในจุดนี้พิเศษเลิกพินิจตีดเช่นเทียนมันตัวไปเคยในโรคในสบายจัดยังคลังแกกับบานล้นหมดหลังมันติดเจียงดับชนำนุตีนี่กายเลียงเทียนเป็ดจะคลายเชียนี่กายกำปูนักขนมตึกได้โบราณมือนี่เพลียมหนูสร้างมวยกับบานเล็กหลังจับโยมอ่านทั่วแกกับบานบักพริทมตามเมียเรื่องเอาไว้กาลางนักขนมนี่กายเทียงสองตื้อได้จีเพียดี80 มุ้ยจับประดามในใส่เรื่องชิ้นเทียนมันตัวไปดังแถบปฏิจาชื่อมือหนึ่งปฏิเยซูยากุมปงแต่สุดท้ายขนมครัวถนัดประยับทั่วดำนาจะมือสำลัยระบอกเกะคลากมุมใดให้นาและเศร้าหมู่โดยยืนจุ่มเหนบัดไซสลับใบกูคลากมุมใดกับบานโรโอหลังนี่กายเทียน
នសងហើយអ្វីក៏ត្រូវបានហុំពើដោយនិកាយទាំង4តើវាអាចដោយសារតែកំណត់ទ្រព្យសម្ងាត់របស់គ្រូសាឈិនឯងមែនទេឈិនធានក៏បានតបដូចនេះពួកយើងត្រូវតែប្រញាប់ត្រឡប់ទៅវាបានឆាប់រហ័សប្រយុទ្ធជាមួយនឹងពួកគេដើម្បីរំដោះនិកាយធានសងមកវិញសៅមូក៏បានបន្ថែមទៀតខ្ញុំខ្លាចតែព្រឹត្តិការណ៍ប៉ុន្មាននេះបានខົບខិតជាមួយនឹងនិកាយទាំង4បន្ទាប់ពីពួកគេធ្វើដំណើរចូលមកដល់ច្រកចូលនៃនិកាយធានសងក៏បានទម្លាក់ខ្លួនចុះមកខាងក្រោមវិញដោយនាយមច្រកទ្វារ4នេះក៏បានបង្ហាញខ្លួនឡើងបន្ទាប់ពីបានឃើញធ្វើគេក៏បានភ្ញាក់ផ្អើលឈិនធានហើយបានត្រឡប់មកវិញហើយពិតជារឿងល្អខ្លាំងណាស់ខ្ញុំនឹងចាប់ខ្លួនឯងប្រកល់ទៅឲ្យមេដឹកនាំមូវិនខ្លាចខ្លួនឯងក៏បានតបខ្ញុំគ្មានពេលវេលាប្រយោជន៍ជាមួយនឹងឯងនោះទេដូច្នេះចាំជួបគ្នានៅពេលដែលខ្ញុំត្រឡប់មកវិញឈិនធានក៏បាននិយាយមិនចាំបាច់នោះទេខ្ញុំនឹងទៅជួបគាត់ដោយខ្លួនឯងប៉ុន្តែអាប៊ូនីណូគេមិនស្ដាប់មកទេដោយសារតែឈិនធានគឺជាស្ត្រីចាស់របស់ពួកគេដែលសម្លឹងមករកឈិនធានទាំង4នាក់ធ្វើខ្លះខ្លួនឯងក៏បានសួរឈិនធានតើមានរឿងអ្វីខុសប្រក្រតីមែនទេអាប៉ែមីនីណូក៏បានអបដៃដើរចូលទៅនិយាយថាព្រមទៅជាមួយនឹងយើងដោយតាមសម្រួលទៅព្រោះថាស្ថានភាពពេលនេះគឺពិបាកខ្លាំងណាស់លោកម្ចាស់និកាយក៏បានបញ្ជាថាប្រសិនបើមាននរណារកឯងឃើញត្រូវតែការពារឲ្យបានល្អបន្ទាប់មកចាប់ស្មារបស់ឈិនធានបន្តិចធ្វើឲ្យឈិនធានខឹងយ៉ាងខ្លាំងសោយភេទនៃចំហាយធម្មពលធ្វើឲ្យពួកគេទាំង4នាក់ខ្ទាតប៉ាំងទៅខាងក្រោយហើយលើឯងឈានទៅដល់កម្រិតវូសងហើយឈិនធានមិនឈប់ត្រឹមនឹងនោះទេប្រប្រាណធម្មពលចាប់ច្របាច់កទីអាប៉ែមីនីដែលបានដួលងើបឡើងមកវិញតែមានរឿងអ្វីកើតឡើងចំពោះនិកាយធានសងទៅសំឡេងមួយក៏បានមកលើឡើងជាមួយនឹងធម្មពលដ៏ខ្លាំងក្លាវាប្រហារចូលមកឈប់សិនឈិនធានមិនទៅឃើញបានប្រប្រាណធម្មពលទីទៅទប់រងខ្ទុះដៀងបង្ហាញខ្លួនមកគឺជាព្រឹត្តិការណ៍មួយឈិនធាននៅខ្លាំងខ្លួនឯងក៏ប្រញាប់ធ្វើការគោរពបន្ទាប់ពីសម្លឹងទៅឃើញតែឈិនធានធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងឈិនធានឯងហ៊ានត្រឡប់មកវិញទៀតឥឡូវនេះនិកាយធានសងកំពុងតែមានបញ្ហាគឺដោយសារតែឯងប្រញាប់ចាក់ចេញពីទីនេះភ្លាមទៅបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើសាហាវគេក៏បាននិយាយឡើងលោកព្រឹត្តិការណ៍មិនអាចឲ្យឈិនធានត្រឡប់ទៅវិញបាននោះទេព្រឹត្តិការណ៍មួយឈិនក៏បានស្ដីឲ្យថាបិទមាត់ដោយឈិនធាននៅតែសួរលោកព្រឹត្តិការណ៍តើមានរឿងអ្វីកើតឡើងចំពោះនិកាយធានសងទៅហើយអ្វីបានជាខ្ញុំមិនអាចទាក់ទងជាមួយនឹងព្រឹត្តិការណ៍ជឿហើយនឹងព្រឹត្តិយេស៊ូយ៉ាងដោយពេលនោះបែឆៅរៀនក៏បានមកដល់មួយឈិនហើយអ្វីបានជាមិននិយាយការពិតប្រាប់គេឈិនធានតែឯងគេថានិកាយធានសងកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់មែនទេវាមិនមែនជាការពិតនោះឡើយគឺដោយសារតែពួកយើងបានផ្សព្វផ្សាយព័ត៌មានដោយចេតនាគ្រាន់តែចង់ឲ្យឯងមកទីនេះតែប៉ុណ្ណោះធ្វើខ្លះខ្លួនឯងក៏បានឆ្ងល់តើមានន័យថាយ៉ាងម៉េចទៅសាងហៅគេក៏បានអត់សម្លាយហាឈិនធានមានតែមនុស្សល្ងីដូចជាឯងនោះទេដែលជឿរឿងនេះប្រសិនបើខ្ញុំជាឯងមិនទប់ពីលឺព័ត៌មានបែបនេះហើយនឹងប្រញាប់លាក់ខ្លួនឲ្យឆ្ងាយពីទីនេះមិនខានដោយសារមួក៏បាននិយាយទៅកាន់ឈិនធានលោកម្ចាស់មិនចាំបាច់និយាយហេតុផលជាមួយនឹងពួកវានោះទេសម្រាប់ពួកគេចោលឲ្យអស់ទៅចប់រឿងហើយដោយហៅរិនគេក៏បានបញ្ជាក់ថាបំពន់នៅក្នុងដៃលួចវាឈ្មោះឈិនធានពីខាងក្រោយទូប្ររបស់យើងមិនទប់ពីឃើញបែបនោះអំប្រាប្រាដៅទប់រងបន្តិចខ្ញុំសួរឯងម្ដងទេតើព្រឹត្តិការណ៍ជឿហើយនឹងព្រឹត្តិយេស៊ូយ៉ានៅឯណាប្រសិនបើជាពួកគាត់នៅមិនព្រមឲ្យនិកាយធានសងធ្វើបែបនេះនោះឡើយឆៅរិនក៏បានតបទៅវិញជាការពិតណាស់ពួកគេទាំងពីរនាក់មិនយល់ស្របនោះទេដូច្នេះហើយពួកគេទាំងពីរក៏ត្រូវបានជាប់គាំងនៅលើកំពូលភ្នំសងជឿរួចហើយក៏ធ្វើទរណកម្មដោយធម្មពលផ្គររន្ទះទាំងថ្ងៃទាំងយប់បន្ទាប់ពីស្ដាប់ឮបែបនោះឈិនធានក៏បានកាប់ចេញជាចំហាយធម្មពលដាក់ទៅវាប្រហារលឺសូទៅឈ្វីអូយទម្លុះរាងកាយរបស់ឆៅរិនបាត់ទៅហើយដប់កាប់មុខស្ដុកស្លាប់តែម្ដងសាងហើយបន្ទាប់ពីឃើញនោះក៏ប្រញាប់រត់ទៅមើលឈិនធានឯងហ៊ានសម្លាប់ព្រឹត្តិការណ៍ឆៅរិននៃនិកាយធានសងផងដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយទូប្ររបស់យើងកាន់តែកាយបញ្ជាធម្មពលនៅក្នុងដៅទីហក់កាប់ពីមួយទំហឹងខ្ទោដៀងធ្វើអាប៊ូនីណូស្រែកពោពេញទៅដោយក្តីជឿជកចាប់តខ្លះខ្ញុំដៃប្រញាប់ធ្វើដំណើរភ្លាមទៅដោយព្រឹត្តិការណ៍មួយឈិនខត់មិនទាន់នោះទេកាត់មកលើកំពូលភ្នំសងជឿដែលពេលនេះព្រឹត្តិការណ៍ជឿហើយនឹងព្រឹត្តិយេស៊ូយ៉ាត្រូវបានច្រវាក់ចង់រិតពេញនឹងគ្រប់គ្រងដោយកណ្ដឹងបុរាណដែលជាវត្ថុបុរាណដ៏អស្ចារ្យមួយក្នុងចំណោមវត្ថុបុរាណទាំង10ព្រឹត្តិការណ៍ជឿដោយសាររងទុកពេកក៏បានស្រែកឡើងពួកឯងនៅចាំអ្វីទៀតសម្រាប់យើងចោលភ្លាមទៅឯងចង់ស្នើសុំមកយើងហើយនឹងឈិនធានត្រឡប់មកវិញគ្មានថ្ងៃទៅរួចនោះទេសុំមិនទៅចុះដោយធម្មពលរន្ទះក៏បន្តវាប្រហារទៅគាត់ទៀតធ្វើឲ្យគាត់ស្រែកពោពេញទៅដោយក្តីជឿជកចាប់ឈិនធាននៅខ្លះខ្ញុំដៃក៏បានមកដល់ព្រឹត្តិយេស៊ូយ៉ាតើនរណាជាអ្នកធ្វើយកដៃទៅប៉ះបន្តិចចំហាយធម្មពលរន្ទះក៏បានសាយភីឡើងព្រឹត្តិយេស៊ូយ៉ាបន្ទាប់ពីងើយមុខឡើងឈិនធានហើយអ្វីបានជាអ្នកមកទីនេះប្រញាប់ចាក់ចេញទៅវិញភ្លាមទៅទុកឲ្យពួកយើងទាំងពីរនៅទីនេះបានហើយទៅកាន់តែឆ្ងាយកាន់តែល្អធម្មពលរន្ទះបានវាប្រហារគាត់ទៀតហើយស្រែកពេញនឹងសំឡេងរបស់អន្តរិជាងឡាក៏បាននិយាយប្រាប់អាឡាតគាត់ដឹងដ៏អស្ចារ្យនេះគឺជាក្បួនហាមឃាត់ដ៏អស្ចារ្យមួយប្រសិនបើចង់ជួយពួកគេត្រូវតែមានកម្រិតធម្មពលដ៏ខ្លាំងក្លាដើម្បីបំបីនៅកណ្ដឹងបុរាណមួយនេះហើយឈិនធានក៏បាននិយាយឡើងមិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំត្រូវតែជួយសង្គ្រោះព្រឹត្តិការណ៍ទាំងពីរឲ្យបានកាប់ចេញនៅបច្ចេកទេសដាក់បំផ្លាញពិភពលោកមួយលាន់លឺសូតែពើងកណ្ដឹងបុរាណមួយនោះមានរំកើនោះទេបន្ទាប់ពីឃើញមែននោះព្រឹត្តិយេស៊ូយ៉ាក៏បាននិយាយឡើងឈិនធានបញ្ឈប់វាភ្លាមទៅធម្មពលរបស់អ្នកមិនអាចធ្វើអ្វីវាបាននោះទេប្រសិនបើនៅតែព្យាយាមប្រើវាទៀតធម្មពលរបស់អ្នកដែលបានវាប្រហារចេញទៅវានឹងត្រឡប់ទៅវាបកលើអ្នកវិញទូប្ររបស់យើងមិនស្ដាប់នោះឡើយប្រើប្រាស់នៅបច្ចេកទេសដាក់បន្លាស់ទីលើមេឃាកាប់ចូលទៅលាន់សូតែពើងរំកើបន្តិចបន្តប្រើប្រាស់បច្ចេកទេសដាក់បោកមេឆោតនៃការបំផ្លាក់បំផ្លាញបន្តលុសូពើងដោយដែលអ្វីដែលព្រឹត្តិយេស៊ូយ៉ាបាននិយាយបច្ចេកទេសដាក់របស់ឈិនធានបានវាបកមកវិញធ្វើខ្លួនរបស់គេក៏បានរងរបួសហូរឈាមចេញពីមាត់នៅតែមិនអស់ចិត្តកាប់ពី3ដៅទៀតកាត់មកក្នុងសារធំនៃនិកាយធានសងដែលព្រឹត្តិការណ៍មូលធានបានរាយការណ៍ប្រាប់ថាបន្ទាប់ពីឈិនធានបានដឹងថានិកាយធានសងជួបនឹងបញ្ហាគេក៏ប្រញាប់ត្រឡប់មកទីនេះភ្លាមមនុស្សសុចរិតបែបនេះហើយអ្វីនិកាយធានសងរបស់យើងចង់សម្លាប់មនុស្សល្អដូចជាគេបន្ទាប់ពីពួកព្រឹត្តិការណ៍ប្រកែកគ្នាបន្តិចភ្លាមនោះសំលេងជួក៏បានមកលឺឡើងពើង
ធ្វើនេះរកគ្នាក៏មានការភ្ញាក់ផ្អើលវាប្រកាសណាច្បាស់ជាអាឡាមេនូជីមិនខានគេពិតជាចង់ជួយសង្គ្រោះព្រឹត្តិការណ៍ជឿនឹងព្រះយេស៊ូវយ៉ាសំឡេងមួយនេះគឺបានមកលើកឡើងពីអំណាចកណ្ដឹងបុរាណរបស់បុព្វបុរសយើងអាឡាមេនូពិតជាងងខ្លាំងណាស់ដូច្នេះពួកយើងមិនឲ្យគេចេញទៅវិញដោយមានជីវិតនោះទេភ្លាមនោះមេដឹកនាំនិកាយមួយវិនធានគាត់ក៏បានបញ្ជាប្រាប់ថាប្រញាប់ធ្វើដំណើរទៅកំពូលភ្នំសុងជឺបើគ្មានបញ្ជាពីខ្ញុំគ្មាននរណាម្នាក់ធ្វើអ្វីបានទាំងអស់ខាត់មកឈិនធានវិញពេលនេះជូតឈាមចេញពីមាត់ប្រានៅបច្ចេកទេសអ្នកគ្រីបំផ្លាញមហាសមុទ្រទីចូលទៅវាប្រហារលាន់លឺសូតែពើខ្ទុះឡើងទាំងខ្ទេចតែចំហាយអ្នកគ្រីមួយនោះកណ្ដឹងជួងគុណដដែលដោយព្រឹត្តិការណ៍ទី4ទី5ក៏បានមកឡាស់ទីជួមកឈិនធានកុំខ្ជិះជាធម្មពលរបស់ឯងទីដីប្រសិនបើឯងចង់ជួយព្រឹត្តិការណ៍ទាំងពីរនេះយល់អបប្រញ្ញាប្រកូននៅកំណប់ត្របុរាណរបស់គ្រូសាឈិនឯងមកឈិនធានមិនតបពីស្ដាប់លឺបែបនោះមិនតបតអ្វីនោះទេបានត្រឹមតែញញឹមមិនឈាននៅកំណាប់ដៃបំបាក់មេឃឡើងមកវាចូលពេញមួយទំហឹងផ្ទុះឡើងទាំងសាយភេទចំហាយធម្មពលពីរនឹងដោយសាររឿងក៏បានកាត់មកក្នុងបន្ទប់សម្ងាត់មួយនៃនិកាយធានសងដែលព្រឹត្តិការណ៍ម្នាក់កំពុងតែធ្វើការគោរពសំណាក់របស់ម្ចាស់ស្រីមួយដែលព្រឹត្តិការណ៍ម្នាក់នោះមានឈ្មោះថាមូយូដោយពេលនេះពួកយើងបានរកឃើញកំណប់ទ្រព្យដ៏សំខាន់មួយដូច្នេះពួកយើងនឹងគិតបានជួបគ្នាម្ដងទៀតហើយភ្លាមនោះសំឡេងកំដៅបុរាណក៏បានមកលើឡើងទើងធ្វើឲ្យគាត់ក៏មានការភ្ញាក់ផ្អើលនេះគឺជាសំឡេងកំដៅបុរាណកាត់មកពួកព្រឹត្តិការណ៍ជាច្រើននៃនិកាយធំទាំង4ដែលពេលនេះពួកគេនៅលើលំហកំពុងតែភ្ញាក់ផ្អើលជាមួយនឹងសំឡេងកំដៅបុរាណអាឡែនោះពិតជាហ៊ានប្រឆាំងជាមួយនឹងពួកយើងមែនព្រឹត្តិការណ៍ម្នាក់ទៀតក៏បាននិយាយឡើងអ្នកទាំងអស់គ្នាត្រូវតែធ្វើតាមខ្ញុំមនុស្សដែលមានទេពកោសល្យបែបនេះយើងមិនត្រូវទុកគេឲ្យមានជីវិតរស់នៅក្នុងនិកាយធានសងបាននោះឡើយបន្ទាប់មកក៏បានទីចេញចំហាយធម្មពលទាំងអស់គ្នាធ្វើឲ្យលើកំពូលភ្នំសុងជឺផ្ទៃមេឃក៏បានប្រែប្រួលឡើងខ្មៅងងឹតពោពេញទៅដោយធម្មពលរន្ទះនេះគឺជាបច្ចេកទេសផ្គររន្ទះរួមគ្នាឈិនធានច្បាស់ជាស្លាប់នៅថ្ងៃនេះជាមិនខានឈិនធានបន្ទាប់ពីអណ្ដាតខ្លួនឡើងមកខាងលើដោយអត្រាជាងឡាក៏បាននិយាយប្រាប់អាឡែននៅក្នុងថ្ងៃនេះកណ្ដឹងបុរាណច្បាស់ជាទទួលស្គាល់ឯជាម្ចាស់ជាមិនខានដូច្នេះត្រូវតែបញ្ចេញសមត្ថភាពឲ្យពួកគេបានដឹងបន្ទាប់ពីឃើញចំហាយធម្មពលរន្ទះបានបាញ់ចុះមកឈិនធានក៏បានកាប់បំបែកបន្តប្រើប្រាស់ដោយទប់រងបន្ទាប់មកក៏បានបំបែកមួយទៀតប្រើប្រាស់ធម្មពលបង្កើតបានជាខែលទប់រងពីចំហាយធម្មពលរន្ទះទាំងអស់នោះប៉ុន្តែមិនគ្រប់គ្រាន់ទេក៏ត្រូវបានបែកខ្ទេចធម្មពលរន្ទះក៏បានជ្រាបពេញរាងកាយបើភ្នែកមកវិញស្រែកបំផ្ទុះមួយទៀតខ្សែភាពនៃចំហាយធម្មពលដ៏ខ្លាំងក្លាស្របពេលនោះចំហាយធម្មពលរន្ទះក៏បានបាញ់ចុះមកយ៉ាងសន្ធោសន្ធៅធ្វើខ្លះក្នុងដៃក៏មានការព្រួយបារម្ភបន្ទាប់ពីឃើញចំហាយធម្មពលដាវដ៏ធំសម្បើមកំពុងតែលេចឡើងពីខាងលើសម្រុកចូលមកវាប្រហារបន្ទាប់ពីឃើញបែបនោះព្រឹត្តិការណ៍មួយវិនធានក៏បានមកលើកឡើងក្នុងចិត្តទាំងអស់សង្ឃឹមអំណាចធម្មពលដាវដ៏អស្ចារ្យបែបនេះសម្រាប់មនុស្សមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះឈិនធានច្បាស់ជាចប់ជាមិនខានបន្ទាប់មកគាត់ក៏បានបែបភ្នែកទាំងអស់សង្ឃឹមឈិនធានពេលនេះកំពុងតែបញ្ចេញនូវកម្លាំងធម្មពលទាំងអស់ត្រូវនៅកណ្ដឹងបុរាណមួយនោះដើម្បីយកទៅទប់រងជាមួយនឹងចំហាយធម្មពលដាវដ៏ធំសម្បើមសម្កត់ចុះមកពីមួយទំហឹងឡើងស្រត់តែម្ដងដោយឈិនធាននៅតែព្យាយាមប្រើប្រាស់ធម្មពលបន្តទៀតការដាក់សម្ពាធទរណកម្មទាំងអស់ពីឋានសួគ៌ខ្ញុំមិនអាចស៊ូទ្រាំបានយូរនោះទេបន្ទាប់មកក៏បានប្រើប្រាស់បច្ចេកទេសដាល់ចូលពេញមួយទំហឹងធ្វើឲ្យចំហាយធម្មពលដាវដ៏ធំសម្បើមបានបែកខ្ទេចផ្ទុះឡើងទៀងច្រវាក់ទាំងអស់ដែលបានចងទៅលើពួកព្រឹត្តិការណ៍ទាំងពីរនេះក៏ត្រូវបានបែករលាយអស់ដែរនឹងហើយក៏សូមអធិស្ឋានរាល់កំហុសឆ្គងដែលបាននិយាយឡើងពេលនេះក៏ត្រូវបានបញ្ចប់